ខ្ញុំដាស់បានសមត្ថភាពថ្នាក់ F ដ៏កំសោយបំផុតត្រឹមដំណក់ទឹកគ្រាន់តែល្អសម្រាប់សម្រស់សាលាដើម្បីជញ្ជក់មាត់មិត្តរួមថ្នាក់នាំគ្នាសើចចំអកខ្ញុំហៅខ្ញុំថាជាបន្ទុកដល់ពេលប្រយុទ្ធពួកគេរុញខ្ញុំទៅមុខធ្វើជានុយភ្លាមតែមួយសន្ទុះក្រោយមកអ្នកដែលគួរតែជានុយបែរជាហែកហួរគ្រប់យ៉ាងទៅវិញគឺព្រោះតែខ្ញុំដាស់បានប្រព័ន្ធបណ្ដុះបំផ្លាញសមត្ថភាពដំណក់ទឹកឥតប្រយោជន៍បំផុតទៅជាធម្មពលថ្នាក់ SSS លើសលប់កំហឹងទេពមច្ឆាខ្យល់ព្យុះបោកបក់នាំសម្ពាធថប់ដង្ហើមពេញលំហកំទេចគ្រប់អ្វីដែលបាក់បែកជញ្ជាំងរោងចក្រដែកបោះបង់ចោលរុញខ្ញុំមួយទំហឹងខ្ញុំចំពុកដួលគ្រោះខ្ទាតតែកាត់ក្រោមជើងប្រេះខ្ទាតលឺសូរស្រួចខ្ញុំទប់ខ្លួនបានរួចអង្រួនក្បាលដៃអាវសស្លេកចេញខ្ញុំបក់ភ្នែកមើលច្រកទ្វាររោងចក្រងឹតសូនឈឹងនៅខាងមុខមានអ្វីម្យ៉ាងកំពុងក្រហមនៅខាងក្នុងរោមញ័រក្រហមខ្លាំងរាប់សិបរួមគ្នាសមត្ថភាពថ្នាក់ទាបបំផុតពួកវាត្រូវដឹងថាខ្លួនគ្រាន់តែជានុយសំឡេងលេតធនបន្លឺយ៉ាងប្រងើយពីក្រោយខ្ញុំលោកម្ចាស់កំឡោះត្រកូលលីននៅអាវិនម៉ូកំពុងបង្វិលដំបងដែលឆេះក្រហមស្រស់ពីចុងដល់គល់ភ្លើងចុងដំបងបំភ្លឺស្នាមញញឹមប្រហើនត្រជាក់នៅជ្រុងមាត់គេថ្នាក់ទី2ដំបងធាតុភ្លើងថ្នាក់កំពូលដំបងនោះមួយមុខអាចចិញ្ចឹម3បាច់គ្រួសារសាមញ្ញ3ចំនួនឯណោះដៃជើងម្នាក់របស់លេតធនស្រ័យថាអង្គភាពរុករកត្រៀមហើយយកចិត្តទុកដាក់អាពួកកំសាពួកខ្សោយចប់ត្រឹមនេះសិស្សរាប់សិបនាក់ដែលកំពុងប្រឡងប្រយុទ្ធឈរពីក្រោយខ្សែបន្ទាត់សុវត្ថិភាពទឹកមុខពិបាកមើលខ្លះតូចចិត្តខ្លះធូរស្រាលដែលវាមិនមែនគេឯងត្រូវគេរុញចេញទៅទីនោះគួរឲ្យអាណិតណាស់សមត្ថភាពដំណក់ទឹកថ្នាក់ F ហ្នឹងគ្រាន់តែព្រោះទឹកប៉ុណ្ណោះខ្ញុំឮថាខែមុនឯងជាប់បាតគេបង្អស់ក្នុងពិធីដាស់សមត្ថភាពត្រូវបញ្ជូនទៅត្រង់អង្គភាពនុយជួរមុខគឺដើម្បីទទួលការវាយប្រហារជំនួសពួកអ្នកប្រយុទ្ធពិតប្រាកដគេរើសហើយធ្វើអីមិនកើតទេពាក្យខ្សឹបខ្សៀវជ្រៀតចូលខ្ញុំមិនខ្វល់ខ្ញុំលូកហៅប៉ៅដកកាក់ច្រេះចាប់មួយមកបោះវាឡើងលើរួចចាប់វាមកវិញភ្នែកខ្ញុំមិនបានមើលផ្លូវចូលរោងចក្រទេគឺសម្លឹងមើលផ្ទាំងទិន្នន័យពណ៌ខៀវដែលមានតែខ្ញុំម្នាក់គត់មើលឃើញវាបង្ហាញថាប្រព័ន្ធវិវត្តមិនទាន់ដំណើរការទេលុះត្រាតែបានបន្ទុកឆក់អារម្មណ៍ 100% ឥឡូវបាន 99% ហើយមួយខែហើយតាំងពីថ្ងៃដែលខ្ញុំត្រូវគេវាយតម្លៃថាជាកម្រិត F ក្នុងពិធីដាស់ធម្មពលទាំងនេះនៅជាប់គៀនភ្នែកខ្ញុំរហូតរាល់ពេលដែលមានគេមើលងាយឬជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ខ្ញុំបន្ទុកវានឹងកើនឡើងមួយខែនៃការរងភាពអាម៉ាស់ធ្វើឲ្យវាឡើងដល់99ចិត្តគ្រប់ហើយខ្ញុំចាប់កាក់នោះរួចលួចញញឹមបន្តិចលេតុននិយាយត្រូវតោះដើរចេញខ្ញុំបង្វែរខ្លួនមកវិញនិយាយបែបធម្មតាដោយសួររឿងម្ហូបថ្ងៃត្រង់អីចឹងហ្វូងជាចកខ្យល់កម្រិតមួយនៅខាងក្នុងនោះផ្ញើលើឯងហើយណាលេថនជួនចិញ្ចើមមើលមកខ្ញុំតែមិនយល់មនុស្សទន់ជ្រាយដែលចិត្តត្រូវគេរុញចូលរួមជាចកមិនគួរមានទឹកមុខបែបហ្នឹងទេវាស្ងប់ស្ងាត់ពេកស្ងប់ស្ងាត់រហូតដល់គួរឲ្យខ្លាចប៉ុន្តែគេភ័យតែមួយផ្លេតក៏បាត់ទៅវិញព្រោះតែមោទនភាពដ៏ខ្ពស់កប់ពពករបស់គេត្រឹមតែរ៉េង F សោះមនុស្សអត់ប្រយោជន៍ដែលធ្វើបានត្រឹមបញ្ចេញទឹកពី3ដំណក់ពីចុងម្រាមដៃទោះខំធ្វើជារឿងស្ងប់ស្ងាត់យ៉ាងណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរការពិតថាឯងត្រូវខ្ទេចដែរឈប់និយាយទៅលេថនដកដំបងរបស់គេរួចងក់ក្បាលផ្ដល់សញ្ញាទៅរោងចក្រចូលទៅរកឃើញការមើលងាយខ្លាំងពីឌីងលេតុនបន្ទុករន្ធត់បិទ10ចំនួនប៉ុន្តែវានៅតែ 99% ដដែលអត់ឡើងសោះខ្ញុំផ្ដើមជ្រួញចិញ្ចើមរួចមើលអក្សរតូចនៅខាងក្រោមផ្ទាំងនោះដែលខ្ញុំមិនដែលចាប់អារម្មណ៍ពីមុនមកឆាប់ហើយបន្ទុកសរុបដែលត្រូវប្រើគឺមិនសនឯបន្ទុកបច្ចុប្បន្នគឺ 9,910 គឺខ្វះ90បន្ទុកទៀតមិនមែនខ្វះតែមួយបន្ទុកទេខ្ញុំគាំងអស់2វិនាទី99%គឺ 9,900 បន្ទុកបូក10មិញទៀតជា 9,900 រាប់តាមបទពិសោធន៍មួយខែមកនេះការមើលងាយពីមនុស្សធម្មតាបានត្រឹម1ទៅ5បន្ទុកប៉ុណ្ណោះសូម្បីតែការមើលងាយខ្លាំងពី Layton ក៏បានត្រឹមតែ10បន្ទុកដែរបើនៅតែបែបហ្នឹងទម្រាំបាន90បន្ទុកទៀតច្បាស់ជាត្រូវរងការជេរប្រមាថ10ដងទៀតមិនខានចុះបើខ្ញុំធ្វើអ្វីផ្សេងវិញខ្ញុំសម្លឹងមើលទៅភ្នែកពណ៌បៃតងភ្លឺនៅខាងក្នុងរោងចក្រខ្ញុំលួចញញឹមម្នាក់ឯងបើខ្ញុំធ្វើអ្វីមួយឲ្យពួកគេភ្ញាក់ផ្អើលខ្លាំងដើរទៅឈរធ្វើអីហ្នឹងកូនចៅរបស់គេរុញខ្ញុំមួយទំហឹងទៀតខ្ញុំមិនតដៃទេក៏ដើរចូលទៅតាមកម្លាំងរុញសម្លេងជើងរបស់ខ្ញុំលាន់លឺពេញរោងចក្រដែកដ៏ស្ងាត់ជ្រងំដំបូលខាងលើធ្លាយជាច្រើនកន្លែងធ្វើឲ្យពន្លឺថ្ងៃជះចូលមកកាត់កម្រាលដែកដែលមានសុទ្ធតែច្រេះខ្យល់អាកាសនៅទីនោះធំក្លិនស្អុយអាសោចរួមទាំងសម្លេងក្រហមតិចបន្លឺឡើងពីគ្រប់ទិសទីមានភ្នែកពណ៌បៃតងជាង10គូកំពុងសម្លឹងមកក្នុងចំណោមស្រមោលងងឹតពួកវាជាចចកខ្យល់កម្រិតបើវាយគ្នាមួយទល់មួយមិនអីទេតែបើវាព្រួតគ្នាច្បាស់ជាហែកអ្នកដាស់ធម្មពលជាបំណែកមិនខានលេថននាំកូនចៅ4នាក់ឡើងទៅពួននៅលើទីទួលខ្ពស់រួចគេបុកដំបងទៅនឹងដីភ្លើងក៏ឆាប់ឆេះឡើងបំភ្លឺពេញទីនោះពួកចចកចាប់ផ្ដើមតម្រង់មកខ្ញុំហើយលេថនញញឹមរួចមើលមកខ្ញុំកុំខ្លាចអីឈរនៅទីនោះដើម្បីទាក់ទាញអារម្មណ៍ពួកវាទៅចាំយើងចាត់ការអរគុណច្រើនហើយលេថនខ្ញុំឈប់ឯខ្នងទៅនឹងជញ្ជាំងដែកដ៏ត្រជាក់រួចនិយាយទៅកាន់គេដោយស្មោះចចកខ្យល់ដំបងគេបង្អស់ចាប់ផ្ដើមលោតស្ទុះមកយ៉ាងលឿនស្លាបខ្យល់ពណ៌បៃតងខ្ចីព័ទ្ធជុំវិញខ្លួនវាសំដៅមកខំកោរបស់ខ្ញុំមិនរត់ហើយក៏មិនលើកដៃការពារខ្លួនដែរគ្រាន់តែងាកក្បាលបន្តិចភ្នែករបស់ខ្ញុំសម្លឹងរំលងចចកនោះទៅមើលកន្លែងងងឹតមួយនៅទីនោះមានធម្មពលមួយលាក់ខ្លួនយ៉ាងជិតមិនមែនជាសត្វសាហាវទេតែជាមនុស្សហើយខ្លាំងទៀតផងខ្ញុំងាកមកវិញភ្លាមក៏ញ៉ាំចចកនៅសល់តែ10សង់ទីម៉ែត្រទៀតដល់កខ្ញុំហើយខ្ញុំលើកកម្រាមដៃចង្អុលខាងស្ដាំឡើងបន្តិចមានដំណក់ទឹកតូចមួយបានបង្កើតឡើងនៅចុងម្រាមដៃវាថ្លាឆ្វង់និងមើលទៅធម្មតាបំផុតនេះជាសមត្ថភាពប្រេង F ដំណក់ទឹកខ្ញុំបាញ់ដំណក់ទឹកនោះចេញទៅយ៉ាងលឿនវាចំគ្រាប់ភ្នែកខាងស្ដាំរបស់ចចកនោះចំចិត្តតែម្ដងក្បាលរបស់វាឈឺចុកចាក់ខ្លាំងធ្វើឲ្យវាងាកចេញពីករបស់ខ្ញុំនៅវិនាទីចុងក្រោយរួចទៅបោកក្បាលនឹងជញ្ជាំងដៃខាងក្រោយឬសូប្រាវវាក៏សន្លប់បាត់ទៅរឿងរ៉ាវទាំងអស់នេះកើតឡើងមិនដល់1វិនាទីផងធម្មពលដែលលាក់ខ្លួននៅក្នុងស្រមោលងងឹតនោះប្រើអង្គើបន្តិចត្រចៀកខ្ញុំវិញណាខ្ញុំឮសំឡេងដកដង្ហើមធំតិចជាសំឡេងមនុស្សស្រីស្ងាត់ស្ងៀមបង្កប់ដោយភាពភ្ញាក់ផ្អើលអូហូ
ខ្ញុំមិនងាកក្រោយទេគ្រាន់តែលួចញញឹមបន្តិចចំណែកលេខនៅលើផ្ទាំងនោះកើនឡើងភ្លាមសញ្ញាធម្មពលលាក់កំបាំងក្នុងសមោកម្រើកមួយផ្លែតទៅជាខ្ញុំវៃណាស់ខ្ញុំមិនអាចសរុបបច្ចុប្បន្ន 9,915 ខ្វះ85ពិន្ទុទៀតមិនទាន់គ្រប់គ្រាន់ទេតែមិនអីទេខ្ញុំដាក់ម្រាមដៃចុះរួចផ្អែកខ្នងនឹងជញ្ជាំងដៃដដែលសម្លឹងមើលលេថុនកំពុងតែបញ្ចេញរដ្ឋាភិបាលបាញ់ភ្លើងយ៉ាងសាហាវការសម្ដែងទើបតែចាប់ផ្ដើមទេបន្ទាប់ពីលេថុនវេចខ្ចក់ខ្យល់ទី3សន្លប់គេក៏ងាកមកមើលខ្ញុំខ្សែភ្នែករបស់គេមើលមកបង្កប់ដោយល្បិចកលគេអោនចុះខ្សឹបប្រាប់កូនចៅក្បែរខ្លួនរួចកូនចៅនោះងក់ក្បាលហើយដកដបតូចមួយចេញពីក្នុងអាវដែលមានរូបលលាក្បាលវាជាម្សៅតាក់ទាញសត្វសាហាវជាសារធាតុហាមឃាត់របស់កងទ័ពដែលប្រើសម្រាប់តាក់ទាញសត្វកម្រិតខ្ពស់លេតុនលិតបបោមាត់ខ្លួនឯងគេសម្លឹងមើលមកក្នុងអាវរបស់ខ្ញុំបំណងពិតប្រាកដរបស់គេមិនមែនត្រឹមតែយកខ្ញុំធ្វើជានុយទេអ្វីដែលគេចង់បានគឺកាក់ច្រេះដែលឪពុកម្ដាយខ្ញុំបន្សល់ទុកឲ្យតាមព័ត៌មានសម្ងាត់របស់ត្រកូលលីនកាក់នោះមានបង្កប់ថាមពលចម្លែកម្យ៉ាងដែលពួកគេមិនធ្លាប់ឃើញពីមុនមកមនុស្សអត់ប្រយោជន៍ rank F ដោយខ្ញុំមិនគួរសមនឹងមានរបស់បែបហ្នឹងទេបើបាត់ខ្លួនទៅល្អលេថិនងក់ក្បាលឲ្យកូនចៅនោះយល់ការក៏លួចដើរមកជិតខ្ញុំយ៉ាងស្ងៀមស្ងាត់ឯខ្ញុំនៅតែឈប់ផ្អែកជញ្ជាំងបោះកាក់លេងយ៉ាងសប្បាយកាក់នោះវិលលើអាកាសនៅក្រោមពន្លឺភ្លើងមានពន្លឺពណ៌ខៀវខ្សោយជះចេញមកមួយផ្លែតរួចក៏បាត់ទៅវិញដោយគ្មានអ្នកណាដឹងឡើយភ្លើងបានលេបត្របាក់ចចកខ្យល់ចុងក្រោយអស់លេថិនដកដំបងរបស់គេរួចឈរយ៉ាងមានមោទនភាពកូនចៅរបស់គេរត់ទៅចោមរុំសរសើរភ្លាមអ្នកប្រុសលេថិនពិតជាអស្ចារ្យមែនថាមពលភ្លើង rank A ពិតជាខ្លាំងក្លាណាស់នេះទើបជាកម្ពុជាអ្នកខ្លាំងពិតប្រាកដមិនដូចអ្នកខ្លះដេកញ័រនៅគៀនជញ្ជាំងទេអ្នកនិយាយនោះងាកមកសម្លឹងមើលខ្ញុំចំណែកខ្ញុំកំពុងតែអង្គុយចិត្តចចកខ្យល់ដែលសន្លប់នោះយកឈើចាក់ត្រចៀកវាលេងទាំងចង់ដឹងចង់ឃើញលេថិនដើរមកជិតខ្ញុំទាំងធ្វើជាបារម្ភកាលមិញនឹងឯងមិនអីទេមែនទេមានចចកមួយរត់ទៅរកឯងតែយើងជួយមិនទាន់អត់មានរបួសទេត្រូវទេខ្ញុំមិនអីទេលេថិនខ្ញុំក្រោកឈររួចបោះធូលីដីចេញពីជង្គង់ចចកនោះវារត់លឿនពេកហ្វ្រាំងមិនទាន់ក៏បោកក្បាលនឹងជញ្ជាំងសន្លប់ខ្លួនឯងទៅកូនចាំម្នាក់លួចសើចឯងពិតជាសំណាងមែនលេថិនមិននិយាយអ្វីទេព្រោះគេមិនខ្វល់ឡើយត្រឹមតែចចកកម្រិតមួយក្បាលសោះមានអីត្រូវខ្វល់ទោះសំណាងលើកនេះក៏មិនអាចជួយឯងនៅវគ្គបន្ទាប់បានដែរអ្វីដែលកើតឡើងបន្ទាប់ទៀតទើបជារឿងសំខាន់អ្នកទាំងអស់គ្នាសម្រាប់5នាទីសិនលេថិននិយាយខ្សឹបៗជាមួយកូនចៅបន្ទាប់មកយើងនឹងចូលទៅតំបន់ស្នូខាងពេលគេនិយាយបែបនេះកូនចៅម្នាក់បានលួចដើរមកពីក្រោយខ្នងខ្ញុំយ៉ាងស្ងៀមស្ងាត់រួចហើយម្រាមដៃរបស់គេកាន់ដបតូចនោះរួចបង្វិលកម្របន្តិចមានម្សៅហុយចេញមកតិចរួចទៅជាប់នឹងកអាវខាងក្រោយរបស់ខ្ញុំចំចិត្តតែម្ដងម្សៅតាក់ទាញសត្វសាហាវនេះគ្មានពណ៌គ្មានក្លិនទេតែខ្ញុំអាចហិតដឹងក្លិនផ្អែមតិចដូចជាក្លិនរ៉ែចម្លែកម្យ៉ាងខ្ញុំឃើញដៃរបស់វាដកថយទៅវិញតាមកន្ទុយភ្នែករួចខ្ញុំក៏ងាកមកមើលមុខលេថិនដែលកំពុងធ្វើពុតជាបារម្ភពីខ្ញុំដឹងរឿងទាំងអស់ហ្នឹងផ្ទាំងទិន្នន័យនៅតែបង្ហាញច្បាស់បន្ទុកឆក់អារម្មណ៍បច្ចុប្បន្នគឺ 9,915 ខ្វះ85ពិន្ទុទៀតការមើលងាយធម្មតាមិនអាចជួយខ្ញុំបានទេលុះត្រាតែមានរឿងរ៉ាវធំដុំកើតខ្ញុំមិននិយាយអ្វីទាំងអស់ហើយក៏មិនបញ្ចេញអាការអ្វីដែរគ្រាន់តែដើរតាមក្រុមពួកគេទៅតំបន់ស្នូខាងក្នុងមុខរបស់ខ្ញុំបង្ហាញការភ័យខ្លាចនិងទន់ជ្រាយបន្តិចដើម្បីឲ្យសមនឹងការសម្ដែងនៅក្នុងស្រមោលងងឹតសារ៉ាកំពុងអង្គុយពួននៅលើធ្នឹមដៃចម្ងាយ30ម៉ែត្រអាវធំរបស់នាងបក់រវិចវិចតាមខ្យល់នាងគឺជាអ្នកត្រួតពិនិត្យសម្ងាត់របស់កងទ័ពរឿងដែលខ្ញុំបាញ់ដំណក់ទឹកចូលភ្នែកចចកមិញនេះនាងឃើញទាំងអស់គួរឲ្យចាប់អារម្មណ៍មែននេះជាអ្វីដែលសារ៉ាគិតនៅក្នុងចិត្តគ្មានអ្វីលើសពីនេះទេនាងចាប់អារម្មណ៍ទៅលើក្រុមរបស់លេថិនជាងនាងធំក្លិនម្សៅតាក់ទាញសត្វសាហាវនោះដែរសារធាតុហាមឃាត់របស់កងទ័ពបែរជាមកលេចឡើងក្នុងការប្រឡងរបស់សិស្សបែបនេះត្រកូលលីនច្បាស់ជាមានរឿងធំមិនខានប៉ុន្តែនាងមិនទាន់ចូលជួយឡើយនាងចង់ដឹងថាលេថនមានគម្រោងធ្វើអ្វីបន្តទៀតហើយចង់ឃើញថាខ្ញុំនឹងធ្វើការជ្រើសរើសបែបណាពេលតច្រកតើខ្ញុំនឹងយកអង្វរឲ្យគេជួយឬក៏មានវិធីផ្សេងតំបន់ស្នូខាងក្នុងទីធ្លាធំទូលាយនៅក្នុងរោងចក្រស្រាប់តែបើកចំហមានស្នាមកញ្ញាំជ្រៅនៅលើកម្រាលដីមិនមែនជាស្នាមកញ្ញាំចចកទេស្នាមនីមួយៗមានទំហំជាងកន្លះម៉ែត្រដៃថែបនៅតាមគែមរហែកធ្លាយដូចជាក្រដាសអ៊ីចឹងពួកកូនចៅប្រែប្រួលទឹកមុខភ្លាមអ្នកប្រុសលេថនស្នាមកញ្ញាំនេះយ៉ាងហោចណាស់ក៏កម្រិត2ឡើងទៅដែរត្រូវទេលេថនសម្លឹងមើលកម្រាលដីទាំងគ្មានអារម្មណ៍ភ័យខ្លាចអ្វីបន្តិចហើយមិនគ្រាន់តែជាសត្វកម្រិត2សេះសោះយើងម្នាក់ឯងអាចចាត់ការបានពេលគេនិយាយបែបនេះភ្នែករបស់គេលួចសម្លឹងមើលកអាវខាងក្រោយរបស់ខ្ញុំដោយអចេតនាម្សៅតាក់ទាញសត្វសាហាវត្រូវចំណាយពេល15នាទីទើបហុយក្លិនពេញលេញឥឡូវទើបតែកន្លងផុតទៅ7នាទីប៉ុណ្ណោះពេលវាហុយក្លិនខ្លាំងក្លិនខ្លួនខ្ញុំនឹងដូចជាកម្មជួយសញ្ញាតាក់ទាញសត្វសាហាវទាំងអស់ក្នុងរង្វង់3គីឡូម៉ែត្រឲ្យមកទីនេះក្នុងស្ថានភាពវឹកវរនោះតើអ្នកណាចាប់អារម្មណ៍មនុស្សអត់ប្រយោជន៍ rank F ដូចខ្ញុំទៅលេថនអង្គុយរាប់ពេលនៅក្នុងចិត្តស្នាមញញឹមនៅលើមុខរបស់គេកាន់តែរីកធំឡើងប៉ុន្តែគេមិនដឹងទេថាការគណនារបស់ខ្ញុំពិតជាច្បាស់លាស់ជាងគេឆ្ងាញ់កន្លងផុតទៅ7នាទីហើយតែគ្មានសត្វកម្រិត2ណាមកសោះមានន័យថាមានការពន្យល់ពីរយ៉ាងទី1គឺគ្មានសត្វកម្រិត2នៅទីនេះទេនិងទី2គឺមានសត្វដែលមានកម្រិតខ្ពស់ជាងនេះនៅទីនេះរហូតធ្វើឲ្យសត្វកម្រិត2មិនហ៊ានចូលមកជិតខ្ញុំមើលស្នាមកញ្ញាំទំហំកន្លះម៉ែត្រនៅលើដីរួចមើលទៅដំបូលដែលធ្លាយខាងលើវាមិនមែនបាក់បែកធម្មតាទេគឺដូចជាមានរបស់អ្វីម្យ៉ាងបោកទម្លុះដំបូលពីខាងក្រៅចូលមកខាងក្នុងរួចវាក៏នៅទីនេះរហូតមកចង្វាក់បេះដូងរបស់ខ្ញុំនៅតែរក្សា62ដងក្នុង1នាទីដដែលស្រាប់តែកម្រាលដីផ្ដាំញ័រតិចញ័រយឺតដូចជាសំឡេងបេះដូងសត្វដ៏ធំមួយកំពុងលោតនៅក្រោមដីពួកកូនចៅមិនទាន់ដឹងខ្លួនទេឯលេតូនកំពុងសើចសប្បាយជាមួយគេឯងតែខ្ញុំដឹងថាវាមិនមែនមកពីឆ្ងាយទេគឺវានៅក្រោមជើងខ្ញុំនេះឯងខ្ញុំអោនមើលទៅចន្លោះផ្លូវដែកខាងក្រោមមានចំណុចពណ៌ក្រហមពីរភ្លឺរិចនៅក្នុងភាពងងឹតដូចជាដុំដែកដុតក្តៅក្រហមច្រាលអីចឹងនោះជាភ្នែករបស់វាខ្ញុំងើបក្បាលឡើងនិយាយដោយសំឡេងស្មើលេថុនល្បិចម្សៅតាក់ទាញសត្វរបស់ឯងមើលទៅដូចជាហៅរបស់ធំជាងអ្វីដែលឯងគិតហើយមុខរបស់លេថុនប្រែជាស្លេកស្លាំងភ្លាមស្រាប់តែកម្រាលដីផ្ទុះឡើងខ្លាំងកម្រាលដែកថែបដាច់ចេញពីគ្នាដុំបេតុងនិងកំទេចផ្លូវដែកហោះពេញអាកាសសត្វសាហាវពណ៌ប្រផេះទំហំប៉ុនឡានដឹកទំនិញតូចមួយបានស្ទុះចេញពីក្នុងដីមកខ្លួនប្រាណរបស់វាគ្របដណ្ដប់ដោយស្រកាដែកពណ៌ប្រផេះមានសត្វពាហ៍ដែកកម្រិត2ផ្សេងទៀតស្ទុះតាមមកពីក្រោយវាជាច្រើនក្បាលតែក្នុងរយៈពេល5វិនាទីមានសត្វពាហ៍ដែកដល់ទៅ12ក្បាលបានចេញមកពីក្រោមដីធ្វើឲ្យកម្រាលដីតំបន់ស្នូបាក់បែកខ្ទេចខ្ទីពួកវាទាំងអស់សម្លឹងមកខ្ញុំចំឬនិយាយឲ្យចំគឺសម្លឹងមកតាមក្លិនម្សៅតាក់ទាញសត្វដែលជាប់នៅលើអាវខ្ញុំនឹងឯងជួយផងម៉ែអើយ
ពួកកូនចៅរត់ថយក្រោយទាំងចំពប់ជើងដួលលើមុខរបស់លេថិនប្រែជាស្លេកដូចខ្មោចឡងតាមពិតគេគិតថាមានសត្វកម្រិត2តែ3ទៅ5ក្បាលសោះដើម្បីកម្ចាត់ខ្ញុំដោយស្ងាត់ៗតែនេះមានដល់ទៅ12ក្បាលនេះមិនមែនជាការកម្ចាត់ស្ងាត់ៗទេគឺជារឿងវិញ្ញាណសកម្មច្បាស់ក្រឡែតអ្នកទាំងអស់គ្នារត់ថយក្រោយលេថិនស្រែកឡើងរួចបុកដំបងទៅនឹងដីរបាំងភ្លើងបានឆាបឆេះឡើងជួយបានពួកវាបានមួយផ្លែតរត់គេងាកក្រោយរត់ប្រាស់អាយុរៀងៗខ្លួនកូនចៅទាំង4នាក់រត់តាមពីក្រោយភ្លាមរត់បានប្រហែល10ជំហានលេថិនងាកមកស្រែកប្រាប់ខ្ញុំត្រង់បន្តិចទៅយើងទៅរកគេមកជួយសម្ដែងបានល្អតើប៉ុន្តែជើងរបស់គេមិនបានដើរយឺតសូម្បីតែមួយជំហានខ្ញុំឈរស្ងៀមមើលខ្នងរបស់លេថិននិងក្រុមរបស់គេរត់បាត់ចូលទៅក្នុងច្រកភ្លើងងឹតមុខខ្ញុំមិនបញ្ចេញអារម្មណ៍អ្វីទាំងអស់របាំងភ្លើងចាប់ផ្ដើមរលត់ទៅវិញហើយយ៉ាងច្រើន5វិនាទីទៀតវានឹងរលត់អស់ខ្ញុំមិនរត់ទេព្រោះអ្វីដែលខ្ញុំត្រូវការគឺបន្ទុកឆក់អារម្មណ៍បន្ទុកបច្ចុប្បន្ន9/915ខ្វះ85បន្ទុកទៀតខ្ញុំត្រូវការអ្នកមើលដែលអាចភ្ញាក់ផ្អើលខ្លាំងខ្ញុំងាកទៅមើលធ្នឹមដែកចម្ងាយ30ម៉ែត្រនោះថាមពលដែលលាក់ខ្លួននៅទីនោះនៅតែមានហើយពេលដែលសត្វពាហ៍ដែកលេចមកចង្វាក់បេះដូងរបស់គេក៏លោតញាប់ជាងមុនដែរមិនថាជាអ្នកណាទេគេកំពុងតែភ័យអអមិនដឹងថាគួរចូលមកជួយឬអត់ល្អណាស់ខ្ញុំកំរើកំរាមដៃរួចពិនិត្យមើលស្ថានភាពជុំវិញខ្លួនយ៉ាងលឿនមានផ្លូវដែកច្រេះត្រួតដំបូលដែលជិតបាក់និងដំបូលដែលធ្លាយស្រាប់ផ្ទៃផ្លូវដែកមានច្រេះរលោងកម្លាំងកកិតស្ទើរតែស្មើបន្ទុកសពចំណែកជួរទាំងនោះកំពុងតែរង្គើដោយសារតែកម្លាំងផ្ទុះចេញពីដីមិញនេះរួចទៅហើយរត់ធ្លាយនៅលើដំបូលគឺនៅចំខាងលើខាងឆ្វេងនៃកន្លែងដែលហ្វ្រុងសត្វសាហាវឈរកំទេចថ្មអាចធ្លាក់ចុះមកគ្រប់ពេលសមត្ថភាព rank F ដំណក់ទឹកបរិមាណទឹកអតិបរមាប្រហែល200មីលីលីត្រជួរវាយប្រហារ2ម៉ែត្រទឹក200មីលីលីត្រទៅវាយទល់មុខជាមួយសត្វពាហ៍ដែក12ក្បាលច្បាស់ជាធ្វើអ្វីពួកវាមិនបានឡើយប៉ុន្តែខ្ញុំមិនដែលគិតចង់វាយទល់មុខជាមួយពួកវាទេរបាំងភ្លើងរលត់អស់ហើយសត្វពាហ៍ដែកទាំង12ក្បាលស្ទុះមកប្រងគ្នាសម្លេងជើងដែករបស់ពួកវាបុកកម្រាលដីបែកខ្ទេចខ្ទីសម្ដៅមកខ្ញុំចំខ្ញុំបើកភ្នែកឡើងមិនថយក្រោយទេតែងាកទៅខាងស្ដាំខ្ញុំលោតទៅលើធ្នឹមដែកដែលធ្លាក់នៅលើដីរួចរត់ទៅមុខយ៉ាងលឿនមិនមែនរត់គេចខ្លួនទេគឺរត់តាមគែមដែកសម្ដៅទៅផ្នែកផ្លូវដែកនៅខាងចំហៀងហ្វូងសត្វសាហាវផ្លូវរត់របស់ខ្ញុំគឺច្បាស់លាស់បំផុតរាល់ជំហានដែលជាន់គឺចំកន្លែងងងឹតដែលភ្នែកពួកវាមើលមិនឃើញត្រឹមតែ3វិនាទីខ្ញុំទៅដល់ផ្នែកផ្លូវដែកនោះរួចលើកដៃទាំងពីរឡើងព្រមគ្នាមានដំណក់ទឹកហូរចេញពីចុងម្រាមដៃទាំង10របស់ខ្ញុំថាមពលទាំងអស់ដែលខ្ញុំមានត្រូវបានបញ្ចេញមកក្រៅនៅវិនាទីនេះមិនមែនបាញ់ចេញទេគឺយកទៅស្រោបដីដំណក់ទឹកទាំងនោះវាដើរទៅជាស្រទាប់ទឹកស្ដាងៗស្រោបលើផ្លូវដែក3កំណាត់ដែលពួកវាត្រូវរត់កាត់វាជាស្រទាប់ទឹកស្ដាងស្ទើរតែមើលមិនឃើញនៅលើផ្ទៃដែកប៉ុន្តែវាគ្រប់គ្រាន់ហើយជើងដែករបស់សត្វពាហ៍ដែកដំបងគេបង្អស់បានជាន់ចំស្រទាប់ទឹកនោះផ្ទៃដែកដែលមានច្រេះរលោងស្រាប់ទៅហើយពេលមានស្រទាប់ទឹកថែមទៀតកម្លាំងកកិតរបស់វាធ្លាក់ចុះដល់0ភ្លាមសត្វពាហ៍ដែកទម្ងន់3តោនកំពុងរត់យ៉ាងលឿនស្រាប់តែរអិលជើងដួលខ្លួនប្រាណរបស់វាផ្អៀងទៅម្ខាងយ៉ាងខ្លាំងកម្លាំងរត់របស់វាធ្វើឲ្យវាបោះពុយទៅមុខដោយគ្រាប់កំភ្លើងធំរត់ទៅបុកជើងស្រដំបូលដែលកំពុងរង្គើចិត្តបាក់នោះចំចិត្តតែម្ដងបើបុកទល់មុខនឹងបិសាចដែក12ក្បាលក៏មិនរមាស់ពួកវាដែរតែខ្ញុំមិនដែលគិតចង់ទៅកំទេចដៃថែបរាប់តោនធ្លាក់ពីលើចុះមកចំសត្វទី2និងទី3ដែលកំពុងរត់តាមពីក្រោយចំចិត្តតែម្ដងវាកើតជាប្រតិកម្មបន្តសត្វទី4រត់ទៅជាន់ចំស្រទាប់ទឹកទី2ទៀតសត្វទី5និងទី6បុកកលើគ្នាពីក្រោយពួកសត្វដែលនៅសល់ត្រូវជាប់គាំងដោយសារតែខ្លួនប្រាណដ៏ធំរបស់ពួកវាបុកគ្នាឯងសម្លេងសម្បកពាហ៍ដែកបុកគ្នាលឺរំពងពេញរោងចក្រត្រឹមតែ5វិនាទីប៉ុណ្ណោះការវាយសម្រុករបស់សត្វពាហ៍ដែកកម្រិត2ទាំង12ក្បាលត្រូវខ្ទេចខ្ទីអស់ដោយសារតែទឹក200មីលីលីត្រនៅលើធ្នឹមដែកក្នុងស្រមោលងងឹតសារ៉ាផ្ដើមក្រោកឈរត្រង់ខ្លួនហើយម្រាមដៃរបស់នាងដែលកាន់ដើរឡើងស្លេកព្រោះតែប្រើកម្លាំងខ្លាំងច្រមុះរបស់នាងដកដង្ហើមធំតិចប្រស័យភ្នែករបស់នាងរួមតូចដល់កម្រិតសមត្ថភាព rank F ដំណក់ទឹកអញធ្វើរឿងបែបហ្នឹងបានដោយសារតែសមត្ថភាព rank F ដំណក់ទឹកនឹងមែនទេនេះមិនមែនជាការវាយតបធម្មតាទេនេះជាការគ្រប់គ្រងសមរភូមិកម្រិតខ្ពស់បំផុតនៅវិនាទីនោះអ្វីដែលកើតឡើងនៅក្នុងចិត្តរបស់នាងមិនមែនជាភាពភ្ញាក់ផ្អើលតិចតួចទេគឺជារឿងខឹងសម្បារនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតលេខនៅលើផ្ទាំងទិន្នន័យឡើងដូចហោះជើងដែករបស់បិសាចដែកដំបងបង្អស់ជាន់លើរនាំងភ្នះទឹកផ្ទៃដែលរលោងស្រាប់ទៅហើយ9យ៉ាងសុខនោះ95ខ្វះ5បន្ទុកទៀតខ្វះតែ5បន្ទុកប៉ុណ្ណោះស្រាប់តែខ្ញុំឮសំឡេងជើងមនុស្សដើមលេថិនកំពុងតែរត់ត្រឡប់មកវិញមិនមែនដោយសារតែគេមានចិត្តធម៌ចង់ជួយខ្ញុំទេគឺដោយសារតែច្រកផ្លូវដែលគេរត់ចូលទៅមិញនេះត្រូវបិទជិតដោយហ្វូងចិត្តចកខ្យល់មួយក្រុមទៀតដែលរត់មកតាមក្លិនម្សៅតាក់ទាញសត្វសាហាវនោះគេត្រូវជាប់គាំងនៅចន្លោះគ្រោះថ្នាក់ទាំងពីរគ្មានផ្លូវរត់ក៏មានតែផ្លូវរត់ត្រឡប់មកវិញប៉ុណ្ណោះលេថិនរត់ចូលមកតំបន់ស្នូវិញរូបភាពដែលលេចឡើងនៅចំពោះមុខធ្វើឲ្យខួរក្បាលគេគាំងភ្លាមសត្វពាហ៍ដែក12ក្បាលដេកដួលកលើគ្នាដូចភ្នំកំទេចកំទីឯខ្ញុំឈរនៅកណ្ដាលពួកវាខ្លួនប្រាណគ្មានរបួសសូម្បីតែមួយកន្លែងកំពុងតែបោះកាក់ច្រេះលេងយ៉ាងសប្បាយខ្ញុំងាកមកមើលមុខ Leighton អ្នកប្រុស Leighton ខ្ញុំញញឹមចុះអ្នកមកជួយនៅឯណាបបោមាត់របស់ Leighton ញ័រទៅត្រើតខួរក្បាលរបស់គេមិនព្រមទទួលយកអ្វីដែលគេកំពុងឃើញឡើយឯងធ្វើបានយ៉ាងម៉េចមុននឹងគេនិយាយចប់កម្រាលដីផ្ដាំញ័រម្ដងទៀតលើកនេះមិនមែនមកពីឆ្ងាយទេគឺនៅពីក្រោមជើងយើងតែម្ដងនៅពីក្រោមភ្នំសត្វពាហ៍ដែកទាំង12ក្បាលនោះជ្រៅទៅក្នុងដីមានថាមពលពណ៌ក្រហមមកចាស់ដ៏គួរឲ្យខ្លាចផ្ទុះឡើងតាមប្រឡោះដីផ្នែកដំបូលចុងក្រោយដែលមិនទាន់បាក់ត្រូវបោកទម្លុះពីខាងក្រោមដោយបាតដៃពណ៌ក្រហមម៉ាត់ដ៏ធំមួយកំទេចថ្មធ្លាក់ចុះមកដូចជាព្យុះភ្លៀងអ៊ីចឹងមានរូបរាងខ្មៅស្រអាប់ដ៏ធំមួយធ្លាក់ចុះមកពីលើមេឃចំកម្រាលដីឬសូកក្រាំងកម្លាំងបោកធ្វើឲ្យអ្នករាល់គ្នាឈរមិនចង់ជាប់វាមានកម្ពស់ដល់ទៅ5ម៉ែត្រខ្លួនប្រាណគ្របដណ្ដប់ដោយស្បែកពណ៌ក្រហមមកគ្រឿងភ្នែកពណ៌ក្រហមគ្មានប្រស័យភ្នែកបង្ហាញតែភាពសាហាវខូខើប៉ុណ្ណោះវាជាសត្វសាហាវកម្រិត3កម្ពូលថ្នាក់លតឈ្មោះថាស្វាឈាមពិឃាតជាស្ដេចគ្រប់គ្រងទីនេះតែម្ដងដំបងរបស់ Leighton របូតចេញពីដៃរបស់គេបាត់សូម្បីតែមានកម្លាំងអោនរើសក៏គ្មានដែរស្វាឈាមពិឃាតអោនក្បាលចុះភ្នែកពណ៌ក្រហមរបស់វាសម្លឹងមើលពេញបន្ទប់រួចវាលូកដៃទៅចាប់កូនចៅដែលនៅជិតវាបំផុតមិនទាន់ទាំងបានស្រែកផងវាច្របាច់ដៃបន្តិចមានឈាមផ្ទុះចេញមកក្រៅភ្លាមLeightonផ្ដាំស្រែកយំឡាឡែដូចមនុស្សឈួតឯខ្ញុំឈរចម្ងាយ15ម៉ែត្រសម្លឹងមើលសត្វចម្លែកកម្ពស់5ម៉ែត្រនេះលេខនៅលើផ្ទាំងទិន្នន័យផ្លឹបផ្លែតបន្ទុកឆក់អារម្មណ៍បច្ចុប្បន្ន9/5ខ្វះ5បន្ទុកទៀតចង្វាក់បេះដូងខ្ញុំនៅតែ62ដងដដែលកាក់វិននៅលើចុងម្រាមដៃខ្ញុំពន្លឺពណ៌ខៀវចេះចេញមកមួយផ្លេតភ្នែករបស់ស្វាឈាមពិឃាតសម្លឹងមកខ្ញុំចំវាខំថ្មិញរួចទៅចាប់កូនចៅទី
បោកទៅនឹងផ្លូវដែកធ្វើឲ្យផ្លូវដែកបាក់ជាពីរកូនចៅពីរអ្នកចុងក្រោយភ័យពេកក៏រត់ប្រាអាយុបាត់ទៅស្វាឈាមពិឃាតងាកក្បាលទៅមើលរួចលោតទៅរកអ្នករត់ខាងឆ្វេងគ្រាន់តែមួយជំហានបានចម្ងាយ15ម៉ែត្របាត់ទៅហើយបាតដៃដ៏ធំរបស់វាវាយចុះមកធ្វើឲ្យកម្រាលដីបាក់ស្រុតជាស្រះជម្រៅ2ម៉ែត្ររួចវាងាកខ្លួនមកវិញភ្នែកពណ៌ក្រហមរបស់វាសម្លឹងមើលទៅលេថុនកុំចូលមកជិតខ្ញុំថ្មិញរបស់លេថុនបុកគ្នាទៅត្រើតភ្លើងនៅលើដំបងរបស់គេញ័រខ្លាំងជាងដៃរបស់គេទៅទៀតគេដឹងថារត់ក៏គ្មានប្រយោជន៍ដែរយើងអ្នកនឹងតវេនរបស់ត្រកូលលីនណាលេថុនស្រែកឡើងរួចលើកដំបងឡើងលើក្បាលបញ្ចេញថាមពលទាំងអស់ដែលមានចូលទៅក្នុងដំបងនោះយ៉ាងខ្លាំងមានអណ្ដាតភ្លើងទំហំ2ម៉ែត្របាញ់សម្ដៅទៅទ្រូងរបស់ស្វាឈាមពិឃាតចំចិត្តតែម្ដងងាប់ទៅឯងផ្សែងរលាយអស់ស្វាឈាមពិឃាតនៅតែឈរដដែលស្បែកពណ៌ក្រហមនៅលើទ្រូងរបស់វាមិនតែមានស្នាមរបួសបន្តិចណាឡើយវាអោនមើលទ្រូងខ្លួនឯងរួចងើបមើលមុខលេថុនម្ដងទឹកមុខរបស់វាដូចជានិយាយថាមានតែប៉ុណ្្នឹងទេអីប្រស័យភ្នែករបស់លេថុនរួមតូចភ្លាមស្វាឈាមពិឃាតលើកជើងម្ខាងជន់ចុះមកដំបងបាក់ខ្ទេចខ្ទីដៃខាងស្ដាំរបស់លេថុនដែលកាន់ដំបងនោះត្រូវកាន់ជាប់នឹងកម្រាលដីខ្ទេចដៃខ្ញុំអើយលេថុនស្រែកយំទាំងឈឺចាប់រួចដួលសន្លប់ទៅខ្លួនប្រាណរបស់គេញ័រទៅត្រើតមានទឹកនោមហូរចេញតាមជើងខោធំក្លិនស្អុយឈ្ងុយពេញអាកាសស្វាឈាមពិឃាតលើកដៃម្ខាងទៀតឡើងបំរុងនឹងវាយក្បាលលេថុនឲ្យខ្ទេចនៅវិនាទីនោះឯងមានពន្លឺពណ៌ខៀវស្រងាត់ម្យ៉ាងផ្ទុះចេញពីធ្នឹមដៃចម្ងាយ30ម៉ែត្រនោះសារ៉ាលោតចុះពីកន្លែងពួនអាវធំពណ៌ខ្មៅរបស់នាងបក់រវិចវិចលើអាកាសដៃទាំងពីរអែនដើរធម្មពលយ៉ាងណែននាងប្រើកម្លាំងទាំងអស់ដែលមានវាចុះមកលើឆ្អឹងខ្នងរបស់ស្វាឈាមពិឃាតចំចិត្តតែម្ដងនេះជាសមត្ថភាព Rank S ដើរទៅកកពិឃាតវិនាទីដែលដើរប៉ះនឹងស្បែករបស់វាមានស្ទាប់ទឹកកកបង្កើតឡើងនៅលើខ្នងរបស់វារួចក៏ឈប់ទៅវិញសារ៉ាទទួលរងកម្លាំងបបត្រឡប់មកវិញយ៉ាងខ្លាំងភាពឈឺចាប់ខ្លាំងជះចូលក្នុងដៃរបស់នាងធម្មពលពណ៌មាសហូរចេញតាមដងដាវធម្មពល Rank S ពីដើមប្រើកម្លាំងពេញទំហឹងបែរជាធ្វើឲ្យមានត្រឹមតែស្នាមពណ៌សខ្សោយៗនៅលើខ្នងសត្វកម្រិត3កំពូលថ្នាក់លត់នេះសោះស្ទើរតែមើលមិនឃើញផងស្វាឈាមពិឃាតងាកក្បាលមកវិញរួចក្រវ៉ាត់ដៃម្ខាងទៅចំហៀងសារ៉ាយកដាវទាំងពីរមកបាំងការពារខ្លួនឬសូក្រាំងខ្លួនប្រាណរបស់នាងហោះទៅក្រោយរួចទៅបោកខ្នងនឹងកំទេចដុតដៃចម្ងាយ30ម៉ែត្រនោះចំចិត្តតែម្ដងជញ្ជាំងដៃរបស់ដុតដៃនោះបាក់ស្រុតតាមរូបរាងមនុស្សនាងរអិលធ្លាក់ចុះមកដីលុតជង្គង់ទាំងសងខាងយកដាវទាំងពីរចាក់ដីដើម្បីទប់ខ្លួនប្រាណមានឈាមពណ៌មាសហូរចេញពីគៀនបបោមាត់របស់នាងកំពូលអ្នកខ្លាំង Rank S របស់កងទ័ពត្រូវរបួសធ្ងន់ធ្ងរដោយសារតែការវាយតែមួយដៃសោះធ្វើឲ្យភាពអស់សង្ឃឹមគ្របដណ្ដប់ពេញបន្ទប់ភ្លាមស្វាឈាមពិឃាតងាកមកស្វែងរកគោលដៅដើមរបស់វាវិញឯខ្ញុំនៅតែឈរចម្ងាយ15ម៉ែត្រដដែលឈរក្នុងកាយវិការដដែលដូចមុនពេលវាលេចមុខមកអ៊ីចឹងគឺផ្អែកខ្នងនឹងជញ្ជាំងដៃកាក់វិលនៅលើចុងរៀមដៃចង្វាក់បេះដូង62ដងលេខនៅលើផ្ទាំងទិន្នន័យភ្លឺច្បាស់បន្ទុកឆក់អារម្មណ៍បច្ចុប្បន្ន9កាល95ខ្វះ5បន្ទុកទៀតខ្ញុំងើបក្បាលឡើងសម្លឹងរំលងស្វាឈាមពិឃាតទៅមើលសារ៉ាដែលកំពុងលុតជង្គង់នៅឆ្ងាយនៅក្នុងភ្នែកពណ៌ខៀវតកករបស់នាងមានអារម្មណ៍ម្យ៉ាងដែលខ្ញុំស្គាល់ច្បាស់ណាស់មិនមែនជាភាពខ្លាចទេគឺភាពមិនចោះចាញ់ជាភាពអស់សង្ឃឹមរបស់មនុស្សដែលបានលះបង់គ្រប់យ៉ាងតែមិនអាចផ្លាស់ប្ដូរអ្វីបានរត់ទៅសារ៉ាខំប្រឹងស្រែកប្រាប់ខ្ញុំមួយម៉ាត់សម្លេងរបស់នាងស្អកស្ទើរតែស្ដាប់មិនឮឡើយស្វាឈាមពិឃាតដើរមកជិតខ្ញុំមួយជំហានទៀតហើយខ្ញុំដាក់កាក់ចូលក្នុងហោប៉ៅរួចបោះធូលីដីលើអាវកុំបារម្ភអីសំឡេងខ្ញុំមិនសូវខ្លាំងទេតែវាអាចកាត់ផ្ដាច់រាល់សំឡេងអស់សង្ឃឹមទាំងអស់បានយ៉ាងច្បាស់រួចខ្ញុំដើរចេញពីជញ្ជាំងដែកសម្ដៅទៅរកស្វាឈាមពិឃាតប្រស្រីភ្នែករបស់សារ៉ាបាក់ធំភ្លាមមនុស្ស Rank F ដើរទៅរកសត្វកម្រិត3កំពូលថ្នាក់លតចំនៅវិនាទីនោះរាល់ការវឹកហាត់របស់នាងរាល់សភាវគតិនិងរាល់មេរៀនក្នុងសមរភូមិមិនអាចបញ្យល់ពីរូបភាពនៅចំពោះមុខនាងបានឡើយបេះដូងនាងលោតខុសចង្វាក់ភ្លាមរួចក៏កើនឡើងយ៉ាងខ្លាំងលេខចុងក្រោយនៅលើផ្ទាំងទិន្នន័យលោតផ្លេតដាវញ័រលំដាប់ SP ដើមប្រើកម្លាំងពេញទើបតែបន្សល់ស្នាមសស្ដាងលើស្រទាប់ទឹកភ្នែក045គ្រប់លក្ខខណ្ឌហើយប្រព័ន្ធវិវត្តចាប់ផ្ដើមដំណើរការជាផ្លូវការផ្ទាំងទិន្នន័យពណ៌ខៀវថ្លាផ្ទុះឡើងនៅចំពោះមុខខ្ញុំពន្លឺពណ៌មាសជះពេញកន្លែងវិនាទីដែលពន្លឺពណ៌មាសជះចេញមកភ្នែកខ្ញុំមើលឃើញតែពណ៌មាសប៉ុណ្ណោះប្រព័ន្ធវិវត្តដំណើរការជាផ្លូវការសមត្ថភាពបច្ចុប្បន្ន Rank F ដំណក់ទឹកចំនួនវិវត្តដែលមាន1ប្រើប្រាស់បន្ទុកឆក់អារម្មណ៍1វិវត្តដើម្បីវិវត្ត Rank F ដំណក់ទឹកខ្ញុំមិនរុញរាទេវិវត្តទៅវិនាទីដែលគិតចប់អក្សរពណ៌ប្រផេះដែលសរសេរថា Rank F ដំណក់ទឹកនៅលើផ្ទាំងនោះចាប់ផ្ដើមរង្គើបន្តិចរួចក៏បែកខ្ទេចខ្ទីអស់មានអក្សរថ្មីលេចឡើងវិវត្តជោគជ័យសូមអបអរសាទរអ្នកទទួលបានសមត្ថភាពពិសេសតែមួយគត់ដែលមានកម្រិតខ្ពស់ជាង Rank SSS ទៅទៀតនោះគឺពីរត់ស្ដេចសមុទ្រពីពណ៌នាសមត្ថភាពកើតចេញពីប្រភពទឹកទាំងអស់ក្រុងអំណាចស្ដេចសមុទ្រទឹកជាធាតុដំបូងបង្អស់នៃអ្វីៗទាំងអស់អាចវាយប្រហារការពារនិងផ្លាស់ប្ដូរអ្វីៗបានទាំងអស់គ្មានដែនកំណត់ចម្ងាយនិងគ្មានដែនកំណត់កម្លាំងឡើយបន្ទុកឆក់អារម្មណ៍ដែលនៅសល់9045ពន្លឺពណ៌មាសរលាយបាត់ទៅខ្ញុំមើលឃើញពិភពលោកពិតម្ដងទៀតរឿងរ៉ាវទាំងអស់នេះកើតឡើងមិនដល់កន្លះវិនាទីផងស្វាឈាមពិឃាតកំពុងដើរជំហានទី2មកជិតខ្ញុំជើងដ៏ធំរបស់វាជាន់លើផ្លូវដែកធ្វើឲ្យផ្លូវដែកបាក់ជាកំទេចបាតដៃដ៏ធំរបស់វាវាយចុះមកលើក្បាលខ្ញុំស្រមោលងងឹតគ្របដណ្ដប់លើខ្លួនខ្ញុំទាំងស្រុងខ្ញុំមិនរត់ទេតែងើបក្បាលមើលមុខវាស្វាឈាមពិឃាតមើលឃើញការផ្លាស់ប្ដូរនៅក្នុងភ្នែកខ្ញុំយ៉ាងប្រស្រីភ្នែកពណ៌ខ្មៅរបស់ខ្ញុំពីមុនមកចាប់ផ្ដើមប្រែជាពណ៌ខៀវស្រងាត់ម្យ៉ាងពីខាងក្នុងមកក្រៅវាជាពណ៌របស់ទឹកសមុទ្រជ្រៅខ្ញុំនិយាយដោយសំឡេងស្ងប់ស្ងាត់ដូចជាកំពុងនិយាយលេងអ៊ីចឹងគេមិនមែនប្រើទឹកបែបហ្នឹងទេខ្ញុំចុចម្រាមដៃកណ្ដាលនិងម្រាមដៃចង្អុលខាងស្ដាំចូលគ្នាឬសូជោសំឡេងចុចម្រាមដៃតូចមួយសោះតែធ្វើឲ្យពិភពលោកទាំងមូលប្រែជាស្ងាត់ជាងមុំភ្លាមស្ងាត់សូន្យឈឹងតែម្ដងរាល់សំឡេងទាំងអស់ក្នុងរង្វង់100ម៉ែត្របានបាត់បង់អស់នៅវិនាទីនោះអ្វីដែលមកជំនួសវិញគឺភាពរាល់ដំណក់ទឹកទាំងអស់ដែលនៅសល់ក្នុងរោងចក្រដែកបាក់បែកនេះម៉ូលេគុលទឹកនៅក្នុងច្រេះដែកនិងនៅក្នុងប្រឡោះដីដែលហោះហើរលើអាកាសពួកវាទាំងអស់ទទួលបញ្ជាព្រមគ្នានៅវិនាទីតែមួយពួកវាផ្ដើមរត់មកជួបគ្នាមកពីគ្រប់ទិសទីកម្រាលដីនៅក្រោមជើងខ្ញុំចាប់ផ្ដើមជះចេញជាទម្រង់រង្វង់ពណ៌ខៀវម្ដងមួយដូចជារលកទឹកអ៊ីចឹងវាដូចជាទម្រង់មុនអាគមបុរាណយ៉ាងបាតដៃរបស់ស្វាឈាមពិឃាតនៅសល់តែ2ម៉ែត្រទៀតដល់ក្បាលខ្ញុំហើយវាក៏វាយចុះមកយ៉ាងខ្លាំងវិនាទីដែលវាវាយចុះមកមានសសរពន្លឺពណ៌ខៀវទឹកសមុទ្រទំហំ10ម៉ែត្រផ្ទុះចេញពីទម្រង់រង្វង់នៅក្រោមជើងខ្ញុំបាញ់ត្រង់ទៅលើមេឃភ្លាមដោយគ្មានការព្រមានទុកជាមុនឡើយនៅខាងក្នុងសសរពន្លឺនោះទឹកសមុទ្រវិលយ៉ាងលឿនបំផុតម៉ូលេគុលទឹកក្នុង1សង់ទីម៉ែត្រគូបវិលលឿនជាងល្បឿនសំឡេងទៅទៀតកម្លាំងវិវត្តដែលបង្កើតឡើងអាចកិនកំទេចអ្វីៗទាំងអស់ដែលប៉ះពាល់នឹងវាភ្លាមតែម្ដងបាត់ដៃរបស់ស្វាឈាមពិឃាតបុកចំសសរទឹកនោះរួចក៏ឈប់ត្រឹងភ្លាមមិនមែនឈប់យឺតទេគឺឈប់ត្រឹងស្តុកតែម្ដងទឹកដែលវិលលឿនស្លេវនោះបានកាត់ស្បែកបាតដៃរបស់វាជាស្នាមរបួសខ្សោយមួយខ្សាច់
មានឈាមពណ៌មាសហូរចេញមកជាលើកដំបូងហើយដែលមានភាពមិនយល់លេចឡើងនៅក្នុងភ្នែកពណ៌ក្រហមរបស់វាមនុស្សម្នាក់នេះខ្លួនតូចប៉ុនសម្អុចសោះបែរជាអាចធ្វើឲ្យដៃរបស់វាមានរបួសដោយសារតែទឹកទៅវិញស្វាឈាមពិឃាតវាវាយដៃម្ខាងទៀតដើម្បីបំបែកសសរទឹកនោះឬខំប្រឹងធ្វើបែបហ្នឹងប៉ុន្តែសសរទឹកនោះបង្កើតឡើងវិញភ្លាមៗបន្ទាប់ពីត្រូវគេវាយបែកព្រោះទឹកគ្មានរូបរាងពិតប្រាកដទេការវាយវាឲ្យបែកគ្មានន័យអ្វីឡើយវានឹងបង្កើតឡើងវិញភ្លាមៗរួចរាល់ហើយមែនទេសម្លេងខ្ញុំបន្លឺចេញពីកណ្ដាលសសរទឹកនោះដោយភាពស្ងប់ស្ងាត់ដល់វេនខ្ញុំម្ដងហើយខ្ញុំលើកដៃស្ដាំឡើងម្រាមដៃលាតសន្ធឹងបន្តិចមេឃដែលមើលឃើញតាមរន្ធទ្វារដំបូលចាប់ដើមបដូរពណ៌មេឃពណ៌ប្រផេះត្រូវលាបត្របាក់អស់ក្នុងរយៈពេល3វិនាទីដោយសារតែពពកខ្មៅងងឹតពណ៌ខៀវម៉ឺពពកទាំងនោះវិលយ៉ាងលឿនបង្កើតបានជាខ្យល់គួចដ៏ធំមួយអ្វីដែលហូរចូលតាមរន្ធទ្វារនោះមិនមែនជាពន្លឺថ្ងៃពណ៌ប្រផេះទៀតទេគឺជានិន្នាការទឹកមានរលកទឹកដ៏ធំធ្លាក់ចុះមកពីលើមេឃវាដាច់ចេញពីគ្នារួចបង្កើតជារូបរាងថ្មីនៅលើអាកាសคล้ายជាបាតដៃដ៏ធំមួយជាបាតដៃដែលធ្វើឡើងពីទឹកសុទ្ធសាធវាធ្លាក់ចុះមកចំគោលដៅយ៉ាងច្បាស់លាស់ចាប់ករបស់ស្វាឈាមពិឃាតជាប់ណែនស្វាឈាមពិឃាតកម្ពស់5ម៉ែត្រត្រូវជាប់គាំងនៅទីនោះដោយសារតែបាតដៃទឹកវាកម្រើកដៃទាំងពីរវាកំទេចបាតដៃទឹកនោះយ៉ាងខ្លាំងរាល់ពេលដែលវាវាយធ្លាយទឹកក៏ហូរមកបំពេញវិញភ្លាមៗម្ដងមួយភាគ10វិនាទីផងទឹកគ្មានចំណុចខ្សោយទេព្រោះទឹកគ្មានរូបរាងពិតប្រាកដវាមិនអាចត្រូវគេវាយខ្ទេចឡើយភ្នែកពណ៌ខៀវរបស់ខ្ញុំសម្លឹងមើលស្វាឈាមពិឃាតដែលកំពុងជាប់អន្ទាក់លេខនៅលើផ្ទាំងទិន្នន័យឡើងរញ៉េរញ៉ៃអស់ហើយពិន្ទុឆក់អារម្មណ៍បូក200ពិន្ទុឆក់អារម្មណ៍បូក150រកឃើញភាពភ្ញាក់ផ្អើលរួមគ្នាពីអ្នកមើលជាច្រើនអ្នកនៅពីក្រោយឧបករណ៍ត្រួតពិនិត្យសម្ងាត់ពិន្ទុឆក់អារម្មណ៍បូក500ពិន្ទុឆក់អារម្មណ៍សរុបបច្ចុប្បន្ន9,975លេខនៅតែបន្តកើនឡើងខ្ញុំសម្លឹងមើលស្វាឈាមពិឃាតរងចាំឲ្យវាអស់កម្លាំងខ្លួនឯងកម្លាំងរើបម្រាស់របស់វាកាន់តែខ្សោយទៅមិនមែនដោយសារតែវាបោះបង់ទេគឺដោយសារតែបាតដៃទឹកកាន់តែច្របាច់ក៏វាណែនទៅនឹងទៅប៉ុន្តែវានៅមិនទាន់ងាប់ភ្លាមៗឡើយកម្លាំងជីវិតរបស់សត្វកម្រិត3កម្ពស់ថ្នាក់លត់ពិតជាខ្លាំងជាងអ្វីដែលខ្ញុំធ្លាប់ជួបពីមុនមកឆ្ងាយណាស់កុំប្រញាប់អីខ្ញុំសឹកអាខ្លួនឯងសម្លេងដូចមនុស្សកំពុងចាំទឹកពុះអ៊ីចឹងស្វាឈាមពិឃាតមិនព្រមចុះចាញ់ទេវាបើកមាត់ដ៏ធំរបស់វារួចបាញ់ថាមពលពណ៌ក្រហមចេញមកកាត់ជាកម្លាំងផ្ទុះថាមពលងងឹតវាបុកចំកណ្ដាលបាតដៃទឹកពេញទំហឹងធ្វើឲ្យទឹកផ្ទុះធ្លាយជារន្ធទំហំ3ម៉ែត្រប៉ុន្តែរន្ធទំនោះមានអាយុមិនដល់1ភាគ5វិនាទីផងទឹកដែលនៅជុំវិញក៏ហូរមកបំពេញវិញភ្លាមខ្ញុំងាកក្បាលបន្តិចខ្ញុំចាប់អារម្មណ៍ឃើញរឿងម្យ៉ាងនៅវិនាទីដែលស្វាឈាមពិឃាតបញ្ចេញថាមពលងងឹតនោះមកស្បែកពណ៌ក្រហមនៅលើករបស់វាប្រែជាពណ៌ក្រហមស្លេកបន្តិចវាព្រមដុតបំផ្លាញថាមពលជីវិតរបស់វាដើម្បីតស៊ូហើយល្មមហើយខ្ញុំលែងសើចទៀតហើយការអូសបន្លាយពេលយូរគ្មានប្រយោជន៍ទេព្រោះរាល់វិនាទីដែលកន្លងផុតទៅរបួសរបស់សារ៉ាកាន់តែធ្ងន់ធ្ងរទៅធ្ងន់រលាយទៅគ្រាន់តែមួយម៉ាត់គត់បាតដៃទឹកក៏ទទួលបញ្ជាភ្លាមមិនមែនច្របាច់ខ្លាំងជាងមុនទេគឺវាបំបែកខ្លួនបាតដៃទឹកបែកចេញពីគ្នាក្នុងរយៈពេល1វិនាទីខ្លាចជាខ្សែទឹកស្ដើងៗរាប់ម៉ឺនខ្សែនីមួយៗមានទំហំប៉ុនម្រាមដៃប៉ុណ្ណោះតែវាវិលលឿនស្លេវរហូតដល់ភ្នែកទទេមើលមិនទាន់ឡើយវាជាកំបិតទឹកសម្ពាធខ្ពស់ជាង 10,000 ខ្សែដែលរលាយចេញមកព្រមគ្នាព័ទ្ធជុំវិញស្បែកពណ៌ក្រហមរបស់ស្វាឈាមពិឃាតពីគ្រប់ទិសទីដោយគ្មានចន្លោះប្រហោងឡើយដៃថែបការពារខ្លួនរបស់វាដែលសូម្បីតែដាវទឹកកក Rank S របស់សារ៉ាធ្វើបានត្រឹមតែស្នាមពណ៌សសោះឥឡូវត្រូវខ្សែទឹកកាត់ចូលទៅជ្រៅ3មីលីលីត្រក្នុងការកាត់លើកដំបូងឡើងដល់7មីលីលីត្រក្នុងការកាត់លើកទី2លុះដល់ការកាត់លើកទី3វាចូលទៅដល់ស្រទាប់សាច់ដុំបាត់ទៅហើយស្វាឈាមពិឃាតដើមស្រែកយំយ៉ាងឈឺចាប់ពិតប្រាកដវាខំប្រឹងរើបំរាស់ដោយប្រើកម្លាំងទាំងអស់ដែលមានប៉ុន្តែខ្សែទឹកមិនមែនជារបស់រឹងទេការដាល់វាមិនអាចកំទេចវាបានឡើយដៃរបស់វាដាល់ចំខ្សែទឹកក៏ដាច់ចេញពីគ្នាមួយផ្លែតរួចក៏ហូរមកជួបគ្នាវិញហើយបន្តកាត់សាច់វាដដែលត្រឹមតែ3វិនាទីដៃខាងស្ដាំរបស់ស្វាឈាមពិឃាតដាច់ចេញពីគ្នាត្រង់ស្លាកស្មាមិនមែនត្រូវកាត់ដោយមុខដាវទេគឺត្រូវកាត់ព្រមគ្នាដោយខ្សែទឹក 10,000 ខ្សែយ៉ាងច្បាស់លាស់ដូចជាការវះកាត់អ៊ីចឹងសម្លេងស្រែករបស់ស្វាឈាមពិឃាតបានបដូរស្រែកខ្លាំងជាងមុនអ្វីដែលនៅសល់គឺមានតែភាពខ្លាចស្លាប់ប៉ុណ្ណោះត្រឹមតែ5វិនាទីខ្សែទឹកបានបញ្ចប់ការកាត់វគ្គចុងក្រោយរបស់ពួកវាខ្ញុំដាក់ដៃស្ដាំចុះវិនាទីដែលម្រាមដៃខ្ញុំបិទជិតខ្សែទឹកទាំងអស់ដកថយមកវិញព្រមគ្នារួចក៏ផ្ទុះចេញទៅក្រៅពន្លឺពណ៌មាសជះពេញកន្លែងសត្វសាហាវកម្រិត3កំថ្នាក់លតស្វាឈាមពិឃាតបានរលាយខ្លាយជាចំណុចពន្លឺរាប់មិនអស់បាត់ទៅព្យុះភ្លៀងពណ៌មាសងាកចេញពីខ្លួនខ្ញុំចម្ងាយ10សង់ទីម៉ែត្រហោះវាងជុំវិញខ្លួនខ្ញុំរួចធ្លាក់ចុះមកលើដីខាងអាវសិស្សពណ៌សរបស់ខ្ញុំស្អាតចេះគ្មានប្រឡាក់អ្វីបន្តិចណាឡើយផ្ទៃបន្ទប់ស្នូលប្រែជាស្ងាត់ជាងមុំម្ដងទៀតស្ងាត់សូន្យឈឹងតែម្ដងមានដុំគ្រីស្តាល់ពណ៌ក្រហមមាត់ទំហំប៉ុនកណ្ដាប់ដៃធ្លាក់ចុះមកពីលើអាកាសធ្លាក់បោកដី2ដងនៅចំពោះមុខខ្ញុំរួចរំកិលមកក្បែរជើងខ្ញុំវាជាស្នូលថ្នាក់ឡតខ្ញុំអោនរើសវាមករួចដាក់ចូលក្នុងហោប៉ៅក្បែរកាក់ច្រេះនោះឯងខ្ញុំក្រោកឈររួចងាកមកមើលមុខលេថុនគេកំពុងតែដេកដួលលើដីកំទេចដំបងនៅតែមុតជាប់នឹងសាច់ដុំដៃខាងស្ដាំរបស់គេភ្នែករបស់គេបើកធំបស្រីភ្នែករួមតូចប៉ុនចុងម្ជុលខ្ញុំដើរទៅជិតអាវខ្ញុំគ្មានដីមុខខ្ញុំគ្មានញើសខ្ញុំអោនចុះសម្លឹងមើលចំភ្នែកលេថនថ្មិញរបស់លេថនបុកគ្នាទៅត្រើតខ្លាំងជាងមុនមាត់របស់គេកម្រើកតែមានត្រឹមសំឡេងអកស្ដាប់មិនយល់ឡើយម្សៅតាក់ទាញសត្វសាហាវរបស់ឯងល្អតើខ្ញុំនិយាយបែបធម្មតាលើក្រោយចាំជួយយកថ្នាំបន្សាបមកតាមខ្លួនផងក្រែងលោកឯងរត់មិនទាន់លេថនខំប្រឹងនិយាយបានមួយប្រយោគពេញរឿងភ័ន្តច្រឡំនេះច្បាស់ជារឿងភ័ន្តច្រឡំហើយសំឡេងគេស្ដាងហើយខ្ពស់ស្លេវមិនអាចទេឯងជា rank F សោះ rank F ដំណក់ទឹកសោះមិនក៏អាចធ្វើរឿងបែបហ្នឹងបានគេលើកដៃខាងឆ្វេងដែលនៅល្អមកទះមុខខ្លួនឯងមួយទំហឹងឬសូប្រាប់ពេញទីធ្លានោះមិនមែនយកសពទេគេទះម្ដងទៀតមិនអាចទេព័ត៌មានសម្ងាត់របស់ត្រកូលលីនមិនអាចខុសទេមនុស្សអត់ប្រយោជន៍ rank F សោះខ្ញុំមើលគេអស់2វិនាទីរួចក្រោកឈរឈប់ទះមុខខ្លួនឯងទៅប្រយ័ត្នហៅមុខនិយាយរួចខ្ញុំឈប់មើលមុខលេថុនរួចដើរទៅរកសារ៉ាបន្ទុកឆក់អារម្មណ៍នៅលើផ្ទាំងទិន្នន័យនៅតែបន្តកើនឡើង300សារ៉ានៅតែដេកក្នុងកាយវិការដដែលទាំងពីរចាក់ដីជាបង្អែកតែមួយគត់របស់នាងដង្ហើមរបស់នាងខ្លីហើយរាក់តែភ្នែកនាងនៅតែវៃណាស់ភ្នែកពណ៌ខៀវតកកសម្លឹងមើលមកខ្ញុំពីក្រោយខ្នងបង្ហាញអារម្មណ៍ជាច្រើនទាំងភ្ញាក់ផ្អើលមិនយល់នឹងការគិតគូរសមត្ថភាពឯងមិនមែន rank F ទេនាងនិយាយមុនគេសម្លេងនាងស្អក
តែច្បាស់លាស់ខ្ញុំឈប់ដើរនៅចម្ងាយ3ជំហានពីមុខនាងគឺកាលពី10នាទីមុនទេសារ៉ាស្ងាត់ទៅវិញនាងមានសំណួររាប់រយក្នុងចិត្តប៉ុន្តែការវឹកហាត់របស់នាងប្រាប់ថានេះមិនមែនជាពេលត្រូវសួរចម្លើយទេតើអាចរក្សាសមត្ថភាពនោះបានយូរប៉ុណ្ណានាងសួរសំណួរដែលសំខាន់បំផុតក្នុងការវាយមិញនេះខ្ញុំប្រើអស់ថាមពលប្រហែល 30% ហើយគ្រប់គ្រាន់ហើយសារ៉ាងក់ក្បាលរួចនាងក៏ធ្វើការសម្រេចចិត្តលូកដៃចូលក្នុងហោប៉ៅអាវធំខាងក្នុងរួចដកឧបករណ៍តាក់ទងខ្នាតតូចមួយចេញមកនាងចុចប៊ូតុងពណ៌ក្រហមខ្សែទូរស័ព្ទអាសន្នរបស់កងទ័ពខ្ញុំគឺសារ៉ាលេខសម្គាល់ Sierra 017សំឡេងនាងប្រែជាមើងម៉ាត់ដូចជាទាហានពិតប្រាកដតំបន់ស្នូលខាងកើតក្នុងរោងចក្រដែកបាក់បែកកំពុងមានរឿងអាសន្នកម្រិត S ឡើងទឹកសត្វសាហាវកម្រិត3កម្ពុជាថ្នាក់លតស្វាឈាមពិឃាតត្រូវគេកម្ចាត់ចោលហើយខ្ញុំកំពុងរងរបួសមានសិស្សរងគ្រោះថ្នាក់នៅទីនេះសូមបញ្ជូនជំនួយមកជាបន្ទាន់មានភាពស្ងាត់ស្ងៀមអស់3វិនាទីពីខាងម្ខាងទៀតរួចមានសំឡេងបរិះវ័យកណ្ដាលម្នាក់បន្លឺឡើងសំឡេងមើងម៉ាត់សត្វកម្រិត3កម្ពុជាត្រូវគេកម្ចាត់ហើយមែនទេសារ៉ាពិតមែនអត់តើឯងជាអ្នកកម្ចាត់វាខែនទេសារ៉ាលួចមើលមកខ្ញុំហើយខ្ញុំកំពុងតែអង្គុយលើដកកាក់ច្រេះចេញពីក្នុងហោប៉ៅមកបង្វិលលេងនៅចន្លោះម្រាមដៃតំបន់ស្នូលបាក់បែកខ្ទេចខ្ទីអស់ហើយដោយសារតែពន្លឺពណ៌មាសមិញនេះឯខ្ញុំអង្គុយនៅកណ្ដាលកន្លែងនោះខ្លួនប្រាណស្អាតចេះនឹងមើលទៅគួរឲ្យធុញទ្រាន់មិនមែនខ្ញុំទេសារ៉ានិយាយចុះជាអ្នកណាអ្នកដែលធ្វើរឿងនេះគឺជាសិស្សម្នាក់ដែលមកប្រឡងវ័យគ្នានេះឯងសារ៉ាកាត់សម្ដីគេសម្លេងនាងស្មើកម្រិតធម្មពលដែលបានចុះឈ្មោះ rank F មានភាពស្ងាត់ស្ងៀមអស់5វិនាទីពីខាងម្ខាងទៀតរួចមានសម្លេងបែកប្រាវលាន់ឮឡើងជាសម្លេងពេងតែបែកថ្នាក់ក្រោមដីទី3នៃផ្ទះបញ្ជាការកងទ័ពភាគខាងកើតមានផ្ទាំង screen កម្រិតច្បាស់ខ្ពស់ចំនួន24ផ្ទាំងជាប់នឹងជញ្ជាំងនៃមជ្ឈមណ្ឌលត្រួតពិនិត្យ screen ទី7បង្ហាញពីតំបន់រោងចក្រដែកបាក់បែកនោះឥឡូវមានមនុស្ស11នាក់កំពុងឈរចាំរងមើល screen នោះក្នុងចំណោមនោះមានមេបញ្ជាការកំពូលនៃផ្ទះបញ្ជាការគឺលោកឧត្តមសេនីយ៍ក្រេបុរសចំណាស់ម្នាក់អាយុ62ឆ្នាំខ្លួនស្គមពាក់អាវឯកសណ្ឋានពណ៌ប្រផេះធម្មតាគ្មានស្លាកសញ្ញាកម្រិតអ្វីឡើយដៃខាងឆ្វេងកាន់ពេងតែកាលពីកន្លះនាទីមុនឥឡូវកំទេចពេងតែបែកខ្ទេចខ្ទីពេញកម្រាលដីបាត់ទៅហើយភ្នែកអ្នករាល់គ្នាសម្លឹងមើល screen ទី7មិនដាក់ភ្នែករូបភាពនៅលើ screen ត្រូវគេបើកមើលឡើងវិញតាំងពីវិនាទីដែលស្វាឈាមពិឃាតលេចមុខមករហូតដល់បាតដៃទឹកលេចឡើងពីភាពទទេខ្សែទឹកវាប្រហារនិងព្យុះភ្លៀងពណ៌មាសរាល់ប្លង់នីមួយៗត្រូវគេបើកមើលយឺតៗចំនួន3ដងផ្ទាំងទិន្នន័យពិនិត្យធម្មពលនៅខាងស្ដាំ screen នៅវិនាទីដែលស្វាឈាមពិឃាតត្រូវគេកម្ចាត់ចោលនោះប្រែជាពណ៌ក្រហមប្រព្រាតបង្ហាញសញ្ញាឧទានព្រមគ្នាប្រធានក្រុមបច្ចេកទេសនិយាយទាំង9យើងបានប្រើឧបករណ៍ពិនិត្យធម្មពលប្រភេទទី7ដែលមានកម្រិតអតិបរមាស្មើនឹង rank SSS ទៅហើយតែថ្ងៃនេះវាមិនត្រឹមតែឡើងដល់កម្រិតខ្ពស់បំផុតទេគឺវាផ្ទុះហួសកម្រិតតែម្ដងកម្លាំងធម្មពលលើសពីកម្រិតលើរបស់ rank SSS យ៉ាងហោចណាស់ 40% គ្មានអ្នកណាម្នាក់នៅក្នុងមជ្ឈមណ្ឌលត្រួតពិនិត្យនិយាយអ្វីទាំងអស់លោកឧត្តមសេនីយ៍ក្រេសម្លឹងមើលយុវជនពាក់អាវសិស្សពណ៌សនៅលើ screen រូបភាពត្រូវគេផ្អាកនៅវិនាទីដែលការវាយគ្នាបានបញ្ចប់គឺខ្ញុំកំពុងអង្គុយនៅកណ្ដាលតំបន់ស្នូលដែលគ្របដណ្ដប់ដោយពន្លឺពណ៌មាសបង្វិលកាក់លេងក្នុងដៃអាវគ្មានធូលីដីសូម្បីតែមួយក្បាលដកប្រវត្តិរូបវាមកលោកឧត្តមសេនីយ៍ក្រេនិយាយបន្ទាប់ពី30វិនាទីកន្លងផុតទៅប្រវត្តិរូបសិស្សរបស់ខ្ញុំត្រូវគេបង្ហាញនៅលើ screen ធំឈ្មោះ KL អាយុ17ឆ្នាំកម្រិតដាស់ធម្មពល rank F សមត្ថភាពដំណក់ទឹកកំណត់សម្គាល់គ្មានប្រវត្តិរូបស្អាតចេះ rank F ដំណក់ទឹកលោកឧត្តមសេនីយ៍ក្រេងាកភ្នែកចេញពីប្រវត្តិរូបមកមើលរូបភាពនៅលើ screen ម្ដងទៀតបាតដៃទឹកធ្លាក់ចុះមកពីលើមេឃនិយាយតាមត្រង់ទៅរូបភាពនេះមើលទៅដូចជាសម្រស់គំនូរបុរាណម្យ៉ាងអញ្ចឹងវាលើសពី rank SSS ទៅទៀតប្រធានក្រុមពិនិត្យទិន្នន័យរបស់គេម្ដងទៀតលោកឧត្តមសេនីយ៍តាមខ្ញុំដឹងក្នុងសហព័ន្ធទាំងមូលឥឡូវមានអ្នកដាស់ធម្មពល rank SSS ត្រឹមតែ3នាក់ប៉ុណ្ណោះដែលបានចុះឈ្មោះចំណែកកម្រិតដែលលើសពី rank SSS ទៅទៀតនោះក្នុងសៀវភៅទ្រឹស្ដីហៅថាកម្រិតទេវកថាប៉ុន្តែគំនិតនេះនៅជាប់តែក្នុងក្រដាសស្រាវជ្រាវអស់រយៈពេល20ឆ្នាំមកហើយឥឡូវវាលោកឧត្តមសេនីយ៍ក្រេអន់ឬកំទេចពេញតែពីលើដីចាក់សោព័ត៌មានរូបភាពនេះកម្រិតខ្ពស់បំផុតអ្នកទាំងអស់គ្នានៅទីនេះចាប់ពីវិនាទីនេះទៅអ្វីគ្រប់យ៉ាងដែលអ្នកបានឃើញនៅថ្ងៃនេះគឺជាការសម្ងាត់កម្រិតខ្ពស់បំផុតរបស់កងទ័ពបើអ្នកណាលួចបញ្ចេញព័ត៌មានទៅខាងក្រៅច្បាស់ជាត្រូវឡើងតុលាការសឹកមិនខានមនុស្ស10នាក់ឆ្លើយព្រមគ្នាលោកឧត្តមសេនីយ៍ក្រេត្រង់ខ្លួនឡើងតបជាប់ខ្សែទូរស័ព្ទទៅកាន់សារ៉ាភ្លាមសារ៉ាឥឡូវសិស្សម្នាក់នោះនៅឯណានៅជិតខ្ញុំនេះឯងនាងស្ងាត់មួយផ្លេតវាកំពុងតែជួយបង្វែរខ្លួនពួកសត្វពាហ៍ដែកបែកមកវិញលោកឧត្តមសេនីយ៍ក្រេភ្ញាក់ផ្អើលជួយបង្វែរខ្លួនពួកវាវិញពួកសត្វដែលវាវាយឲ្យរអិលជើងដួលមិញនឹងមែនទេមានពួកវាពី3ក្បាលផ្អងខ្នងទៅលើអាកាសក្រោកមិនរួចវាកំពុងតែជួយបង្វែរខ្លួនពួកវាឲ្យឈរវិញសម្លេងរបស់សារ៉ាមើលទៅប្លែកបន្តិចមិនមែនជានិយាយឌឺដងទេតែដូចជារឿងហួសចិត្តម្យ៉ាងដែលនាងពិតជាមិនយល់ឡើយលោកឧត្តមសេនីយ៍ក្រេមិនសួរដេញដោលរឿងបង្វែរខ្លួនសត្វនោះទៀតទេសារ៉ាចុះរបួសឯងយ៉ាងម៉េចហើយឆ្អឹងជំនី3ដើមរងរបួសធ្ងន់សុទ្ធខាងឆ្វេងជាន់ប៉ុន្តែនៅទ្រាំបានក្រុមជំនួយនិងក្រុមគ្រូពេទ្យកំពុងធ្វើដំណើរមកហើយប្រហែល6នាទីទៀតមកដល់ស្ដាប់ឲ្យច្បាស់លោកឧត្តមសេនីយ៍ក្រេគិត2វិនាទីដើម្បីជ្រើសរើសពាក្យសម្ដីមុនពេលក្រុមជំនួយទៅដល់កុំធ្វើសកម្មភាពអ្វីទាំងអស់ទៅកាន់សិស្សម្នាក់នោះដែលអាចធ្វើឲ្យវាគិតថាជាការគំរាមកំហែងមិនត្រូវសួរចម្លើយនិងមិនត្រូវខាត់ខ្លួនវាឡើយយល់ទេមានរឿងមួយទៀតម្សៅតាក់ទាញសត្វសាហាវដែលលេថនប្រើប្រាស់ក្នុងការប្រឡងឯងឃើញអត់ខ្ញុំឃើញទាំងអស់ល្អណាស់រក្សាផុសតាំងទុកឲ្យបានល្អដាច់ខ្សែទូរស័ព្ទលោកឧត្តមសេនីយ៍ក្រេឈរនៅកណ្ដាលបន្ទប់ត្រួតពិនិត្យសម្លឹងមើលរូបភាពដែលផ្អាកនៅលើ screen ទី7មានទាហានម្នាក់ក្បែរខ្លួនសួរដោយប្រុងប្រយ័ត្នលោកឧត្តមសេនីយ៍ចុះយើងគួរធ្វើបែបណាជាមួយសិស្សម្នាក់នេះពាក្យថាធ្វើបែបណាធ្វើឲ្យលោកឧត្តមសេនីយ៍ក្រេជួនចិញ្ចើមធ្វើបែបណាជាមួយវាឯងសួរយើងអញ្ចឹងមែនទេក្មេងអាយុ17ឆ្នាំម្នាក់ត្រូវគេរុញឲ្យធ្វើជានុយសត្វត្រូវមិត្តរួមថ្នាក់លួចលាបម្សៅតាក់ទាញសត្វលើអាវដើម្បីសម្លាប់វាចោលក្នុងស្ថានភាពវឹកវរប៉ុន្តែវាបែរជាអាចបញ្ចេញថាមពលសម្ងាត់មកជួយសង្គ្រោះស្ថានភាពបានហើយឯងបែរជាមកនិយាយជាមួយយើងពីរឿងវិតម្លៃកម្រិតគ្រោះថ្នាក់សន្តិសុខទៅវិញទាហានម្នាក់នោះស្ងាត់បាត់ទៅលោកឧត្តមសេនីយ៍ក្រេដើរទៅកាន់តុតាក់ទងរួចលើកទូរស័ព្ទឡើងនិយាយដោយខ្លួនឯងតបភ្ជាប់ខ្សែទូរស័ព្ទទៅកាន់ការិយាល័យគ្រប់គ្រងអ្នកដាស់ថាមពលរួចតបភ្ជាប់ទៅកាន់បញ្ជាការដ្ឋានកងទ័ពសហព័ន្ធហើយចុងក្រោយហៅនាយកសាលាទី3មកជួបយើងគេស្ងាត់មួយផ្លេតនាយកសាលាដែលរុញសិស្សម្នាក់នេះឲ្យធ្វើជានុយសត្វនឹងឯងសម្លេងគេស្ងប់ស្ងាត់តែធ្វើឲ្យសីតុណ្ហភាពក្នុងបន្ទប់ត្រួតពិនិត្យធ្លាក់ចុះពីលើក្រេភ្លាមត្រឡប់មកតំបន់ស្នូលនៃរោងចក្រដែកបាក់បែកវិញបាទខ្ញុំកំពុងតែជួយពួកសត្វពាហ៍ដែកបង្វែរខ្លួនឈរវិញពិតមែនសត្វពាហ៍ដែកកម្រិត2ទាំង12ក្បាលផ្ដាំស្ដាប់បង្គាប់ខ្ញុំយ៉ាងខ្លាំងរហូតធ្វើឲ្យសារ៉ាគិតថានាងកំពុងភ័ន្តច្រឡំភ្នែកហើយខ្ញុំប្រើខ្សែទឹកដើម្បីលើកខ្លួនសត្វដែលនៅខាងលើបង្អស់ត្រង់ចង្កេះរួចបង្វែរខ្លួនវាឲ្យឈរវិញថ្នមថ្នមជើងទាំង4របស់វាជាន់ដីសត្វនោះក្រោកឈររួចក្រវីខ្លួនបន្តិចហើយយកក្បាលមកញាក់ញីដៃខ្ញុំឈប់ញាក់ញីទៅឯងហៀទឹកមាត់ច្រើនជាងទឹកដែលសមត្ថភាពខ្ញុំបង្កើតទៅទៀតសត្វនោះនៅតែបន្តញាក់ញីដដែលខ្ញុំក៏រុញក្បាលវាចេញខ្យល់នៅក្នុងតំបន់ស្នូលស្ងាត់ទៅវិញអស់ពី3វិនាទីរួចក៏បក់បោកម្ដងទៀតនាំយកធម្មពលដែលនៅសេសសល់ឲ្យហោះទៅគ្រប់ទិសទីខ្ញុំកាន់ស្នូលថ្នាក់ឡតនៅចន្លោះម្រាមដៃរួចបង្វិលលេងពីរដងក្នុងបាតដៃបន្ទាប់មកដាក់ចូលក្នុងហោប៉ៅវិញភ្នែកខ្ញុំសម្លឹងមើលកំទេចកំទីពេញទីនោះកូនចៅ3នាក់បានស្លាប់បាត់ទៅហើយខ្លួនប្រាណត្រជាក់ស្ទោកនៅកន្លែងផ្សេងៗគ្នាអ្នកដែលនៅរស់មានតែម្នាក់គត់គឺ Dex គេកំពុងតែដេកញ័រនៅពីក្រោយលដុតដែកដូចជាត្រូវខ្សែភ្លើងឆក់អីចឹងរួចក៏មានលេខថនដែរគេកំពុងផ្អែកខ្នងនឹងត្រដែលបាក់បែកដឹងខ្លួនខ្លះមិនដឹងខ្លះតែនៅរស់រៀនមានជីវិតឡើយខ្ញុំដើរទៅរកគេយឺតៗសម្លេងជើងជាន់ដុំថ្មលាន់លើរំពងពេញរោងចក្រដែកដ៏ស្ងាត់ជាងងំចម្ងាយ2ម៉ែត្រ 1.5 ម៉ែត្រ
រួចខ្ញុំអង្គុយចុះនៅចម្ងាយជិតបែបនេះក្លិនឈាមពណ៌មាសក្លិនស្អុយក្លិនទឹកនោមនិងក្លិនញើសជះមកខ្លាំងណាស់តែខ្ញុំមិនថយក្រោយឡើយលេថុនថ្មិញរបស់លេថុនផ្ដាំបុកគ្នាទៅត្រើតយើងសួរឯងឆ្លើយសំឡេងខ្ញុំស្ងប់ស្ងាត់ដូចជាទឹកអ៊ីចឹងឆ្លើយល្អទៅរួចយើងបំភ្លេចរឿងរ៉ាវទាំងអស់នេះចោលពាក្យសម្ដៅទាំងនេះចេះចូលក្នុងចិត្តដែលស្ទើរតែឈួតរបស់គេធ្វើឲ្យសភាវគតិនៃការចង់រស់រានមានជីវិតរបស់គេចាប់យកវាភ្លាមបាទមិនថាឯងសួរអីទេខ្ញុំនឹងឆ្លើយទាំងអស់តើគំនិតអ្នកណាដែលឲ្យប្រាម្សៅតាក់ទាញសត្វសាហាវនេះលោកអ៊ំទី2របស់ខ្ញុំលេថុនឆ្លើយភ្លាមដោយមិនរុញរាសម្បីតែមួយវិនាទីលោកអ៊ំទី2មកពីក្រុមទី2នៃត្រកូលលិនគេជាអ្នកប្រាប់ខ្ញុំឲ្យប្រើការប្រឡងនេះដើម្បីកម្ចាត់ឯងចោលមូលហេតុគឺដោយសារតែកាក់នោះលេថុនលួចមើលហោប៉ៅខ្ញុំរួចក៏ងាកភ្នែកចេញភ្លាមដូចជាត្រូវភ្លើងរលាយអ៊ីចឹងលោកអ៊ំទី2និយាយថាកាក់នោះមានថាមពលចម្លែកម្យ៉ាងដែលគេមិនធ្លាប់ឃើញពីមុនមកវាមានតម្លៃជាងទ្រព្យសម្បត្តិទាំងអស់នៃអាណាចក្រសម្ងាត់ rank A ទៅទៀតដៃស្ដាំខ្ញុំលួចស្ទាបផ្ទៃកាក់ច្រេះនៅក្នុងហោប៉ៅអាណាចក្រសម្ងាត់ rank A មានតម្លៃចាប់ពី 15,000 លានឡើងទៅមិនប្លែកទេដែលគេមិនអាចនៅស្ងៀមបានតើមានអ្នកណាដឹងរឿងនេះទៀតអត់មានតែលោកអ៊ំទី2និងខ្ញុំប៉ុណ្ណោះគេនិយាយថារឿងនេះមិនអាចឲ្យក្រុមប្រឹក្សាត្រកូលដឹងឡើយជាពិសេសគឺមិនអាចឲ្យលោកមេតកូចំណាស់ដឹងដាច់ខាតគេចង់លួចទុកម្នាក់ឯងបាទខ្ញុំប្រាប់អស់ហើយអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ដឹងលេតនសម្លឹងមើលមុខខ្ញុំទាំងភ័យខ្លាចខំប្រឹងស្វែងរកសញ្ញាណាមួយដែលបង្ហាញថាចម្លើយរបស់គេល្អគ្រប់គ្រាន់ដើម្បីឲ្យគេមានជីវិតរស់នៅគេមើលឃើញវាឬគិតថាគេមើលឃើញវាបបោមាត់ខ្ញុំកម្រើកបន្តិចស្នាមញញឹមមើលទៅហាក់ដូចជាទន់ភ្លន់ណាស់ខៃខ្ញុំប្រាប់ឯងអស់ហើយសំឡេងលេថុនញ័រដល់កម្រិតលែងខ្ញុំទៅខ្ញុំនឹងជួយឯងចាត់ការលោកអ៊ំទី2ខ្ញុំអាចយកទ្រព្យសម្បត្តិរបស់ត្រកូលលីនមកឲ្យឯងបានខ្ញុំលើកដៃស្ដាំឡើងគ្មានទឹកបង្កើតឡើងទេម្រាមដៃទាំង5លាតសន្ធឹងដាក់ទៅលើក្បាលរបស់គេថ្នមៗស្ទើរតែគ្មានទម្ងន់ទាល់តែសោះយើងចាំរឿងគ្រប់យ៉ាងដែលឯងនិយាយហើយសំឡេងខ្ញុំស្រាលជាងដៃខ្ញុំទៅទៀតមានប្រយោជន៍តាអរគុណហើយណាលេថុនភ្ញាក់ផ្អើលនឹងពាក្យថាអរគុណនោះប៉ុន្តែទោះជាគេចង់និយាយអ្វីបន្តទៀតក៏គ្មានឱកាសបាននិយាយដែរចុងម្រាមដៃចង្អុលខាងស្ដាំរបស់ខ្ញុំបានចុចចំស្បែកនៅពីក្រោយត្រចៀករបស់លេថុនវាជាកន្លែងមួយក្នុងចំណោមកន្លែងដែលគ្រោះថ្នាក់បំផុតនៅលើក្បាលមនុស្សមានខ្សែទឹកតូចមួយបានបង្កើតឡើងទំហំ 0.08 មីលីលីត្រតូចជាងសក់មនុស្សទៅទៀតខ្សែទឹកនោះបានចាក់ចូលទៅចំចំណុចស្លាប់ភ្លាមប្រស្រីភ្នែករបស់លេថុនក៏ស្ទោកក្នុងកាយវិការវង្វេងវង្វាន់ចុងក្រោយរបស់គេមាត់របស់គេបើកចំហពាក់កណ្ដាលក៏ឈប់ត្រឹងខ្លួនប្រាណរបស់គេមិនដួលទេព្រោះមានជូត្រូនិងផ្លូវដៃជួយទប់ខ្លួនប្រាណឲ្យដេកក្នុងកាយវិការដូចមនុស្សនៅរស់អ៊ីចឹងរឿងរ៉ាវទាំងអស់នេះកើតឡើងមិនដល់កន្លះវិនាទីផងខ្ញុំដកដៃត្រឡប់មកវិញរួចក្រវ៉ាត់ម្រាមដៃបន្តិចដំណក់ទឹកនៅចុងម្រាមដៃបានធ្លាក់ចូលទៅក្នុងប្រឡោះដីបាត់ទៅបន្ទាប់មកដល់វគ្គសម្អាតទីតាំងខ្ញុំអោនចុះរួចរើសកំទេចថាមពលពណ៌ក្រហមមកទំហំប៉ុនម្រាមដៃមួយដុំខ្ញុំយកវាទៅញាត់ចូលក្នុងរបួសនៅពីលើក្តារក្បាលខាងស្ដាំរបស់លេថិនរបួសនោះកើតឡើងដោយសារតែកំទេចថ្មហក់បោកចំកាលពីវិនាទីដែលស្វាឈាមពីឃាតស្ទុះចេញពីក្នុងដីមកពេលមានកំទេចថាមពលញាត់ចូលទៅមុំរបួសគឺ20ដឺក្រេខ្ពស់នៅខាងក្រៅធ្លាក់ចុះនៅខាងក្នុងវាត្រូវគ្នាបេះបិទទៅនឹងកន្លងហោះហើររបស់កំទេចកំទីដែលហោះមកដោយសារតែកម្លាំងផ្ទុះមូលហេតុនៃការស្លាប់ច្បាស់លាស់ផុសតាងរូបវ័ន្តគ្រប់គ្រាន់អាចទទួលយកបានខ្ញុំដើរទៅខាងក្រៅលាក់ដុតដៃ Dex កំពុងតែដេកបាត់ខ្លួនដូចជាបាត់អ៊ីចឹងដៃទាំងពីរក្រោកក្បាលសាច់ដុំញ័រទៅត្រើត Face Dex ភ្ញាក់ព្រឺតភ្លាមភ្នែកដែលមានឈាមក្រហមប្រព្រាតលេចឡើងនៅចន្លោះដៃរបស់គេសម្លឹងមើលមកខ្ញុំអង្គុយចុះពេលដែលហ៊ានមកសួរចម្លើយឯងឆ្លើយតាមការពិតទៅក្នុងការប្រឡងយើងបានជួបសត្វសាហាវកម្រិត3លោកស្រីសារ៉ានិងក្រុមរបស់ឯងបានចូលរួមគ្នាការពារមួយផ្លែឯងខ្ញុំពូននៅគៀនជញ្ជាំងមិនបានធ្វើអ្វីទាំងអស់ Dex គិតរំលឹកពាក្យសម្ដីនីមួយៗក្នុងចិត្តពីរដងចំណែករឿងលេថុនខ្ញុំងក់ក្បាលទៅរកផ្លូវដែកវាត្រូវកំទេចធម្មពលរបស់ស្វាឈាមពីឃាតហោះបោកចំក្បាលស្លាប់ភ្លាមឯងឃើញរឿងនេះកើតឡើងនៅភ្នែកខ្លួនឯងផ្ទាល់ Dex សម្លឹងមើលមុខខ្ញុំអស់3វិនាទីរួចងក់ក្បាលយ៉ាងលឿនរហូតដល់សឹងតែក្រេកចុះកុំធ្វើខ្លាំងពេកខ្ញុំនិយាយទាំងក្រោកឈរក្នុងស្ថានភាពភ័យខ្លាចបែបនេះការនិយាយត្រដកជារឿងធម្មតាទេបើនិយាយរលូនពេកទើបជាមានរឿងប្លែក Dex ងក់ក្បាលយឺតបូក35បានបន្តិចបន្តួចក៏ល្អដែរខ្ញុំងាកមកមើលសារ៉ានាងកំពុងផ្អែកខ្នងនឹងកំទេចលាក់ដុតដៃអាវធំរបស់នាងត្រូវគេដកចេញរួចបត់ធ្វើជាខ្នើយកលពីក្រោយខ្នងខ្ញុំដើរទៅរកកំទេចឧបករណ៍ដែលបាក់បែកនៅក្បែរនោះរើបានបន្ទះដៃថែបដែលស្អាតល្មមមួយដុំយកមកធ្វើជាកៅអីអង្គុយរួចខ្ញុំបង្កើតទឹកសុទ្ធចេញពីខ្យល់អាកាសទឹកស្អាតចេះដែលគ្មានសារធាតុមិនល្អអ្វីទាំងអស់ខ្ញុំហុចវាទៅឲ្យសារ៉ាផឹកទៅសារ៉ាសម្លឹងមើលដុំទឹកដែលហោះលើបាតដៃខ្ញុំនាងរុញរាមួយផ្លែតរួចក៏អន់ក្បាលផឹកមួយក្អឹកវិនាទីដែលទឹកហូរចូលក្នុងកមានអារម្មណ៍ត្រជាក់ស្រងាត់រាលដាលពីកទៅដល់សួតភាពឈឺចាប់ខ្លាំងពីឆ្អឹងជំនីដែលបាក់បានធូរស្រាលប្រហែល 30% សារ៉ាងើបក្បាលមើលមុខខ្ញុំទឹកនេះមានប្រសិទ្ធភាពព្យាបាលរបួសមែនទេខ្ញុំក៏មិនសូវច្បាស់ដែរខ្ញុំឆ្លើយតាមត្រង់ទើបតែទទួលបានសមត្ថភាពនេះនៅមិនទាន់បានអានការពិពណ៌នាឲ្យចប់ផងសារ៉ាសម្លឹងមើលមុខខ្ញុំអស់3វិនាទីវាជាមុខរបស់ក្មេងប្រុសម្នាក់អាយុ17ឆ្នាំរូបរាងមុខមាត់មិនទាន់ធំពេញវ័យពេញលេញនៅឡើយមើលទៅស្អាតបាតដូចជាអាវសិស្សពណ៌សដែលគ្មានទូលីដីអ៊ីចឹងវាធ្វើឲ្យនាងមានអារម្មណ៍ប្លែកនិងមិនដូចជារឿងពិតទាល់តែសោះឯងឈ្មោះខាមែនទេសារ៉ាសួរមិនមែនជាសំណួរដេញដោលទេបាទចុះសកម្មភាពមុននេះដែលឯងបាញ់ដំណក់ទឹកចូលភ្នែកចចកនោះឯងមានចេតនាធ្វើបែបនេះដើម្បីឲ្យខ្ញុំឃើញមែនទេខ្ញុំមិនបដិសេធទេហេតុអីខ្ញុំត្រូវការឲ្យអ្នកណាម្នាក់ភ្ញាក់ផ្អើលចម្លើយខ្លីណាស់តែវាមានន័យគ្រប់គ្រាន់ដើម្បីឲ្យសារ៉ាស្ងាត់មាត់អស់ជាច្រើនវិនាទីនៅពីឆ្ងាយមានសំឡេងស្លាបចក្រយន្តហក់បន្លឺឡើងមាននៅថមភាគចក្រដឹកជញ្ជូនរបស់កងទ័ពចំនួន6គ្រឿងហោះមកពីទិសភូមិភាគឦសានពន្លឺភ្លើងស្វែងរកចេះចុះមកជញ្ជាំងបាក់បែកនៃរោងចក្រដែកទ្វារឧទ្ធម្ភាគចក្របើកចំហទាហានពិសេសរបស់កងទ័ពពាក់អាវក្រោះពណ៌ខ្មៅបានរអិលខ្សែកាបចុះមកដីក្រុមគ្រូពេទ្យមកដល់ដីមុនគេគ្រូពេទ្យ2នាក់រត់មកជិតសារ៉ាទាំងបើកប្រអប់ថ្នាំសង្គ្រោះបន្ទាន់ភ្លាមចំណែកក្រុមមួយទៀតរត់ទៅរក Leighton ឥឡូវLeighton មិនបានទះមុខខ្លួនឯងទេគេកំពុងតែដេកបាត់ខ្លួនជិតផ្លូវដែកភ្នែកវង្វេងវង្វាន់ស្ទើរគ្រូពេទ្យម្នាក់ពិនិត្យមើលដៃដែលរងរបួសរបស់គេរួចយកពិលមកបញ្ចាំងមើលប្រស្រីភ្នែកគេរួចងាកមកធ្វើសញ្ញាប្រាប់ប្រធានក្រុមផ្លូវចិត្តរងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់មុនគេចំណែកកូនចៅម្នាក់គត់ដែលនៅរស់ត្រូវគេអូសចេញមកពីក្រោយលដដែកគេដេកបាត់ខ្លួនដូចជាបង្គាយូរពេករហូតដល់ដៃឡើងរឹងស្ទោកអស់ទៅហើយខ្លួនប្រាណកូនចៅ3នាក់ដែលស្លាប់ត្រូវគេដាក់ចូលក្នុងថង់ពណ៌ខ្មៅមេបញ្ជាការនៅទីតាំងនោះគឺលោកវរៈស្នេហ៍ឯកមិនគេដើរពិនិត្យមើលពេញតំបន់ស្នូលសម្លឹងមើលកំទេចធម្មពលដែលបាក់បែកពេញដីនិងស្រះជម្រៅ2ម៉ែត្រនោះទឹកមុខគេប្រែប្រួលរហូតរួចគេដើរមករកខ្ញុំឯខ្ញុំកំពុងតែអង្គុយនៅលើបន្ទះដែកថែបបង្វិលកាក់លេងនៅចន្លោះម្រាមដៃមិនដឹងជាតាំងពីពេលណាទេសត្វពាហ៍ដែកទាំង12ក្បាលនោះបានដើរមកដេកជារង្វង់ពាក់កណ្ដាលព័ទ្ធជុំវិញខ្លួនខ្ញុំមិនមែនជាការចោមរោមវែកទេតែដូចជាការការពារខ្ញុំអ៊ីចឹងលោកវរៈស្នេហ៍ឯកឈប់ដើរនៅចម្ងាយ3ម៉ែត្រសត្វទាំង12ក្បាលងាកក្បាលមកមើលមុខគេព្រមគ្នាភ្នែកពណ៌ក្រហមតូចៗចំនួន24គូសម្លឹងមើលចំគេលោកវរៈស្នេហ៍ឯកលេបទឹកមាត់មួយក្អឹកខៃលោកវរៈស្នេហ៍ឯកនិយាយទាំងខំប្រឹងធ្វើសម្លេងឲ្យរាក់ទាក់ខ្ញុំគឺវរៈស្នេហ៍ឯកខូឡុនមកពីផ្ទះបញ្ជាការកងទ័ពភាគខាងកើតលោកអនុស្នេហ៍កូរ៉េឲ្យខ្ញុំអញ្ជើញឯងទៅជួបដៃដែលកំពុងបង្វិលកាក់របស់ខ្ញុំឈប់ត្រឹងអញ្ជើញខ្ញុំទៅណាផ្ទះបញ្ជាលោកវរៈស្នេហ៍ឯកខូឡុនបញ្ញានិយាយបន្ថែមមិន
មិនមែនសួរចម្លើយទេគឺជានិយាយអញ្ជើញពីលោកឧត្តមសេនីយ៍ក្រៃគេចង់អញ្ជើញឯងផឹកតែជាមួយគ្នាខ្ញុំមើលមុខគេអស់2វិនាទីតើខ្ញុំអាចនាំពួកសត្វសាហាវទាំងនេះទៅជាមួយបានអត់លោកវរៈសេនីយ៍ឯកខូឡុនងាកទៅមើលសត្វទាំង12ក្បាលនោះមួយក្បាលមកគួនទម្ងន់3តោនរួចមើលទៅទំហំទ្វារឧទ្ធម្ភាគចក្ររឿងនេះខ្ញុំសូមពិនិត្យមើលសិនលេខនៅលើផ្ទាំងទិន្នន័យឡើងផ្លេតបន្ទុកឆក់អារម្មណ៍បូក15ខ្ញុំដាក់កាក់ចូលក្នុងហោប៉ៅរួចក្រោកឈរពីលើបន្ទះដែកខ្ញុំអង្គុយនៅខាងក្នុងឧទ្ធម្ភាគចក្រដឹកជញ្ជូនផ្អែកក្នុងនឹងជញ្ជាំងរួចចាប់ផ្ដើមការសម្ដែងម្ដងទៀតខ្ញុំលាក់រាល់ធម៌ពលទាំងអស់ដែលមានរក្សាដង្ហើមឲ្យនៅត្រឹម20ដងក្នុង1នាទីស្មើអោនចុះបន្តិចម្រាមដៃចង្អុលខាងស្ដាំចុចក្នុងដៃខាងឆ្វេងជាចង្វាក់ទៀងទាត់ដូចជាសិស្ស rank F ម្នាក់ដែលសមត្ថភាពទុះឡើងដោយសារតែភាពភ័យខ្លាចខ្លាំងអញ្ចឹងលោកវរៈសេនីយ៍ឯកខូឡុនដែលអង្គុយទល់មុខខ្ញុំចាប់អារម្មណ៍ឃើញទឹកមុខខ្ញុំបែបនេះគេក៏មិនបាននិយាយរកខ្ញុំដែរកន្លងផុតទៅ14នាទីឧទ្ធម្ភាគចក្របានចុះចតនៅលើលានចុះចតនៃផ្ទះបញ្ជាការកងទ័ពភាគខាងកើតខ្ញុំដើរចេញមកក្រៅទាំងកាន់ទ្វារឧទ្ធម្ភាគចក្រកណែនជើងដើរញ័រតិចតិចមិនឲ្យមើលទៅហួសហេតុពេកទេមានមនុស្សឈរចាំនៅលើលានចុះចតរួចទៅហើយជានាយទាហានស្រីម្នាក់នាងណែនាំខ្លួនថាជាវរៈសេនីយ៍តូមីយ៉ានាងនាំខ្ញុំទៅជួបលោកឧត្តមសេនីយ៍ក្រៃទីតាំងដែលទៅដល់មិនមែនជាបន្ទប់សួរចម្លើយទេគឺជារបៀបបន្ទប់ផឹកតែធម្មតាលោកឧត្តមសេនីយ៍ក្រៃអង្គុយនៅម្ខាងទៀតនៃតុរូបរាងស្គមចាស់និងមើលទៅធម្មតាជាងអ្វីដែលខ្ញុំគិតពីមុនមកឆ្ងាញ់ណាស់ពាក់អាវពណ៌ប្រផេះគ្មានស្លាកសញ្ញាកម្រិតអ្វីឡើយអង្គុយចុះទៅចង្អុលទៅកៅអីទល់មុខខ្ញុំក៏អង្គុយចុះគេចាក់តែមកពេងឲ្យខ្ញុំរួចរុញមកចិត្តខ្ញុំលើកពេងតែឡើងរួចក្រេបបន្តិចតែល្អណាស់មកពីស្រុកកំណើតយើងតើលោកឧត្តមសេនីយ៍ក្រៃកាន់ពេងតែខ្លួនឯងភ្នែករបស់គេមើលរំសាយតែមកមើលមុខខ្ញុំយ៉ាងស្ងៀមស្ងាត់អស់ប្រហែល10វិនាទីភ័យខ្លាំងណាស់មែនទេមិញហ្នឹងគេចាប់ដើមសួរដោយពាក្យសម្ដីទន់ភ្លន់ដៃខ្ញុំញ័រតិចតិចដោយចេតនាពេលខ្ញុំដាក់ពេងតែចុះបាទបន្តិចបន្តួចដែរលោកឧត្តមសេនីយ៍សัตว์កម្រិត3ថ្នាក់លតសូម្បីតែកម្ពុជាអ្នកខ្លាំង rank S នៅទីនោះក៏ទុកវាមិនចង់ជាប់ដែរខ្ញុំមានជីវិតរស់ត្រឡប់មកវិញពិតជាសំណាងណាស់យើងឮសារ៉ានិយាយថាឯងបានបញ្ចេញធម៌ពលដ៏ខ្លាំងម្យ៉ាងនៅវិនាទីស្លាប់រស់មែនទេខ្ញុំក៏មិនសូវច្បាស់ដែរថាមានរឿងអីកើតខ្ញុំនិយាយដោយសំឡេងខ្សោយខ្សោយនិងដើរយឺតយឺតពេលស្វាឈាមវិគៀតលោតមករកខ្ញុំខួរក្បាលខ្ញុំទាំងអស់ភ្លាមរួចខ្ញុំមានអារម្មណ៍ដូចជាមានរបស់អ្វីម្យ៉ាងផ្ទុះឡើងពីខាងក្នុងខ្លួនរឿងរ៉ាវបន្ទាប់ពីហ្នឹងខ្ញុំចាំមិនសូវច្បាស់ទេការพูดផុសដ៏ល្អត្រូវតែមានការពិតបង្កប់ខ្លះចុះឥឡូវឯងនៅតែអាចប្រើសមត្ថភាពនោះបានអត់ខ្ញុំអោនដៃខ្លួនឯងគ្មានទេបាត់អស់ហើយសំឡេងខ្ញុំបង្ហាញការមិនយល់និងការបាត់បង់យ៉ាងសមរម្យបំផុតលោកឧត្តមសេនីយ៍ក្រៃសម្លឹងមើលដៃខ្ញុំអស់3វិនាទីរួចក្រេបតែមកក្អឹកកុំបារម្ភអីរយៈពេលអសកម្មបន្ទាប់ពីធម្មពលផ្ទុះឡើងជារឿងធម្មតាទេខ្ញុំងក់ក្បាលយើងទាំងពីរអ្នកដឹងថាខ្ញុំកំពុងសម្ដែងតែគ្មានអ្នកណានិយាយចេញមកឡើយពេលផឹកតែដល់ពេងទី3មានសម្លេងគោះទ្វារ2ដងលោករៈសេនីយ៍តូមីយ៉ាដើរចូលមកទឹកមុខនាងមើលទៅប្លែកបន្ទនាងដើរទៅជិតលោកឧត្តមសេនីយ៍ក្រៃរួចអោនខ្សឹបប្រាប់ដោយសម្លេងខ្សោយខ្សោយដៃរបស់លោកឧត្តមសេនីយ៍ក្រៃឈប់ត្រឹងលើអាកាសពិតមែនអត់ពិតមែនក្រុមគ្រូពេទ្យបានរកឃើញរឿងនេះក្នុងការពិនិត្យលើកទី2នៅលើឧទ្ធម្ភាគចក្រការវិតម្លៃដំបូងបង្ហាញថាពេលវេលានៃការស្លាប់គឺកើតឡើងមុនពេលទាហានទៅដល់របួសក្បាលគឺត្រូវកំទេចធម្មពលរបស់សត្វសាហាវចាក់ចូលទៅយ៉ាងជ្រៅមុនពេលទាហានទៅដល់លោកឧត្តមសេនីយ៍ក្រៃនិយាយឡើងវិញមានន័យថាកើតឡើងក្នុងពេលពីគ្នាមែនទេបាទលោកឧត្តមសេនីយ៍ក្រៃបានមើលរូបភាពពីគ្នាពេញលេញរួចហើយគេចាំបានថាមានកំទេចធម្មពលហោះទៅគ្រប់ទិសទីពេលដែលស្វាចំណែកនោះត្រូវគេកម្ចាត់ចោលព្យុះភ្លៀងពណ៌មាសនោះគ្របដណ្ដប់ពេញតំបន់ស្នូលមានដុំធម្មពលមួយដុំហោះទៅមុខចង្ក្បាលរបស់លេថុនក្នុងស្ថានភាពវឹកវរនោះតាមទ្រឹស្ដីស្ថិតិគឺពិតជាអាចកើតឡើងមែនប្រាប់ទៅក្រុមគ្រួសារវាទៅលោកឧត្តមសេនីយ៍ក្រៃនិយាយចាត់ទុកថាជាការស្លាប់ក្នុងសមរភូមិទៅបាទលោកឧត្តមសេនីយ៍លោកវរៈសេនីយ៍តូមីយ៉ាងាកខ្លួនដើរចេញទៅរួចទ្វារក៏បិទជិតនៅក្នុងបន្ទប់ផឹកតែមានសមមនុស្សតែ2នាក់ម្ដងទៀតលោកឧត្តមសេនីយ៍ក្រៃលួចមើលមកខ្ញុំឯខ្ញុំកំពុងតែកាន់ពេងតែដៃទាំងពីរញ័រតិចតិចភ្នែកសម្លឹងមើលទៅទឹកតែខាងក្រោមទឹកមុខដូចជាមនុស្សដែលនៅតែភ័យខ្លាចមិនទាន់បាត់អីចឹងលោកឧត្តមសេនីយ៍ក្រៃមិនសួរអ្វីទាំងអស់គេចាក់តែបំពេញឲ្យខ្ញុំម្ដងទៀតកន្លងផុតទៅ20នាទីខ្ញុំត្រូវគេជូនទៅកាន់បន្ទប់ពិនិត្យសុខភាពដើរចេញពីបន្ទប់ផឹកតែខ្ញុំដើរវៀងគៀនជញ្ជាំងរួចក៏ជួបមនុស្សម្នាក់គឺសារ៉ានាងបានបដូរពាក់អាវអ្នកជំងឺរបស់កងទ័ពយ៉ាងស្អាតមានបងរំរបួសជាប់នឹងទ្រូងនិងខ្នងរបស់នាងមុខនាងស្លេកដូចក្រដាសតែភ្នែកពណ៌ខៀវទឹកកកនោះនៅតែមុតស្រួចដូចជាមុខកំបិតអីចឹងលោកសមត្ថភាពរបស់លោកត្រឡប់មកវិញហើយមែនទេសមត្ថភាពអីគេខ្ញុំព្រិចភ្នែកលោកស្រីខ្ញុំគ្រាន់តែជាអ្នកប្រើប្រាស់ rank F ដំណក់ទឹកសោះរឿងដែលកើតឡើងពីមុនមកប្រហែលជាប្រតិកម្មដោយសារតែការភ័យខ្លាចខ្លាំងពេកទើបវាផ្ទុះចេញមកឥឡូវសូម្បីតែទឹកមួយដំណក់ក៏ខ្ញុំបញ្ចេញមិនរួចផងសារ៉ាសម្លឹងមើលរាល់សាច់ដុំនៅលើមុខខ្ញុំវាជាមុខរបស់ក្មេងប្រុសម្នាក់ទឹកមុខមើលទៅស្លូតត្រង់មិនយល់អ្វីទាំងអស់រួមទាំងមានភាពភ័យខ្លាចនិងទន់ជ្រាយបន្តិចមើលទៅពិតណាស់បើមិនមែនដោយសារតែនាងបានឃើញនឹងភ្នែកខ្លួនឯងផ្ទាល់ថាខ្ញុំជាកម្ចាត់សត្វកម្រិត3នោះទេនាងច្បាស់ជាជឿជាក់មិនខានប្រតិកម្មដោយសារតែការភ័យខ្លាចខ្លាំងពេកនាងនិយាយពាក្យសម្ដៅនេះឡើងវិញក្នុងមាត់ rank F ដំណក់ទឹកសោះតែដោយសារតែខ្លាចបែរជាអាចហៅពពកខ្មៅងងឹតមកបានរួចដោយសារតែខ្លាចបែរជាអាចរំលាយសត្វកម្រិត3ឲ្យខ្លាយជាចំណុចពន្លឺបានដោយសារតែខ្សែទឹកសម្ពាធខ្ពស់រាប់ម៉ឺនខ្សែមែនទេសារ៉ាសម្លឹងមើលមុខខ្ញុំឯខ្ញុំក៏សម្លឹងមើលមុខនាងវិញយើងសម្លឹងមើលមុខគ្នាមិនដាក់ភ្នែក5វិនាទីមិនអីទេសារ៉ានិយាយមុនគេខ្ញុំនឹងជួយលាក់រឿងនេះឲ្យលោកសិនចុះនាងលូកដៃចូលក្នុងហោប៉ៅអាវរួចហុចកាតមួយសន្លឹកមកឲ្យខ្ញុំមានកែមពណ៌មាសនិងមានរូបកាយ8ជ្រុងនៅខាងមុខវាជាសញ្ញាសម្គាល់របស់សម្ព័ន្ធមហាវិទ្យាល័យចុងជោការប្រកួតសម្ព័ន្ធមហាវិទ្យាល័យចុងជោនឹងចាប់ផ្ដើមនៅថ្ងៃពុធសប្តាហ៍ក្រោយនេះហើយសម្លេងរបស់សារ៉ាប្រែជាមើងម៉ាត់ដូចជាទាហានពិតប្រាកដនេះជានិយាយណែនាំផ្ទាល់ខ្លួនរបស់ខ្ញុំកាន់កាតនេះទៅលោកមិនបាច់ចូលរួមការប្រឡងជម្លោះរបស់សាលាទេគឺអាចចូលរួមប្រកួតជាបេក្ខជនឯករាជ្យបានតែម្ដងខ្ញុំយកកាតនោះមកដាក់ក្នុងហោប៉ៅអរគុណច្រើនហើយលោកស្រីសារ៉ាងាកខ្លួនដើរចេញទៅដើរបាន3ជំហាននាងក៏ឈប់តែមិនងាកក្រោយទេលេថុនស្លាប់ហើយសម្លេងនាងស្មើលោកឧត្តមសេនីយ៍ក្រៃបាននិយាយរឿងនេះនៅក្នុងបន្ទប់ផឹកតែមិញហ្នឹងខ្ញុំឆ្លើយតបវិញភ្លាមដោយចង្វាក់សមរម្យបំផុតលឿនម្ល៉េះគួរឲ្យស្ដាយណាស់មែនទេសារ៉ាឈរស្ងៀមអស់2វិនាទីរួចក៏ដើរចេញទៅបាត់ខ្ញុំឈរផ្អែកជញ្ជាំងរួចដកកាតនោះចេញពីក្នុងហោប៉ៅម្ដងទៀតលើកវាឡើងមើលពន្លឺភ្លើងការប្រកួតសម្ព័ន្ធមហាវិទ្យាល័យជាកន្លែងដែលមានមនុស្សច្រើនជាងមុនមានទ្រព្យសម្បត្តិច្រើនជាងមុននិងមានអ្នកផ្ដល់ពិន្ទុឆក់អារម្មណ៍ច្រើនជាងមុនដែរផ្ទាំងទិន្នន័យភ្លឺច្បាស់នៅគៀនភ្នែកខាងស្ដាំពិន្ទុសរុបបច្ចុប្បន្ន 13.74 ខ្សែពិន្ទុលេខនៅតែបន្តកើនឡើងព្រោះទាហានពេញផ្ទះបញ្ជាការកំពុងតែលួចនិយាយតៗគ្នាពីរឿងដែលខ្ញុំបានធ្វើមនុស្សថ្មីម្នាក់ៗដែលបានដឹងរឿងនេះនឹងជួយផ្ដល់ពិន្ទុឆក់អារម្មណ៍ឲ្យខ្ញុំបន្តិចម្ដងនៅភូមិគ្រឹះត្រកូលីនភាគខាងលិចនៃទីក្រុងចុងជោតុកឈើ Rosewood នៅកណ្ដាលទីធ្លាផ្ទះដែលមានអាយុកាលជាង300ឆ្នាំមកហើយឥឡូវដាច់ជាពីរដុំបាត់ទៅហើយលោកមេត្រកូលីនដកបា
បាតដៃស្ដាំរបស់គេមកវិញកុំតិចឈើនៅតែហោះហើរលើអាកាសគេមានអាយុប្រហែល60ឆ្នាំជាងសក់ពណ៌ស្ចេះវាយតែមួយដៃធ្វើឲ្យឈើ rosewood កម្រាស់3អ៊ីងដាច់ជាពីរចំកណ្ដាលភ្នែករបស់គេសម្លឹងមើលរបាយការណ៍ផ្លូវការរបស់កងទ័ពដែលដាក់នៅចំពោះមុខអក្សរពណ៌ខ្មៅនៅលើក្រដាសពណ៌សបកប្រែជាភាសាសាមញ្ញគឺកូនប្រុសរបស់ឯងស្លាប់ហើយមូលហេតុនៃការស្លាប់ត្រូវកំទេចថាមពលរបស់សត្វសាហាវកម្រិត3ថ្នាក់លត់បោកចំចំន់ផុញស្លាប់ក្នុងពេលវាយគ្នាស្លាប់នៅនឹងកន្លែងមានរូបថតទីតាំងភ្ជាប់មកជាមួយរបាយការណ៍ពិនិត្យសពមានស្នាមមេដៃរបស់លោកអ្នកវាយតម្លៃកម្រិត1របស់កងទ័ពលោក Metrocolin សម្លឹងមើលឈ្មោះ KL អស់5វិនាទីសមត្ថភាព rank F ដំណក់ទឹកក្នុងពេលប្រឡងបានកើតមានប្រតិកម្មផ្ទុះថាមពលឡើងបញ្ចេញថាមពលលើសម្រាប់ជាបណ្ដោះអាសន្នរួចជួយកម្ចាត់សត្វសាហាវចោលមានបរិះវ័យកណ្ដាលម្នាក់ដើរចេញពីស្រមោលងងឹតខាងឆ្វេងនៃសារប្រជុំដើរមកខាងមុខកន្លះជំហានគេឈ្មោះ Leon ជាប្រធានក្រុមស្រមោលងងឹតនៃតកូលីនគម្រោងការនោះជារបស់ឯងមែនទេលោក Metrocolin មិនមែនសួរដេញដោលទេកាលៀនញ័រក៏បន្តិចលទ្ធភាពតែមួយគត់គឺមានរឿងរ៉ាវខ្លះនៅក្នុងរបាយការណ៍កងទ័ពដែលធ្វើឲ្យលោក Metrocolin សង្ស័យសម្បត្តិដែលគេប្រាប់ឲ្យ Layton ដុតចោលបន្ទាប់ពីអានរួចនោះតើ Layton បានដុតវាពិតមែនឬអត់គេក៏មិនដឹងដែរព្រោះឥឡូវ Layton ស្លាប់បាត់ទៅហើយបងធំ Leon សម្រួលដង្ហើម Layton ជាក្មួយប្រុសរបស់ខ្ញុំស្រឡាញ់វាជាងអ្នកណាទាំងអស់ល្មមហើយលោក Metrocolin មិនមើលមុខគេទេតែងាកភ្នែកទៅមើលមាត់ទ្វារខាងស្ដាំនៃសាលប្រជុំនៅទីនោះមានយុវជនម្នាក់អាយុ22ឆ្នាំពាក់អាវពណ៌សមានដាវប្រវែង3 feet សក់នៅចង្កេះគេឈ្មោះ Kaden ជាកម្ពុជាអ្នកខ្លាំងពូកែបំផុតក្នុងចំនួននេះរបស់តកូលីនមានសមត្ថភាព rank S ពន្លឺដាវ Platin កម្រិត3ថ្នាក់កណ្ដាលលោកពុកពេលវេលាគឺត្រូវគ្នាហើយរបាយការណ៍កងទ័ពពីរឿងដែល Layton ស្លាប់គឺសមហេតុសមផលណាស់ប៉ុន្តែរឿងនោះមិនមែនជារឿងសំខាន់ទេ Kaden លើកដាវចេញពីចង្កេះរួចកាន់វាត្រង់នៅចំពោះមុខរឿងសំខាន់គឺអ្នកដែលនៅរស់រានមានជីវិតគឺខាលមកពីក្រុមនុយស័ក្តិ rank F ម្នាក់ដែលគួរតែស្លាប់មុនគេសោះបែរជាសមាជិកទាំងអស់ក្នុងក្រុមស្លាប់អស់ឯវាជាឧទ្ធម្ភាគចាក់ត្រឡប់មកវិញដោយសុវត្ថិភាពទៅវិញគេងាកក្បាលបន្តិចគួរឲ្យចាប់អារម្មណ៍មែនមិនថាគិតបែបណាទេលោក Metrocolin អង្គុយផ្អែកខ្នងនឹងកៅអីសម្លឹងមើលកូនប្រុសច្បងរបស់គេឯងចង់មានន័យថាការប្រកួតសម្ព័ន្ធមហាវិទ្យាល័យថ្ងៃពុធសប្តាហ៍ក្រោយនេះមែនទេ Kaden ស្ទាបដាវអ្នកដាស់ថាមពលជាសិស្សទាំងអស់នៅចុងចូលច្បាស់ជាចូលរួមក្នុងសមរភូមិនោះបើខាលចូលរួមប្រកួតដែរលោកពុកអាចសួរចម្លើយវាពី3ម៉ាត់ជំនួសប្អូនប្រុសបាននៅលើឆាកប្រកួតតាមច្បាប់ការប្រកួតបានតើលោក Metrocolin និយាយបន្តសម្ដី Kaden លួចញញឹមបន្តិចសួរអីទៀតលោកពុកត្រឹមតែ rank F ម្នាក់ឡើងឆាកប្រកួតខ្ញុំវាយតែមួយក្បាច់គឺចប់ហើយគ្មានពេលឲ្យវាឆ្លើយសំណួរទេវាយមួយក្បាច់មែនទេសម្លេងលោក Metrocolin ប្រែជាស្ងប់ស្ងាត់វិញគេលើកម្រាមដៃមួយឡើងយកកាក់នោះមកឲ្យយើង Leon ដែលឈរក្បែរនោះខ្លួនឡើងរឹងស្តុកភ្លាមលោក Metrocolin លួចមើលមុខគេប្អូនទី2ឯងគិតថាយើងមិនដឹងរឿងដែលឯង Layton លួចធ្វើនៅពីក្រោយខ្នងយើងមែនទេខ្នងរបស់ Leon ជោគដោយញើសចុចឯងចង់លួចទុករបស់នោះម្នាក់ទើបនាំ Layton ចូលរួមជាមួយឥឡូវការងារមិនបានសម្រេចថែមទាំងបាត់បង់ជីវិតម្នាក់ទៀតរឿងនេះចប់ត្រឹមហ្នឹងទៅលោក Metrocolin ទាញយករបាយការណ៍ពីក្រោមតុបាក់បែកនោះរឿងកាក់នោះទុកឲ្យ Kaden ចាត់ការតាមវិធីត្រឹមត្រូវទៅចុះដកក្រុមស្រមោលងឹតរបស់ឯងត្រឡប់មកវិញភ្លាម Leon មិននិយាយអ្វីទាំងអស់ Kaden សុកដាវនៅចង្កេះវិញរួចដើរចេញពីសាលប្រជុំដើរតាមច្រកផ្លូវឡើងកម្មចិន្តាថ្មខ្យល់យប់បក់បោកមកពីក្នុងចន្លងភ្នំធ្វើអាវពណ៌សរបស់គេបក់រវិចវិចគេឈប់ដើររួចអោនមើលដើរខ្លួនឯងមនុស្សអត់ប្រយោជន៍ rank F ម្នាក់កើតមានប្រតិកម្មផ្ទុះថាមពលឡើងរឿងរ៉ាវបែបហ្នឹងបកបានតែមនុស្សធម្មតាប៉ុណ្ណោះប៉ុន្តែសម្រាប់គេបន្ទាប់ពីថាមពលផ្ទុះឡើងហើយបែរជាអាចមានស្មារតីវៃណាស់ឆ្លើយសំណួរកងទ័ពបានយ៉ាងល្អចូលរួមការពិនិត្យនិងរៀបរាប់រឿងរ៉ាវបានយ៉ាងច្បាស់លាស់តាមលំដាប់លំដោយបែបហ្នឹងស្មារតីច្បាស់លាស់បែបហ្នឹងមិនមែនជាការផ្ទុះថាមពលទេគឺជានិយាយការសម្ដែងច្បាស់ក្រឡែតគេហូតដាវចេញមក3អ៊ីងរួចសោកចូលវិញភ្លាមសម្លេងដែកប៉ះគ្នាលឺរំពងពេញខ្យល់យប់ចាំជួបគ្នានៅឆាកប្រកួតចុះសម្លេងគេត្រជាក់ជាងខ្យល់ទៅទៀតថ្ងៃច័ន្ទខ្ញុំត្រឡប់មកសាលាទី1ចុងជោវិញសាលាមានរបស់ថ្មីពីរយ៉ាងដែលមិនធ្លាប់មានមុនពេលខ្ញុំដើរចេញទៅគឺមានកម្រងផ្កា funerals ដាក់នៅមាត់ទ្វារសាលានិងពាក្យចចាមអារាមពីខ្លួនខ្ញុំឯងបានឮអត់ខាលពិតជាបានវាយឈ្នះសត្វកម្រិត3ក្នុងការប្រឡងមែននៅគ្រប់មិនអាចទេវាជា rank F តំណក់ទឹកសោះវាមានអីទៅវាយឈ្នះវាទៅប៉ុន្តែវាមានជីវិតរស់ត្រឡប់មកវិញសោះចំណែកសមាជិក rank B 3នាក់ស្លាប់អស់រលីងឯ rank F ម្នាក់ដើរចេញមកដោយសុវត្ថិភាពទៅវិញច្បាស់ជាសំណាងហើយមើលទៅខ្ញុំដើរកាត់ទីធ្លាសាលាឬគេនិយាយបែបហ្នឹងពេញផ្លិតទាំងទិន្នន័យបង្ហាញលេខឲ្យខ្ញុំឃើញភ្លាមមនុស្សម្នាក់ៗដែលជួយផ្សព្វផ្សាយពាក្យចចាមអារាមផ្ដល់បន្ទុកឆក់អារម្មណ៍ឲ្យខ្ញុំចន្លោះពី1ទៅ3បន្ទុកដូចជាហ្វុងមូស្អ៊ីចឹងខ្ញុំមិនខ្វល់ឡើយក៏ដើរចូលទៅក្នុងអគាររដ្ឋបាលឡើងទៅជាន់ទី3រួចរុញទ្វារការិយាល័យបើកចំហនៅខាងក្នុងកំពុងមានការប្រជុំមួយនៅពីក្រោយតុដ៏ធំមួយនៅខាងចុងបន្ទប់គឺជានាយកហាវីជានាយកសាលាទី1យ៉ុងយ៉ូខ្ញុំដើរទៅខាងមុខ2ជំហានរួចបោកក្រដាសចុះឈ្មោះប្រកួតលើតុដែលនៅជិតបំផុតលោកនាយកសូមជួយបោះត្រាលើក្រដាសចុះឈ្មោះប្រកួតសម្ព័ន្ធមហាវិទ្យាល័យឲ្យខ្ញុំផងនាយកហាវីក្រោកឈរពីក្រោយតុខ្លួនប្រាណរបស់គេមើលទៅមានអំណាចណាស់ព្រោះរូបរាងរបស់អ្នកដាស់ថាមពល rank 3មានសម្ពាធពីធម្មជាតិដែលធ្វើឲ្យមនុស្សធម្មតាមានអារម្មណ៍ខ្លាចភ្លាមគេដើរមកជិតលើក្រដាសនោះមកអានពីលើដល់ក្រោម rank F ដំណក់ទឹកក្រុមនុយស័ក្តិគេដាក់ក្រដាសចុះវិញចំពីលើធុងសម្រាមក្បែរតុនោះឯងខាលឯងយល់អត់ថាការប្រកួតសម្ព័ន្ធមហាវិទ្យាល័យមានន័យបែបណាសម្រាប់សាលាត្រឹមតែ rank F មកពីក្រុមនុយស័ក្តិចូលរួមប្រកួតទៅច្បាស់ជាចាញ់ធ្វើឲ្យសាលាខ្មាស់គេមិនខានបើមានរបួសមកវិញរត់តែយ៉ាប់ទៅទៀតតើអ្នកណាជាអ្នកចេញថ្លៃព្យាបាលឲ្យឯងហេតុផលសមរភូមិតាប៉ុន្តែខ្ញុំមិនចង់ឲ្យគេនិយាយចប់ឡើយខ្ញុំលូកដៃចូលក្នុងហោប៉ៅអាវខាងក្នុងរួចដកកាតដែលសារ៉ាឲ្យខ្ញុំនោះចេញមកមានគែមពណ៌មាសនិងមានរូបផ្កាយ8ជ្រុងវិជានិយាយណែនាំផ្ទាល់ខ្លួនរបស់លោកស្រីមេបញ្ជាការសារ៉ាមានកាតនេះខ្ញុំអាចរំលងការប្រឡងជម្លោះរបស់សាលារួចចូលរួមប្រកួតជាបេក្ខជនឯករាជ្យបានតែម្ដងការបោះត្រានេះតាមពិតមិនមានផលប៉ះពាល់ដល់ដំណើរការចុះឈ្មោះទេប៉ុន្តែបើឆ្លងកាត់សាលាវាច្បាស់ជាមើលទៅល្អជាងសម្រាប់គេឈ្មោះរបស់សាលានាយកហាវីលោកដៃមកយកកាតនោះទៅមើលវិនាទីដែលចុងម្រាមដៃគេប៉ះនឹងផ្ទៃកាតភ្នែកតូចៗរបស់គេបើកធំភ្លាមមនុស្សស្រី rank S ម្នាក់បែរជាមកចេញលិខិតណែនាំផ្ទាល់ខ្លួនឲ្យសិស្ស rank F ម្នាក់ទោះមើលបែបណាក៏ដឹងថាមានរឿងរ៉ាវធំដុំនៅពីក្រោយដែរជាមនុស្សដែលគេមិនហ៊ានប៉ះពាល់ឡើយគេក៏ធ្វើការសម្រេចចិត្តភ្លាមហុចការត្រឡប់មកឲ្យខ្ញុំវិញរួចរើសក្រដាសនោះមកគេដកត្រាផ្លូវការចេញពីក្នុងថតតុរួចបោះត្រាប្រាវយើងនឹងជួយដាក់ក្រដាសនេះឲ្យឯងចុះមុខរបស់នាយកហាវីប្រែជាមានស្នាមញញឹមយ៉ាងរាក់ទាក់ភ្លាមសូមឲ្យមានសំណាងល្អក្នុងការប្រកួតណាពិតជាបដូរទឹកមុខលឿនមែនខ្ញុំដាក់ការចូលក្នុងហោប៉ៅមកបានបន្តិចអរគុណច្រើនហើយលោកនាយករួចខ្ញុំដើរចេញមកក្រៅទ្វារក៏បិទជិតខាងក្រៅនៅតាមច្រកផ្លូវផ្ទាំងទិន្នន័យឡើងផ្លេតទាំងអាម៉ាស់ពិន្ទុឆក់អារម្មណ៍បូក45ពិន្ទុឆក់អារម្មណ៍សរុបបូក38ដើរចេញពីអគាររដ្ឋបាល
ខ្ញុំជួបមនុស្សម្នាក់នៅមាត់ទ្វារផ្លូវចូលខ្ញុំមិនស្គាល់គេទេតែផ្ទាំងទិន្នន័យស្គាល់ប្រព័ន្ធពិនិត្យដំណើរការនៅចម្ងាយ12ម៉ែត្រគោលដៅ Kaden កម្រិតថាមពល Rank S ស្ថានភាពអារម្មណ៍ការពិនិត្យមើលយ៉ាងស្ងប់ស្ងាត់គេឈរនៅខាងក្រោមកម្មចិន្តាជានាយកកំឡោះម្នាក់ពាក់អាវពណ៌សមានដាវសោកនៅចង្កេះគេគឺ Kaden ភ្នែកយើងសម្លឹងមើលគ្នាដេបប៊ីមួយផ្លែភ្នែករបស់ Kaden ងាកពីមុខខ្ញុំមកមើលกระดาษចុះឈ្មោះនៅក្នុងដៃខ្ញុំរួចងាកមកមើលមុខខ្ញុំវិញគេនិយាយអ្វីមិនសំឡេងមិនសូវខ្លាំងទេតែល្មមឮដល់ចម្ងាយយើងទាំងពីរខាលកុំតន់អាចធ្លាក់តាំងពីវគ្គដំបូងពេកណារួចគេដាក់ចេញទៅបាត់ដល់ជំហានវែងខ្ញុំឈរមើលក្នុងគេផ្ទាំងទិន្នន័យស្ងាត់ឈឹងអារម្មណ៍របស់ Kaden មិញនេះគឺការពិនិត្យមើលយ៉ាងស្ងប់ស្ងាត់គ្មានការមើលងាយគ្មានភាពខឹងសម្បារផ្ដល់បន្ទុកឆក់អារម្មណ៍ស្មើនឹង0អ្នកខ្លាំងពិតប្រាកដមិនបញ្ចេញអារម្មណ៍អ្វីឡើយពេលឃើញសត្វស្រមោចមួយក្បាលគេចាប់អារម្មណ៍តែអ្វីដែលនៅក្រោមជើងពេលដែលគេជិតជាន់វាតែប៉ុណ្ណោះខ្ញុំបត់กระดาษនោះរួចញាត់ចូលក្នុងហោប៉ៅអាវដែលណែនណាន់តាន់តាប់ទៅហើយខ្ញុំត្រូវតែធ្វើឲ្យបរិសម្នាក់នេះមានអារម្មណ៍យ៉ាងឲ្យបាក់ម៉ោង11យប់នៅកន្លែងលក់អេតចាយទីក្រុងចុងជោខ្ញុំប្រើខ្សែទឹកតូចមួយចាក់ចូលក្នុងសោទ្វាររួចបើកវាចេញអ្វីដែលខ្ញុំកំពុងស្វែងរកមិនបាច់ជាវត្ថុមានតម្លៃពេកទេហើយក៏មិនបាច់ជាអាវុធពិតប្រាកដដែរព្រោះការពិពណ៌នាអំពីមុខងារផ្លាស់ប្ដូររូបរាងរបស់ប្រព័ន្ធបានប្រាប់ច្បាស់ថាអាចធ្វើឲ្យវត្ថុណាមួយវិវត្តដល់កម្រិតមូលដ្ឋានបានគុណភាពគឺអាស្រ័យលើពិន្ទុដែលបានប្រើប្រាស់ទៅលើវត្ថុនោះនៅគៀនងងឹតបំផុតនៃផ្នែកលក់កំទេចដែកខ្ញុំស្ទាបចំដំបងដែកដល់ត្រជាក់មួយដុំប្រវែង 1.6 ម៉ែត្រមុខកាត់3សង់ទីម៉ែត្រជាដែកហាប់ណែនខ្ញុំទាញវាចេញមកដងដំបងមានច្រេះស៊ីខ្លាំងណាស់ខាងចុងម្ខាងមានកន្លឹះបង្វិលឯខាងចុងម្ខាងទៀតមានជាប់បន្ទះដែកថែបសំប៉ែតដូចជាប៉ែតអ៊ីចឹងវាជាដំបងដែកសម្រាប់កុសសម្អាតលូទឹកខ្ញុំសាកល្បងកាន់វាឡើងទម្ងន់ប្រហែល3គីឡូក្រាមចំណុចកណ្ដាលនៃទម្ងន់គឺនៅខាងក្រោយប្រហែល3អ៊ីងខ្ញុំគ្រវីវាម្ដងមិនអន់តាខ្ញុំដាក់ដំបងនោះលើស្មារួចដើររកមើលបន្តទៀតនៅក្នុងផ្នែកលក់កំទេចគ្រឿងអេឡិចត្រូនិកខ្ញុំរើបានបន្ទះដែកថែបមួយដុំទំហំប៉ុនថាសហោះរួចនៅក្នុងផ្នែកកំទេចថ្មសំណង់ខ្ញុំរើបានដុំថ្មពណ៌ខ្មៅទំហំប៉ុនកណ្ដាប់ដៃមួយដុំខ្ញុំយករបស់ទាំង3មកដាក់តម្រៀបគ្នានៅលើដីរួចអង្គុយចុះដាក់ដំបងដែកសម្អាតលូនោះនៅចំពោះមុខសាកល្បងមើលសិនទៅបញ្ជាក់គោលដៅផ្លាស់ប្ដូររូបរាងដំបងដែកសម្អាតលូទឹកកម្រិតមូលដ្ឋាន Rank Dកម្រិតមូលដ្ឋានទាបបង្ហាញថាការប្រើប្រាស់ពិន្ទុដូចគ្នានឹងទទួលបានគុណភាពចុងក្រោយទាបជាងប៉ុន្តែខ្ញុំមិនចង់បានរបស់ដែលអស្ចារ្យពេកទេខ្ញុំចង់បានអាវុធមួយដែលមិនធ្វើឲ្យគេសង្ស័យបើចុះឈ្មោះថាជាឧបករណ៍ Rank 10 Pro បើវាអស្ចារ្យពេកនាំតែគេចាប់អារម្មណ៍ប៉ុណ្ណោះយកត្រឹមតែកម្រិតសមរម្យបានហើយសុវត្ថិភាពជាងប្រើប្រាស់ពិន្ទុ 2000 លេខនៅលើផ្ទាំងទិន្នន័យចាប់ផ្ដើមផ្លាស់ប្ដូរការប្រែប្រួលចាប់ផ្ដើមលេខឡើងពីចុងទាំងសងខាងនៃដំបងច្រេះដែកមិនបានរបកចេញទេគឺវាស្រូបចូលទៅខាងក្នុងពីស្រទាប់ខាងក្រៅត្រូវគេរួចបង្កើតឡើងវិញដោយសារតែកម្លាំងសម្ងាត់ម្យ៉ាងរន្ធតូចៗនៅលើដងដំបងត្រូវគេបំពេញចិត្តអស់ពណ៌របស់វាប្រែប្រួលពីពណ៌ក្រហមច្រេះទៅជាពណ៌ខៀវខ្មៅស្រងាត់ម្យ៉ាងត្រឹមតែ3វិនាទីនៅលើដីមានដំបងដែកពណ៌ខៀវខ្មៅប្រវែង 1.6 ម៉ែត្រមួយដើមផ្ទៃខាងក្រៅស្អាតចែកន្លឹះបង្វិលនៅខាងចុងម្ខាងបានបាត់បង់អស់ចំណែកបន្ទះប៉ែនៅខាងចុងម្ខាងទៀតបានប្រែរូបរាងខ្លាចជាមុខព្រួញ3ជ្រុងវាជាលំពេងជើងក្អែកការផ្លាស់ប្ដូររូបរាងបានជោគជ័យឈ្មោះរបស់របរលំពេងរលកខៀវកម្រិត Rank C+ វត្ថុធាតុដើមដែកថែបបាតសមុទ្រជ្រៅកម្រិតភាពសុទ្ធ 91% គុណសម្បត្តិទី1ត្រូវគ្នានឹងធាតុទឹកការប្រើប្រាស់ថាមពលធាតុទឹកកាត់បន្ថយ 15% គុណសម្បត្តិទី2ភាពរឹងមាំខ្លាំងក្លាលើសពីអាវុធកម្រិតដូចគ្នាដល់ទៅ 200% អាវុធ Rank B ធម្មតាមិនអាចធ្វើឲ្យវាមានរបួសបានឡើយអាវុធ Rank C+ តែមានភាពរឹងមាំការពារកម្រិត Rank B មានន័យថាពេលវាគ្នាជាមួយគូប្រកួត Rank B ឬសូម្បីតែ Rank A នៅក្នុងការប្រកួតការវាយប្រហាររបស់ពួកគេមកលើអាវុធខ្ញុំនឹងមិនអាចធ្វើអ្វីវាបានឡើយសមហេតុសមផលណាស់មើលទៅធម្មតាតែបង្កប់ល្បិចលាក់ខ្លួនខ្ញុំរើសលំពេងរលកខៀវមកក្រវី2ដងសំឡេងកាត់ខ្យល់លាន់ឮរំពងតិចតិចដូចជាសំឡេងទឹកកាត់របស់អ្វីមួយយ៉ាងអញ្ចឹងខ្ញុំពិនិត្យមើលបញ្ជីជំនាញដែលអាចដំឡើងកម្រិតបានរបស់ប្រព័ន្ធផ្ទាំងទិន្នន័យបង្ហាញជម្រើសមួយជួរទី1ដំណក់ទឹក Rank F បន្ទុកផ្លាស់ប្ដូររូបរាង500បន្ទុកទី2ពីរ៉ូតស្ដេចសមុទ្រគួយទឹកពិឃាតបន្ទុកផ្លាស់ប្ដូររូបរាង8000បន្ទុកទី3ពីរ៉ូតស្ដេចសមុទ្រព្យុះសមុទ្រពិឃាតបន្ទុកផ្លាស់ប្ដូររូបរាង10000បន្ទុកទី4ពីរ៉ូតស្ដេចសមុទ្របង្ក្រាបជលសាបន្ទុកផ្លាស់ប្ដូររូបរាង6.0បន្ទុកការផ្លាស់ប្ដូររូបរាងជំនាញកម្រិត Rank SSS+ ត្រូវចំណាយពិន្ទុច្រើនជាងការផ្លាស់ប្ដូររូបរាងរបស់របរជាច្រើនដងពិន្ទុដែលខ្ញុំមានបច្ចុប្បន្នគឺ 10.210 គ្រប់គ្រាន់សម្រាប់ជំនាញចម្បងមួយគឺគួចទឹកពិឃាតវាជាការវាយប្រហារគោលដៅតែមួយដែលមានកម្លាំងខ្លាំងបំផុតដែលខ្ញុំមានស្វាចម្លែកនោះត្រូវស្លាប់ខ្លាយជាធូលីដីក៏ដោយសារតែក្បាច់នេះឯងផ្លាស់ប្ដូររូបរាងជំនាញគួចទឹកពិឃាតចំណាយពិន្ទុ 8000 លើកនេះការប្រែប្រួលមិនមែនលេចឡើងនៅខាងក្រៅទេគឺវាកើតឡើងនៅខាងក្នុងស្នូលថ្នាក់ដាស់ថាមពលខ្សែថាមពលផ្ដើមរៀបចំខ្លួនឡើងវិញរឿងរ៉ាវនេះកើតឡើងអស់ប្រហែល7វិនាទីរួចអ្វីៗគ្រប់យ៉ាងក៏ស្ងប់ស្ងាត់ទៅវិញផ្លាស់ប្ដូររូបរាងបានជោគជ័យជំនាញពីរ៉ូតស្ដេចសមុទ្រគួចទឹកពិឃាតត្រូវគេដំឡើងកម្រិតទៅជាពីរ៉ូតស្ដេចសមុទ្រខ្សែទឹកវិលត្រឡប់កម្រិត Rank SSS+ បរិមាណទឹកបន្ថែម50,000សម្ពាធអតិបរមាប្រមាណ 2000 atmosphere គុណសម្បត្តិថ្មីវិលត្រឡប់មកវិញខ្សែទឹកនឹងមិនរលាយបាត់ឡើយបន្ទាប់ពីកាត់គោលដៅរួចពួកវានឹងរត់ត្រឡប់មកជុំវិញខ្លួនអ្នកប្រើប្រាស់វិញដោយស្វ័យប្រវត្តិបង្កើតបានជាស្រទាប់ការពារខ្លួនទាំងវាយប្រហារទាំងការពារក្នុងពេលតែមួយកម្រិតប្រសិទ្ធភាពថាមពលកើនឡើងក្នុងការបញ្ចេញថាមពលកម្រិតដូចគ្នាការប្រើប្រាស់ថាមពលកាត់បន្ថយ 4% មានន័យថារូបរាងកាយដែលពីមុនអាចបញ្ចេញថាមពលពេញទំហឹងបានត្រឹមតែ2នាទីឥឡូវអាចរត់បានដល់ទៅ3នាទីនិង20វិនាទីហើយគុណសម្បត្តិវិលត្រឡប់មកវិញនេះបង្ហាញថារាល់ពេលដែលខ្ញុំវាយត្រូវគោលដៅវានឹងជួយបន្ថែមស្រទាប់ការពារខ្លួនមួយស្រទាប់ទៀតជុំវិញខ្លួនខ្ញុំវាយគ្នាកាន់តែយូរស្រទាប់ការពារខ្ញុំកាន់តែកាសខ្ញុំចាក់លំពេងរលកខៀវទៅលើដីរួចផ្អែកខ្នងនឹងធ្នើរកដែកសម្លឹងមើលបាតដៃខ្លួនឯងបន្ទុកដែលនៅសល់4.8មិនសល់ច្រើនទេខ្ញុំត្រូវតែប្រើប្រាស់វាដោយប្រុងប្រយ័ត្នបំផុតការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃពុធសប្តាហ៍ក្រោយនេះហើយថ្ងៃពុធនៅស្តាតធំទីក្រុងសាំងជូខ្ញុំដើរចូលតាមទ្វារផ្លូវចូលរបស់បេក្ខជនប្រកួតខ្ញុំយកកាតរបស់សារ៉ាទៅស្កេននៅមាត់ទ្វារវិនាទីដែលម៉ាស៊ីនស្កេនកាតនោះបុគ្គលិកចុះឈ្មោះដែលនៅក្បែរនោះងាកមកមើលមុខខ្ញុំម្ដងខែលកម្រិតសមត្ថភាពដែលបានចុះឈ្មោះ Rank F លិខិតណែនាំផ្ទាល់ខ្លួនលោកស្រីសារ៉ាបុគ្គលិកនោះវាយព័ត៌មានពី3ចូលក្នុងប្រព័ន្ធផ្ទៃក្នុងគណនីចុងក្រោយធ្វើឲ្យទឹកមុខគេប្រែប្រួលបន្តិចអញ្ជើញចូលទៅខាងក្នុងបានខ្ញុំដើរចូលទៅក្នុងបន្ទប់រងចាំ C17 ក្នុងតំបន់រងចាំរបស់បេក្ខជនប្រកួតខ្ញុំដុតលំពេងរលកខៀវចេញពីក្នុងថង់ក្រណាត់ខាងក្រោយរួចផ្អែកវាទៅនឹងជញ្ជាំងដងលំពេងពណ៌ខៀវខ្មៅមើលទៅធម្មតាណាស់នៅក្រោមពន្លឺភ្លើងបន្ទុកឆក់អារម្មណ៍សរុបបច្ចុប្បន្ន 4.580 កើនឡើង300បន្ទុកក្នុងរយៈពេល5ថ្ងៃកន្លងមកនេះព្រោះពាក្យចចាមអារ៉ាមនៅតែបន្តផ្សព្វផ្សាយតិចៗតែវាកាន់តែយូរទៅហើយខ្ញុំត្រូវការរឿងរ៉ាវថ្មីដើម្បីជំរុញវាពិធីបើកការប្រកួតចាប់ផ្ដើមនៅម៉ោង1ថ្ងៃត្រង់ពេលខ្ញុំដើរចេញពីច្រកផ្លូវងងឹតផ្ទាំង screen ដ៏ធំកំពុងតែបង្ហាញប្រវត្តិរូបរបស់បេក្ខជន
ម្នាក់ពេល screen បង្ហាញរូបខ្ញុំសំឡេងហូរកញ្ជ្រៀវរបស់អ្នកមើលស្រាប់តែស្ងាត់ឈឹងមួយរំពេចបេក្ខជនលេខ121 Kale សាលាទី1 Zhangzhou កម្រិតសមត្ថភាពដែលបានចុះឈ្មោះ Rank F សមត្ថភាពដំណក់ទឹកក្នុងចំណោមមនុស្ស 28.0 នាក់នៅក្នុងស្ដាតយ៉ាងហោចណាស់ក៏មាន 25.0 នាក់ដែរដែលបានឃើញអក្សរ F នោះនៅផ្នែកខាងលិចនៃកៅអីអ្នកមើលធម្មតាមានបុរសទំពេកម្នាក់ដែលមានសំឡេងខ្លាំងបានក្រោកឈរស្រែកឡើងRank F សោះ Rank F ក៏អនុញ្ញាតឲ្យឡើងឆាកប្រកួតដែររូបតាខ្សែនរណាគេនឹងពាក្យសម្ដៅនេះដូចជាការដុតភ្លើងអញ្ចឹងទីជុំវិញខ្លួនគេផ្ទុះឡើងភ្លាមមានរឿងអីខុសមែនទេ Rank F មិនមែនធ្វើបានត្រឹមតែព្រោះទឹកសោះនឹងមែនល្បិចច្បាស់កឡែតល្បិចសុទ្ធសាធទាំងទិន្នន័យនៅចំពោះមុខខ្ញុំឡើងលេខយ៉ាងលឿនបន្ទុក +3 +2 +5 មានជាង20ជំហានក្នុងរយៈពេល10វិនាទីម្ដងតិចតួចមែនតែបើបូកបញ្ចូលគ្នាគឺច្រើនណាស់ខ្ញុំអង្កបាចុះរួចដើរចូលទៅក្នុងជួររបស់បេក្ខជនប្រកួតឈរនៅកន្លែងរបស់ខ្លួនទឹកមុខខ្ញុំមិនប្រែប្រួលឡើយប៉ុន្តែបន្ទុកនៅគៀនខាងក្រោមស្ដាំនៃផ្ទាំងទិន្នន័យបានលោតពី4ក្បាល active 80ទៅដល់ 4.917 កើនឡើងជាង300បន្ទុកក្នុងរយៈពេលត្រឹមតែ1នាទីប៉ុណ្ណោះនេះជាកម្រៃជើងសារវគ្គដំបូងពិធីបើការប្រកួតបានបញ្ចប់ការចាប់ឆ្នោតវគ្គដំបូងចាប់ផ្ដើមលេខរបស់បេក្ខជនចាប់ផ្ដើមរត់នៅលើ screen ដ៏ធំក្រុមទី370បេក្ខជន A 1 Kale Rank F សមត្ថភាពដំណក់ទឹកជួបជាមួយបេក្ខជន B 48 Bol Rank B សមត្ថភាពពាក្យដៃការពារខ្លួនអ្នកមើលបែរជាពីរក្រុមម្ខាងសើចសប្បាយដូចជាបានជ័យជំនះ free e ចឹងម្ខាងទៀតខឹងសម្បាយ៉ាងខ្លាំងគណៈកម្មការនេះហៅថាការចាប់ឆ្នោតដោយចៃដន្យមែនទេ Rank F ជួបជាមួយ Rank B បែបនេះច្បាស់ជាមានចេតនាធ្វើបាបគ្នាហើយនៅផ្នែក VIP Garden សម្លឹងមើលតារាងវ័យគ្នានៅលើ screen គេយកម្រាមដៃចុចស្រោមដាវពីរដង Bol គេនិយាយទៅកាន់ជំនួយការក្បែរខ្លួនជំនួយការនោះងាក់ក្បាលពួកក្រុមសាលាកីឡាចរិតត្រង់មិនសូវចេះលាក់លៀមទេចុះខ្ញុំនៅក្រុមណាក្រុមទី51គូប្រកួតជា Rank C មកពីសាលាកំពូលភ្នំពពកមិនអីទេគេងាកភ្នែកចេញពី screen រួចក៏លេចមើលទៅរូបរាងកាយពាក់អាវពណ៌ខៀវប្រផេះដែលកំពុងឈរនៅក្នុងជួរបេក្ខជនប្រកួតបើ Bol ឈ្នះខ្ញុំនឹងត្រូវជួបវាគ្គបន្ទាប់ជំនួយការបើកមើលតារាងប្រកួតក្រុមទី37និងក្រុមទី51នឹងត្រូវជួបគ្នានៅវគ្គទី2 Kaden មកក្បាលទទួលដឹងគេមិននិយាយថាមិនដឹងជាមានរឿងអីកើតឡើងទេបើ Bol ចាញ់ព្រោះដូចជាមនុស្សគ្រប់គ្នានៅទីនេះអញ្ចឹងដែរគេមិនដែលគិតពីរឿងរ៉ាវបែបហ្នឹងឡើយ Rank F វាយជាមួយ Rank B គ្មានពាក្យថាបើទេការប្រកួតវគ្គចម្រុះចាប់ផ្ដើមតាមលំដាប់លំដោយខ្ញុំនៅក្រុមទី37មានការប្រកួត36គូមុនខ្ញុំចំណាយពេលប្រហែល2ម៉ោងកន្លះខ្ញុំរកកៅអីអង្គុយមួយនៅក្នុងតំបន់សម្រាប់របស់បេក្ខជនប្រកួតដាក់លំពេងរលកខៀវនៅលើជង្គង់រួចបិទភ្នែកសំឡេងហូរកញ្ជ្រៀវរបស់អ្នកមើលលន់លឿនរំពងម្ដងហើយម្ដងទៀតជាង2ម៉ោងកន្លងផុតទៅមានសំឡេងប្រកាសមកលើឡើងក្រុមទី37សូមបេក្ខជនប្រកួតឡើងមកលើឆាកពេលខ្ញុំដើរឡើងលើឆាកទាំងកាន់លំពេងរលកខៀវ Bolt បានមកដល់ខាងទៀតរួចទៅហើយគេកំពុងតែកម្ដៅសាច់ដុំដៃទាំងពីរបានចូលទៅក្នុងស្ថានភាពដំណើរការធម្មពលពីដៃការពារខ្លួនដូចជាស្រេចមានសត្វពណ៌ប្រផេះដូចជាដៃថែបជះពន្លឺនៅលើផ្ទៃស្បែករបស់គេរូបរាងកាយយើងទាំងពីរខុសគ្នាឆ្ងាយគេមានកម្ពស់ 1.9 ទៅ 2 ម៉ែត្រទម្ងន់110គីឡូក្រាមឯខ្ញុំមានកម្ពស់ 1.75 ម៉ែត្រទម្ងន់65គីឡូក្រាមពាក់អាវសាឡាពណ៌ខៀវប្រផេះដៃកាន់លំពេងដែលខ្លីជាងក្បាលខ្ញុំកន្លះក្បាល3វិនាទីវាយតែ3វិនាទីគឺចប់ហើយមានអ្នកមើលម្នាក់ស្រែកឌឺដងលោកអញ្ញាកដាលអានច្បាប់ប្រកួតស្តង់ដារ Bolt យកកណ្ដាប់ដៃទាំងពីរបុកសំឡេងដៃបុកដៃលាន់ឬសូដុកឯងឈ្មោះ Kale មែនទេខ្ញុំជាមនុស្សនិយាយត្រង់ដូច្នេះខ្ញុំប្រាប់ឯងមុនចុះនៅលើឆាកនេះខ្ញុំមិនលាក់កម្លាំងទេប៉ុន្តែខ្ញុំនឹងគ្រប់គ្រងកម្លាំងឲ្យបានយ៉ាងធ្ងន់ធ្ងរបំផុតគឺត្រឹមតែបាក់ឆ្អឹងបាក់សាច់សម្រាប់ព្យាបាល2ខែប៉ុណ្ណោះកុំខ្លាចអីណាខ្ញុំងើបក្បាលមើលមុខអូហូពេលឯងនិយាយពីរឿងបាក់ឆ្អឹងបាក់សាច់តើឯងចង់និយាយពីឆ្អឹងអ្នកណាគេហ្នឹងរបស់ឯងឬក៏របស់ខ្ញុំទឹកមុខរបស់ Bolt ទាំងអស់មួយផ្លែតរួចគេក៏សើចខ្លាំងហាហាមានចិត្តខ្លាំងតើជា Rank F ដំបូងបង្អស់ដែលហ៊ាននិយាយតបតជាមួយខ្ញុំមិនអីទេអាចត្រង់កណ្ដាប់ដៃខ្ញុំបានមួយដៃខ្ញុំនឹងអញ្ជើញឯងផឹកស៊ីមួយពេលខ្ញុំងក់ក្បាលចាំពាក្យសម្ដៅនេះផងណាខ្ញុំញ៉ាំច្រើនណាស់មុនពេលលោកអញ្ញាកដាដើរថយក្រោយខ្ញុំនិយាយដោយសំឡេងមិនសូវខ្លាំងតែប្រព័ន្ធបំពងសំឡេងវៃណាស់សូមបញ្ជាក់រឿងមួយឲ្យច្បាស់សិនសំឡេងអ៊ូអែនៅក្នុងស្ដាប់ស្រាប់តែស្ងាត់ចុះពាក់កណ្ដាលកម្រិតដាស់ធម្មពលដែលបានចុះឈ្មោះរបស់ខ្ញុំគឺ Rank F សមត្ថភាពគឺដំណក់ទឹកព័ត៌មាននោះគឺត្រឹមត្រូវហើយខ្ញុំស្ងាត់មួយផ្លេតប៉ុន្តែបន្ទាប់ពីការប្រឡងនៅទីតាំងជាក់ស្ដែងកាលពីខែមុនសមត្ថភាពខ្ញុំបានកើតមានការប្រែប្រួលរាងកាយកងទ័ពបានចុះកំណត់ត្រារួចហើយគ្រាន់តែព័ត៌មានរបស់សាលានៅមិនទាន់បានដំឡើងកម្រិតប៉ុណ្ណោះខ្ញុំបង្វែរចុងលំពេងរលកខៀវចុះក្រោមរួចចាក់វាទៅលើកម្រាលឆាកប្រកួតកម្រិតពិតប្រាកដបច្ចុប្បន្នរបស់ខ្ញុំគឺ Rank C សមត្ថភាពគឺគ្រប់គ្រងជលសាមានភាពស្ងាត់ស្ងៀមអស់មួយវិនាទីរួចអ្នកមើលក៏ផ្ទុះសំឡេងហូរឡើងភ្លាម Rank C ពី Rank F ឡើងទៅ Rank C ត្រឹមតែមួយជំហានសោះឲ្យគ្រប់ការប្រែប្រួលរាងកាយរំលងកម្រិតច្រើនបែបហ្នឹងមិនធ្លាប់មានក្នុងសៀវភៅទ្រឹស្ដីពីមុនមកឡើយនៅផ្នែក VIPជំនួយការរបស់ Kaden អោនមកសិតប្រាប់វិភាគដោយសំឡេងខ្សោយៗ Rank C គ្រប់គ្រងជលសាបើជារឿងពិតមែនគឺខ្លាំងជាង Rank F ឆ្ងាយណាស់ប៉ុន្តែបើប្រៀបធៀបនឹង Rank B ពាក្យដៃការពារខ្លួនរបស់ Bolt គឺនៅតែទាបជាងមួយកម្រិតដដែលមិនអាចផ្លាស់ប្ដូរលទ្ធផលចុងក្រោយបានឡើយ Kaden មិននិយាយអ្វីទាំងអស់គេមិនមែនកំពុងវិភាគលេខកម្រិតទេតែគេកំពុងវិភាគថាហេតុអីបានជាខ្ញុំព្រមបញ្ចេញព័ត៌មាននេះនៅវិនាទីនេះទៅវិញបើអ្នកណាម្នាក់មានត្រឹមតែ Rank C ពិតប្រាកដមែនពេលជួបជាមួយ Rank B ដូចជា Bolt វិធីសាស្ត្រល្អបំផុតគឺត្រូវលាក់ខ្លួនវៃគ្នាសិនមិនត្រូវនិយាយអ្វីទាំងអស់ការបញ្ចេញបៀក្នុងដៃមុនពេលវៃគ្នាគ្មានប្រយោជន៍អ្វីឡើយលុះត្រាតែអ្វីដែលខ្ញុំបញ្ចេញមកមិនមែនជាបៀចុងក្រោយរបស់ខ្ញុំតែជាបៀទី2ក្រុមទី37ចាប់ផ្ដើមវិនាទីដែល Bolt ដើរជំហានដំបូងមកឆាកប្រកួតញ័រទៅត្រូវរូបរាងកាយទម្ងន់110គីឡូក្រាមគ្រប់ដណ្ដប់ដោយពាសដៃពណ៌ប្រផេះកម្លាំងរត់សម្រុករបស់គេដូចជាឡានដឹកទំនិញតូចមួយអ៊ីចឹងចម្ងាយ12ម៉ែត្រគេរត់ត្រឹមតែ 0.8 វិនាទីប៉ុណ្ណោះកណ្ដាប់ដៃខាងស្ដាំចាប់ផ្ដើមប្រមូលថាមពលនៅចម្ងាយ2ម៉ែត្រពីទ្រូងខ្ញុំពន្លឺដែកនៅលើកណ្ដាប់ដៃរបស់គេប្រែពីពណ៌ប្រផេះចាស់ទៅជាពណ៌ប្រាក់ភ្លឺចាស់ចម្ងាយ2ម៉ែត្រ1ម៉ែត្រខ្ញុំលើកម្រាមដៃចង្អុលខាងស្ដាំឡើងភាពសើមនៅក្នុងខ្យល់អាកាសត្រូវគេស្រូបយកអស់ក្នុង1វិនាទីបង្កើតបានជារូបរាងកាយភ្លាមជាខ្សែរំពាត់ទឹកមួយខ្សែទំហំប៉ុនម្រាមដៃមេដៃប្រវែងប្រហែល4ម៉ែត្របង្កើតឡើងក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះកណ្ដាប់ដៃរបស់ Bolt នៅសល់តែដកកន្លះម៉ែត្រទៀតដល់ខ្លួនខ្ញុំខ្សែរំពាត់ទឹកក៏វាយចេញទៅយ៉ាងលឿនដោយគ្មានសំឡេងបោកលន់លឺឡើងបន្ទាប់ពីប៉ះទង្គិចអស់ 0.1 វិនាទីព្រោះល្បឿនរបស់ខ្សែរំពាត់លឿនជាងល្បឿនសំឡេងទៅទៀតចំណុចប៉ះទង្គិចគឺចំកណ្ដាលទ្រូងរបស់ Bolt ចំចិត្តតែម្ដងមិនមែនត្រូវខ្លួនប្រាណទាំងមូលទេគឺត្រូវចំឆ្អឹងទ្រូងកម្លាំងបោះពួយទៅមុខរបស់ Bolt ត្រូវបដូរទិសដៅភ្លាមនៅវិនាទីប៉ះទង្គិចរូបរាងកាយទម្ងន់110គីឡូក្រាមបត់ខ្លួនពាក់កណ្ដាលជំហានរួចហោះទៅក្រៅយ៉ាងលឿនស្លេវលឿនជាងវិនាទីដែលគេរត់ចូលមកទៅទៀតរបាំងការពារនៅហ្គេមឆាកប្រកួតភ្លឺឡើងដូចជាសំណាញ់យឺតដ៏ធំមួយជួយទប់គេជាប់ខ្នងរបស់ Bolt រអិលធ្លាក់ចុះតាមរបាំងការពារ
ជង្គង់ទាំងពីរប៉ះកម្រាលឆាកដៃទាំងពីរទប់ដីគេបើកមាត់ធំៗដកដង្ហើមដូចជាត្រីដែលគេស្រង់ចេញពីក្នុងទឹកអ៊ីចឹងលោកអាញាកដាចាប់ផ្ដើមរាប់3បូលខំថ្មិញជង្គង់ខាងស្ដាំលើកចេញពីកម្រាលឆាកគេខំប្រឹងក្រោកឈរប៉ុន្តែមុនពេលជង្គង់របស់គេលាតសន្ធឹងត្រង់មានរបស់តូចមួយលុចឡើងនៅចំពោះមុខភ្នែករបស់គេវាជាដំណក់ទឹកមួយដំណក់ដែលហោះហើរស្ងៀមស្ទោកចម្ងាយ3សង់ទីម៉ែត្រពីកណ្ដាលក្បាលរបស់គេបូលឈប់ត្រឹងភ្លាមគេសម្លឹងមើលដំណក់ទឹកនោះរួចគេឮខ្ញុំនិយាយអ្វីម្យ៉ាងដោយសំឡេងខ្សោយៗដែលមានតែគេម្នាក់គត់ឮរឿងផឹកស៊ីដែលឯងសន្យានោះណាបូលខ្ញុំជាអ្នករើសហាងណាបូលសម្លឹងមើលដំណក់ទឹកនោះអស់មួយវិនាទីរួចគេក៏ដួលផ្ងាទៅក្រោយក្នុងក្បាលបោកកម្រាលដីឬសូដុកគេមិនមែនសន្លប់ទេគឺគេព្រមដេកចោលដោយខ្លួនឯងបេក្ខជនដួលដេកអស់រយៈពេលជាង5វិនាទីបេក្ខជនលេខ121ខែលទទួលបានជ័យជំនះលោកអាញាកណ្ដាលលើកទង់ជ័យឡើងស្តាទាំងមូលប្រែជាស្ងាត់ជាងមុំមនុស្ស2 base 0 ដាក់នៅវិនាទីនោះស្ងាត់រហូតដល់អាចឮសំឡេងខ្យល់បក់តាមប្រឡោះដំបូលស្តាតាំងពីជំហានដំបូងរបស់បូលរហូតដល់ហោះទៅក្រោយចំណាយពេលសរុបត្រឹមតែ 1.8 វិនាទីប៉ុណ្ណោះខ្ញុំមិនដែលកម្រើកខ្លួនមិនដែលកាន់អាវុធ5រៀមដៃចង្អុលមួយខ្សែរំពាត់ទឹកមួយវាយមួយក្បាច់គឺចប់សពគ្រប់ភាពស្ងាត់ស្ងៀមរក្សាអស់3វិនាទីរួចសំឡេងក៏ត្រឡប់មកវិញម្ដងទៀតមិនមែនជាសំឡេងហូរទេតែជាសំឡេងអ៊ូអែដែលកើតឡើងបន្ទាប់ពីមានគេចុចផ្អាករួចចុចបើកវិញអ៊ីចឹងសំឡេងខ្លាំងជាងមុន2ដងវាគ្មិនថាវាជារ៉ាំងស៊ីសោះរ៉ាំងស៊ីវាយរ៉ាំង B ម្នាក់ឲ្យហោះលើអាកាសដោយសារតែខ្សែរំពាត់មួយខ្សែសោះនឹងមែនទេល្បឿនខ្សែរំពាត់មិញនេះខុសធម្មតាហើយនោះវាលឿនជាងល្បឿនសំឡេងមែនឯគ្រប់ផ្ទាំងទិន្នន័យនៅចំពោះមុខខ្ញុំឡើងលេខដូចព្យុះមិនមែនឡើងម្ដងមួយទេគឺឡើងមកជាផ្ទាំងតែម្ដងបន្ទុកបូក12បូក8បូក15ពេញ screen តែម្ដងក្នុងរយៈពេលត្រឹមតែ3វិនាទីលេខបានកើនឡើងពី 4,917 ទៅដល់បន្ទុកឆក់អារម្មណ៍សរុបបច្ចុប្បន្ន 7,841 កើនឡើងជិត 3,000 បន្ទុកក្នុងការវាយតែមួយក្បាច់សោះហើយវានៅតែបន្តកើនឡើងខ្ញុំដាក់ម្រាមដៃចុះរួចអោនរើសរំពេងរលកខៀវដើរចុះពីលើឆាកប្រកួតខ្ញុំដើរកាត់បោដែលកំពុងដេកលើដីគេដេកផ្ងាដៃទាំងពីរកល់ពីក្រោយក្បាលសម្លឹងមើលទៅដំបូល start បលគេងាកភ្នែកមកមើលខ្ញុំឯងចុះចាញ់លឿនម្លេះតាមពិតឯងអាចក្រោកឈរវាយតបបានតាបលស្ងាត់អស់2វិនាទីរួចនិយាយដោយសំឡេងខ្លាំងដដែលដំណក់ទឹករបស់ឯងនៅចំពីមុខក្បាលខ្ញុំទៅហើយខ្ញុំមិនមែនជាមនុស្សល្ងងទេក្រោកឈរឲ្យឯងវិញម្ដងទៀតឬក៏ដេកនៅទីនោះដើម្បីកុំឲ្យពិបាកខ្លួនគេញញឹមប៉ុន្តែរឿងផឹកស៊ីខ្ញុំនៅតែជំពាក់ឯងដដែលខ្ញុំជាមនុស្សរក្សាសម្ដីឯងជាអ្នករើសហាងចុះខ្ញុំលើកលំពេងរលកខៀវឡើងលើរួចដើរចូលទៅក្នុងច្រកផ្លូវងងឹតរបស់បេក្ខជនដើរកាត់ច្រកផ្លូវនៅខាងក្រោមផ្នែកកៅអីអ្នកមើល VIP ខ្ញុំមិនងើបមើលលើទេប៉ុន្តែផ្ទាំងទិន្នន័យទទួលបានដំណឹងពិសេសមួយរកឃើញការផ្លាស់ប្ដូរអារម្មណ៍របស់កាដេនប្រភេទចាប់អារម្មណ៍កម្រិតទាបបន្ទុកឆក់អារម្មណ៍បូក3ពី0ឡើងដល់3គេរិនចាប់ផ្ដើមមានប្រតិកម្មអារម្មណ៍ហើយគឺកម្រិតចាប់អារម្មណ៍ប៉ុណ្ណោះប៉ុន្តែសត្វសមុទ្រមួយក្បាលនេះត្រូវគេចាប់អារម្មណ៍ហើយល្ងាចថ្ងៃនោះក្នុងចំណោមប្រធានបទក្តៅៗទាំង10នៅលើបណ្ដាញសង្គមទីក្រុងចុងជោមាន6ប្រធានបទនិយាយពីរឿងការប្រកួតមាន3និយាយពីខ្លួនខ្ញុំ #RankF វាឈ្នះ Rank B ពិតប្រាកដ Khel ជាអ្នកព្រោះទឹកកម្រិតណាគេនឹង #វិនាទីដែល Ball ដេកចុះចាញ់អត្ថបទដែលមានមនុស្សអានច្រើនបំផុតមកពីវេទិកាពិភាក្សាអ្នកដាស់ធម្មពលឈ្មោះគណនីអ្នកមើលពីស្ថានរូបចំណងជើងវិភាគតាមការពិតកម្រិតពិតប្រាកដនៃ Rank C គ្រប់គ្រងជលសាររបស់ខាត់ខ្លឹមសារចម្បងថំឡើងដែល Khel បង្ហាញពិតជាលើសពី Rank F មែនប៉ុន្តែការសម្ដែងបច្ចុប្បន្នរបស់វាអាចបញ្យល់បានថានៅចន្លោះ Rank C+ ដល់ Rank B ប៉ុណ្ណោះមិនមែនមានន័យថា Khel ខ្លាំងអស្ចារ្យអ្វីឡើយគឺដោយសារតែការការពាររបស់ Bolt មានចន្លោះប្រហោងខ្លាំងពេកការវិភាគបែបអ្នកជំនាញបានជួយដាក់កម្រិតកម្លាំងរបស់ខ្ញុំនៅក្នុងតំបន់មួយដែលមិនខ្ពស់ពេកហើយក៏មិនទាបពេកខ្ញុំអង្គុយលើគ្រែក្នុងបន្ទប់ស្នាក់នៅមើលទូរស័ព្ទរបស់ខ្លួនខ្សែមតិយោបល់នៅក្រោមអត្ថបទនោះចាប់ផ្ដើមបដូរទឹកមុខមានមតិយោបល់ហូរចូលមកដូចព្យុះទម្រង់ពាក្យសម្ដៅគឺដូចគ្នាបេះបិទគ្រាន់តែជា Rank C គ្រប់គ្រងជលសាស្ត្រ Softball មើលងាយវាពេកហើយពាក្យសម្ដៅបែបហ្នឹងលេខឡើងដល់ទៅ17ដងបើជួបជាមួយអ្នកខ្លាំងពិតប្រាកដ Rank A វាច្បាស់ជាលេខកន្ទុយភ្លាមមិនខានលេខឡើង13ដងកុំភ្លេចថាវាមកពីក្រុមលុយស័ក្តិណាមិនអាចវាយឈ្នះក្នុងការប្រកួតពិតប្រាកដបានទៅបូតលួចចុះចាញ់ឲ្យវាសោះលេខឡើង9ដងនេះជាក្រុម comment មិនល្អបែបឧស្សាហកម្មច្បាស់ក្រឡែតខ្ញុំដាក់ទូរស័ព្ទចុះទាំងញញឹមល្បិចរបស់ត្រកូលលីនមិនមែនរឿងធំដុំទេតែពេលវេលាគឺច្បាស់លាស់ណាស់លួចបង្ហោះមតិយោបល់មិនល្អក្នុងពេលដែលការប្រកួតដំបូងកំពុងតែក្តៅគគុកគោលបំណងគឺដើម្បីគ្រប់គ្រងព័ត៌មានបង្វែរចំណងជើងព័ត៌មានពី Rank F វាយឈ្នះ Rank B ក្នុងមួយក្បាច់ហើយត្រឡប់ទៅតំបន់សុវត្ថិភាពវិញគឺ Rank C វាយឈ្នះ Rank B ដែលធ្វេសប្រហែសហេតុអីដើម្បីកាត់បន្ថយការរំពឹងទុករបស់សាធារណជនចំពោះខ្លួនខ្ញុំការរំពឹងទុកទាបបង្ហាញថាបើខ្ញុំចាញ់នៅថ្ងៃក្រោយក៏មិនសូវមានគេចាប់អារម្មណ៍ខ្លាំងដែរការចាប់អារម្មណ៍តិចបង្ហាញថានឹងទទួលបានបន្ទុកឆក់អារម្មណ៍តិចដែរបន្ទុកសរុបបច្ចុប្បន្ន 16.440 កើនឡើងជិត4ដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃបើខ្ញុំមិនធ្វើអ្វីមួយទេច្បាស់ជាខាតបង់ថាមពលដែលត្រកូលលីនបានខំប្រឹងធ្វើហើយខ្ញុំលើកទូរស័ព្ទឡើងម្ដងទៀតរួចបើកគណនីសម្ងាត់មួយដែលបានចុះឈ្មោះជាងកណ្ដាលឆ្នាំមកហើយគ្មានការបង្ហោះអ្វីទាំងអស់និងគ្មានអ្នកតាមដានឡើយខ្ញុំបង្ហោះវីដេអូខ្លីមួយប្រវែង30វិនាទីថតដោយកាមេរ៉ាមុខទូរស័ព្ទធម្មតាបង្ហាញមុខខ្ញុំពន្លឺភ្លើងក្នុងបន្ទប់ជះមកខ្លាំងនិងពណ៌ស្រចេះខ្ញុំនិយាយទៅកាន់កាមេរ៉ាសួស្ដីអ្នកទាំងអស់គ្នាខ្ញុំគឺ Khel ថ្ងៃនេះការប្រកួតដំបូងរបស់ខ្ញុំជាមួយ Ball បានបញ្ចប់ហើយខ្ញុំស្ងាត់មួយវិនាទីនៅលើបណ្ដាញសង្គមគេនិយាយថាខ្ញុំមានត្រឹមតែ Rank C ប៉ុណ្ណោះហើយបលចាញ់គឺដោយសារតែមើលងាយខ្ញុំហេតុផលនេះសំរុំតើខ្ញុំមកក្បាលបលពិតជារត់សម្ដៅមកខ្ញុំចង់មែនការវិភាគមិនខុសទេខ្ញុំស្ងាត់ម្ដងទៀតប៉ុន្តែខ្ញុំចង់ឆ្លើយសំណួរមួយដែលអ្នកណាម្នាក់បានសួរបើជួបជាមួយគូប្រកួត Rank A ឬ Rank S តើត្រូវធ្វើបែបណាខ្ញុំអោនមើលដៃស្ដាំខ្លួនឯងរួចលើកកម្រាមដៃចង្អុលបង្ហាញកាមេរ៉ាខ្ញុំមិនដឹងដែរខ្ញុំដាក់ដៃចុះកាលពីមួយខែមុនខ្ញុំជា Rank F ដំណក់ទឹកឥឡូវខ្ញុំប្រែប្រួលរាងកាយទៅជា Rank C គ្រប់គ្រងជលសាសមត្ថភាពនេះអាចទៅបានឆ្ងាយកម្រិតណាខ្ញុំពិតជាមិនដឹងឡើយខ្ញុំងាកក្បាលបន្តិចនៅចុងបញ្ចប់វីដេអូតិចតួចបំផុតប៉ុន្តែបើគូប្រកួតរបស់ខ្ញុំនៅវគ្គទី2បានមើលវីដេអូនេះមាត់ខ្ញុំមិនបានកម្រើកគឺមានតែភ្នែកប៉ុណ្ណោះភ្នែកដែលស្ងប់ស្ងាត់និងមានជំនឿចិត្តយ៉ាងខ្លាំងដោយមិនបាច់បង្ហាញអ្វីទាំងអស់វីដេអូបានបញ្ចប់ខ្ញុំក៏បង្ហោះវាចូលទៅ3ម៉ោងក្រោយមកមានអ្នកមើលដល់ទៅ 1.4 ទៅ 2 លានដងប្រព័ន្ធណែនាំវីដេអូរបស់បណ្ដាញសង្គមបានរកឃើញសញ្ញាសំខាន់2ខ្លឹមសារវីដេអូទាក់ទងនឹងពាក្យគន្លឹះក្តៅៗប្រចាំថ្ងៃនិងទី2
ទិន្នន័យនៃការចូលរួមរបស់អ្នកប្រើប្រាស់គឺខ្ពស់ខុសធម្មតាកម្រិតមើលវីដេអូចប់ 94% កម្រិតចុច like 18.7% កម្រិតបញ្ចេញមតិ 6.3% កម្រិតចែករំលែក 11.2% ប្រព័ន្ធណែនាំមិនយល់ពីអារម្មណ៍មនុស្សទេវាអានតែទិន្នន័យប៉ុណ្ណោះខ្សែមតិយោបល់មិនដូចនៅក្នុងវេទិកាពិភាក្សានោះឡើយមតិយោបល់លើគេបង្អស់ខ្ញុំមិនដឹងថាហេតុអីទេពេលវាគ្មិនថាខ្ញុំមិនដឹងដែរតែខ្ញុំមានអារម្មណ៍ដូចជាវាដឹងរឿងគ្រប់យ៉ាងអញ្ចឹងមតិយោបល់ទី2មានអ្នកណាចាប់អារម្មណ៍ខ្សែភ្នែករបស់វានៅចុងបញ្ចប់វីដេអូអត់ខ្ញុំបើកមើលឡើងវិញ3ដងពិតជាមិនដឹងនិយាយថាម៉េចទេគឺវាស្ងប់ស្ងាត់ខ្លាំងណាស់ស្ងប់ស្ងាត់រហូតដល់មានអារម្មណ៍ថាប្លែកតែម្ដងមតិយោបល់ទី3ពួកក្រុម comment មិនល្អដែលនិយាយថាវាមានត្រឹមតែ rank C នោះណាជួយបដូរពាក្យសម្ដៅថ្មីផងបានអត់មើលឃើញពាក្យដដែលៗជាង10ដងខ្មាស់គេណាពួក comment មិនល្អត្រូវគេវាកប់បាត់អស់ខ្ញុំដេកលើគ្រែក្នុងបន្ទប់សម្លឹងមើលដំបូលបន្ទប់ទូរស័ព្ទក្រវ៉ាត់ទៅម្ខាងទាំងទិន្នន័យឡើងលេខយ៉ាងស្ងៀមស្ងាត់នៅគៀនខាងលើស្ដាំបន្ទុកសរុបបច្ចុប្បន្ន 19.5370 បន្ទុកលេខបានកើនឡើងជាង 3.400 បន្ទុកក្នុងរយៈពេល3ម៉ោងកន្លងមកនេះអ្នកមើល 1.4 លានដងទោះបីជាមានមនុស្សម្នាក់ក្នុងចំណោម10នាក់ដែលមានប្រតិកម្មអារម្មណ៍ពិតប្រាកដក៏អាចជួយផ្ដល់បន្ទុកឲ្យខ្ញុំកើនឡើងជាបន្តបន្ទាប់ដែរតារាងវាគ្នានៅវគ្គទី2នឹងត្រូវប្រកាសនៅថ្ងៃស្អែកឈ្នះ2ដងជាប់គ្នានឹងធ្វើឲ្យខ្ញុំត្រូវជួបជាមួយ Kate N នៅវគ្គទី3មានពេល3ថ្ងៃនៅចន្លោះការប្រកួតតើខ្ញុំអាចធ្វើអ្វីបានខ្លះក្នុងរយៈពេល3ថ្ងៃនេះទី1ត្រូវកន្លែងលក់អេតចាយរួចដំណើរការផ្លាស់ប្ដូររូបរាងលើសម្បកម៉ាស៊ីនបូមទឹកធ្វើពីលង្ហិននោះទី2ត្រូវដំឡើងកម្រិតលំពេញរលកខៀវឲ្យឡើងមួយកម្រិតទៀតលើសពី rank C+ រួចទី3ខ្ញុំបិទភ្នែកស្នូលថ្នាក់ដាស់ធម្មពលដំណើរការយ៉ាងស្ងៀមស្ងាត់នៅក្នុងខ្លួនវាយមួយក្បាច់មិនទាន់គ្រប់គ្រាន់ដើម្បីទៅតទល់នឹងពិភពលោកឡើយខ្ញុំត្រូវការបៀទី2បញ្ជីផ្លាស់ប្ដូររូបរាងជំនាញនៅតែបង្ហាញច្បាស់លើផ្ទាំងទិន្នន័យពីរ៉ូតស្ដេចសមុទ្របង្ក្រាបជលសាចំណាយបន្ទុក 6.0 បន្ទុកសត្វពាហ៍ដែកទាំង12ក្បាលនោះនៅតែរងចាំខ្ញុំនៅក្នុងតំបន់កងទ័ពខ្ញុំបានប្រាប់ពួកវាហើយថានឹងត្រឡប់ទៅវិញរបៀបដែលច្បាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ត្រូវប្រកាសគឺមើលទៅដូចជាការសម្ដែងល្ខោនអ៊ីចឹងព្រឹកបន្ទាប់ពីការប្រកួតវគ្គជម្រុះទាំងអស់បានបញ្ចប់លោកប្រធានអាជ្ញាកណ្ដាលបានឡើងមកលើឆាកប្រកួតដោយផ្ទាល់ខ្លួនដើម្បីអានច្បាប់ប្រកួតខ្ញុំចាប់អារម្មណ៍ឃើញរឿងម្យ៉ាងនៅលើត្រាទៀនបិទសម្បត្តិផ្ទៃរបស់វាមានសភាពមិនស្មើគ្នាដូចជាត្រូវគេបិទចិត្តរួចបើកចេញហើយបិទចិត្តម្ដងទៀតបន្ទាប់ពីបានពិភាក្សាគ្នារួចអ៊ីចឹងគណៈកម្មការរៀបចំការប្រកួតបានសម្រេចចិត្តថាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នឹងប្រើប្រាស់ទម្រង់ប្រកួតរស់រានមានជីវិតជាក្រុមសម្លេងអ៊ូអែនៅក្នុងស្តាតកើនឡើងមួយកម្រិតទៀតបេក្ខជនទាំង64នាក់ដែលបានឆ្លងកាត់វគ្គជម្រុះមុននេះនឹងត្រូវបែងចែកជា2កងក្រុមកងក្រុម A មាន32នាក់កងក្រុម B មាន32នាក់កងក្រុមនីមួយៗនឹងត្រូវដាក់ចូលទៅដាក់ឋានធម្មជាតិសិប្បនិម្មិតរយៈពេលប្រកួត2ម៉ោងបេក្ខជនម្នាក់ៗចាប់ផ្ដើមដោយមានកាតរស់រានមានជីវិតចំនួន3សន្លឹកអ្នកដែលត្រូវគេវាយធ្លាក់ឬព្រមចុះចាញ់ដោយខ្លួនឯងត្រូវហុចកាតមួយសន្លឹកទៅឲ្យអ្នកឈ្នះពេលគ្រប់ពេល2ម៉ោងបេក្ខជន16នាក់ដែលមានកាតច្រើនជាងគេក្នុងកងក្រុមនីមួយៗនឹងបានឡើងទៅវគ្គបញ្ចប់ច្បាប់ប្រកួតធម្មតាតើប៉ុន្តែបញ្ហាគឺនៅលើការបែងចែកកងក្រុមផ្ទាំង screen ចាប់ផ្ដើមបង្ហាញបញ្ជីឈ្មោះបេក្ខជនកងក្រុម A លេខឡើងម្ដងម្នាក់មនុស្ស32នាក់នៅក្នុងកងក្រុម A មាន31នាក់ដែលមានទំនាក់ទំនងជាមួយត្រកូលលីនចំណែកម្នាក់ដែលនៅសល់គឺខ្លួនខ្ញុំនេះឯងនៅក្នុងតំបន់បេក្ខជនប្រកួតមនុស្សចាប់ផ្ដើមខ្សឹបខ្សៀវគ្នាមិនក៏កងក្រុមនេះមានតែមនុស្សត្រកូលលីនសុទ្ធសាធបែបហ្នឹងចាំបន្តិចបេក្ខជនលេខ7នៅក្នុងកងក្រុមនោះឈ្មោះ Zik មិនមែនជាក្មួយប្រុសរបស់លោកប្រធានអាជ្ញាកណ្ដាលទេគ្រប់នៅផ្នែក VIP Kaden មានភាពពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃការបែងចែកកងក្រុមនេះប៉ុន្តែភាពពេញចិត្តនោះគឺតិចតួចពេកតិចតួចរហូតដល់មិនអាចផ្ដល់បន្ទុកឆក់អារម្មណ៍ឲ្យខ្ញុំសូម្បីតែមួយបន្ទុកព្រោះគេបានដឹងរឿងនេះទុកជាមុនរួចទៅហើយបន្ទុករកបច្ចុប្បន្ន22.150 បន្ទុកគ្រប់គ្រាន់ហើយខ្ញុំអោនមើលចុងមុខព្រួញរបស់លំពេងរលកខៀវរួចលួចញញឹមម្នាក់ឯងព្រោះខ្ញុំគិតឃើញរឿងម្យ៉ាងគួរឲ្យអស់សំណើចមនុស្ស31នាក់មកព្រួតគ្នាព័ទ្ធជុំមនុស្សម្នាក់ហើយមើលទៅតកូលលីនប្រហែលជាគិតថានៅមិនទាន់គ្រប់គ្រាន់ដើម្បីឲ្យមើលទៅឈ្នះស្អាតល្អទេដឹងអីចឹងពួកគេប្រហែលជាចង់ហៅ rank B ទាំងអស់មកព្រមគ្នាហើយមើលទៅផ្លូវចូលទៅកាន់បរិស្ថានធម្មជាតិសិប្បនិម្មិតគឺច្រកផ្លូវដែកទំហំប្រវែង3ម៉ែត្រនៅខាងចុងវាបែកចេញជាច្រកផ្លូវដឹកជញ្ជូនដាច់ដោយឡែកពីគ្នាចំនួន32តាមទ្រឹស្ដីគឺជានិយាយចៃដន្យប៉ុន្តែខ្ញុំចាប់អារម្មណ៍ឃើញថាកម្រិតថាមពលផ្លូវរត់នៅលើជញ្ជាំងខាងក្នុងនៃច្រកផ្លូវរបស់ខ្ញុំត្រូវគេកែសម្រួលដោយដៃមនុស្សទីតាំងធ្លាក់ចុះរបស់ខ្ញុំមិនមែនជានិយាយចៃដន្យទេគណៈកម្មការរៀបចំការប្រកួតបានរៀបចំទីតាំងចុះចតរបស់ខ្ញុំឲ្យនៅក្បែរកណ្ដាលទីលានរួចទៅហើយដើម្បីឲ្យគេងាយស្រួលព្រួតគ្នាព័ទ្ធជុំវិញខ្ញុំដើរចូលទៅក្នុងច្រកផ្លូវដំណើរការដឹកជញ្ជូនចាប់ដើមពលឺភ្លើងប្រែប្រួលព្រៃឈើខ្ញុំកំពុងឈរនៅកណ្ដាលទីធ្លាទំនេរមួយក្នុងព្រៃទំហំប្រហែល30ម៉ែត្រព័ទ្ធជុំវិញដោយដើមឈើធំៗដែលបង្កើតឡើងដោយពន្លឺហូឡូក្រាមទីតាំងរបស់ខ្ញុំគឺនៅចំកណ្ដាលទីលានប្រកួតពិតមែនកងក្រុម A ទម្រង់ប្រកួតរស់រានមានជីវិតរាប់ថយក្រោយ3 2 1ចាប់ផ្ដើមខ្ញុំធ្វើរឿងដែលផ្ទុយស្រឡះពីវិធីសាស្ត្រស្តង់ដារខ្ញុំចាក់លំពេងរលកខៀវទៅលើដីនៅកណ្ដាលទីធ្លាទំនេរនោះរួចដកអាវឯកសណ្ឋានសាលាចេញខ្ញុំលូកដៃចូលក្នុងហៅប៉ៅខោដកថង់បិទចិត្តមួយចេញមកនៅខាងក្នុងមានសាច់គោក្រៀមផ្អាប់គ្រឿងចំនួន3ដុំខ្ញុំយកសាច់គោក្រៀមនោះមករំនឹងក្តារអាលុយមីញ៉ូមរួចចាប់ផ្ដើមរើសកំទេចឈើស្ងួតនៅក្នុងទីធ្លានោះខ្ញុំបង្កាត់ភ្លើងដោយប្រើទឹកនិយាយឲ្យចំគឺប្រើវិធីធ្វើឲ្យម៉ូលេគុលទឹកនៅក្នុងខ្យល់អាកាសបុកគ្នាដោយលឿនបង្កើតបានជាកម្លាំងកកិតកម្ដៅជួបគ្នានៅចំណុចតែមួយ30វិនាទីក្រោយមកមានផ្សែងខ្មៅហុយចេញពីទីធ្លាទំនេរនោះសសរផ្សែងពណ៌ប្រផេះសហោះត្រង់ទៅលើមេឃខ្ពស់ជាងផ្ទៃដី20.0 ម៉ែត្រការ៉េនៃបរិស្ថានសិប្បនិម្មិតអាចមើលឃើញពីគ្រប់ទីកន្លែងក្នុងទីលានប្រកួតប្រតិកម្មរបស់អ្នកមើលកើតឡើងភ្លាមៗមានសម្លេងអ៊ូអែខ្លាំងណាស់វាធ្វើអីហ្នឹងបង្កាត់ភ្លើងមែនអគ្រប់វាកំពុងតែបង្កាត់ភ្លើងការប្រកួតទើបតែចាប់ផ្ដើមសោះមនុស្ស31នាក់កំពុងតែដើរមកកម្ចាត់វាឯវាបែរជាមកបង្កាត់ភ្លើងជុំគ្នាដុតសាច់ញ៉ាំនៅកណ្ដាលទីលានទំនេរទៅវិញប្រព័ន្ធកាមេរ៉ា hologram បានពង្រីករូបភាពយ៉ាងច្បាស់នៅលើ screen ខ្ញុំកំពុងអង្គុយជិតភ្នក់ភ្លើងទាំងយកចិត្តទុកដាក់រៀបចំសាច់ក្រៀមរុំក្រដាសអាលុយមីញ៉ូមពីលើភ្នក់ភ្លើងពន្លឺភ្លើងជះចំមុខខ្ញុំទឹកមុខមើលទៅដូចជាមនុស្សកំពុងដុតសាច់ញ៉ាំធម្មតាអញ្ចឹងទីកន្លែងអ្នកអត្ថាធិប្បាយទូសម្លេងភ្លាមអ្នកមើលរាល់គ្នាតើខ្ញុំមើលខុសមែនទេបេក្ខជនលេខ121ខោបានជ្រើសរើសវិធីបង្កាត់ភ្លើងនៅកណ្ដាលទីលានប្រកួតក្នុងនីតិដំបូងនៃទម្រង់ប្រកួតរស់រានមានជីវិតចេកឲ្យខ្ញុំសាកល្បងវិភាគមើលសិនតើវាគ្មិនវាល្បិចកលកម្រិតខ្ពស់អ្វីដែលខ្ញុំមិនយល់មែនទេខ្ញុំពិតជាមិនអាចវិភាគបានឡើយធ្វើការងារក្នុងវិស័យនេះអស់រយៈពេល12ឆ្នាំមកហើយនេះជាលើកដំបូងបង្អស់ដែលខ្ញុំបានឃើញមនុស្សមកដុតសាច់ញ៉ាំនៅក្នុងការប្រកួតរស់រានមានជីវិតបែបហ្នឹងផ្ទាំងទិន្នន័យនៅចំពោះមុខខ្ញុំឡើងបន្ទុកជាបន្តបន្ទាប់បន្ទុកបូក18បូក27បូក14លឿននឹងច្រើនណាស់ប៉ុន្តែខ្ញុំមិនបានមើលផ្ទាំងទិន្នន័យទេគឺខ្ញុំកំពុងតែស្ដាប់សំឡេងមកពីក្នុងព្រៃឈើហោះមកពីគ្រប់ទិសទីសំដៅមកទីនេះក្រុមដែលនៅជិតបំផុតគឺនៅទិសភូមិភាគឦសានចម្ងាយ120ម៉ែត្រមានមនុស្ស3នាក់ទិសនិរតីមាន5នាក់ដើរយ៉ាងលឿនព្រោះចង់បានជ័យជំនះមុនគេទិសខាងជើងមាន7នាក់ដើរដោយប្រុងប្រយ័ត្នបំផុតប្រហែលជាក្រុមវាយប្រហារចម្បងហើយមើលទៅ
មានសម្លេងជើងដើរមកពីទិសដៅផ្សេងៗទៀតសរុបមានមនុស្ស26នាក់កំពុងតែរត់សម្ដៅមកទីតាំងនេះខ្ញុំពិនិត្យមើលកញ្ចក់ក្រដាសអាលុយមីញ៉ុមសាច់ក្រៀមមិនទាន់ឆ្អិនល្អនៅឡើយទេរួចខ្ញុំងើបក្បាលឡើងនិយាយទៅកាន់ដើមឈើដែលព័ទ្ធជុំវិញទីធ្លាទំនេរនោះមិនអីទេឈប់ពួនទៅពេលដើរចូលមកជួយពិនិត្យមើលផងថាមានអស់ស្ងួតនៅក្បែរនឹងអត់ព្រោះភាពសើមនៅទីនេះខ្លាំងណាស់ភ្លើងវាមិនសូវឆេះល្អទេភាពស្ងាត់ស្ងៀមរក្សាអស់3វិនាទីរួចមានសម្លេងខឹងសម្បារម្យ៉ាងបណ្ដើរចេញពីព្រៃឈើទិសនិរតីមានរឿងអីហ្នឹងមានមនុស្ស5នាក់ដើរចេញមកពីទិសដៅនោះអ្នកដឹកនាំគឺជាអ្នកដាស់ធម្មពលធាតុភ្លើងរ៉ែងឌីដៃទាំងពីរគ្របដណ្ដប់ដោយអណ្ដាតភ្លើងខាលឈប់សម្ដែងទៅសម្លេងអ្នកដាស់ធម្មពលធាតុភ្លើងនោះក្តៅជាងភ្លើងរបស់គេទៅទៀតឯងគិតថាល្បិចកលបែបហ្នឹងអាចជួយឯងបានមែនទេគេនិយាយមិនទាន់ចប់ផងក៏ធំក្លិនសាច់ដុតភ្លាមព្រោះខ្យល់បក់មកពីទិសដៅខ្ញុំចំមានក្លិនទឹកស៊ីអ៊ីវក្លិនម្រេចខ្មៅនិងក្លិនខ្ទឹមសវាជាការវាយប្រហារចំប្រព័ន្ធទទួលក្លិនរបស់យុវជនទាំងអ្នកដែលមិនទាន់បានញ៉ាំអ្វីសោះតាំងពីនៅក្នុងបន្ទប់រងចាំមកអណ្ដាតភ្លើងនៅលើដៃរបស់អ្នកដាស់ធម្មពលធាតុភ្លើងប្រែជាថយចុះមួយអ៊ីងមិនមែនដោយសារតែគេមានចេតនាទេគឺគេកំពុងតែលេចទឹកមាត់ខ្ញុំអង្គុយជិតភ្នក់ភ្លើងយកឈើមួយដើមមកចាក់សាច់ក្រៀមដែលឆ្អិនល្អមួយដុំចេញពីក្រដាសអាលុយមីញ៉ុមផ្លុំបន្តិចរួចខាំញ៉ាំមួយម៉ាត់ទំពាពីរដងមិនអន់តាប្រៃបន្តិចខ្ញុំលើកកញ្ចប់ពី3ទៀតចេញពីភ្នក់ភ្លើងចង់ញ៉ាំអត់ពួកគេទាំង5នាក់លួចមើលមុខគ្នាវានិយាយអញ្ជើញយើងញ៉ាំសោះកុំចាញ់ល្បិចវាណានេះជាល្បិចផ្លូវចិត្តរបស់វាទេប៉ុន្តែវាធំក្លិនឈ្ងុយមែនតានៅបន្ទប់ VIP កៅស្រារបស់ស៊ីដិនឈប់ត្រឹងលើអាកាសជាលើកដំបូងហើយដែលគេសម្លឹងមើលរូបរាងកាយនៅលើ screen ដែលកំពុងអង្គុយជិតភ្នក់ភ្លើងទាំងទំពាសាច់ក្រៀមយ៉ាងសប្បាយជំនួយការរបស់គេនិយាយខ្សឹបក្បែរខ្លួនអ្នកប្រុសតើគួរផ្ដល់សញ្ញាឲ្យពួកគេវាយចូលទៅអត់កើតដែលមិនឆ្លើយទេព្រោះគេកំពុងតែគិតពីសំណួរមួយតើខាលកំពុងធ្វើអ្វីពិតប្រាកដមែនមនុស្សម្នាក់ដែលចិត្តត្រូវគេព្រួតគ្នាព័ទ្ធជុំវិញដោយគូប្រកួតជាង30នាក់បែរជាជ្រើសរើសវិធីបង្ហាញទីតាំងខ្លួនឯងដើម្បីទាក់ទាញមនុស្សគ្រប់គ្នាឲ្យមកព្រមគ្នាសកម្មភាពបែបនេះមានការបញ្ចូលតែពីរយ៉ាងប៉ុណ្ណោះមិនមែនល្ងងខ្លាំងគឺមានជំនឿចិត្តយ៉ាងខ្លាំងថាអាចតទល់នឹងមនុស្សទាំង30នាក់បានក្នុងពេលព្រមគ្នាដៃស្ដាំរបស់ Kaden ឈប់ស្ទាបដាវអស់1វិនាទីគេជ្រើសរើសការពន្យល់ទី3វាចង់ឲ្យមនុស្សគ្រប់គ្នាមកជុំគ្នានៅកន្លែងតែមួយដើម្បីឲ្យវាវាយតែម្ដងគឺចប់សពគ្រប់ការវាយប្រហារវគ្គដំបូងដល់ភ្លាមវិនាទីដែលខ្ញុំទៅពីសាច់ក្រៀមម៉ាត់ទី3ចូលក្នុងកមនុស្ស5នាក់មកពីទិសនិរតីចាប់ផ្ដើមធ្វើសកម្មភាពមុនគេដុំភ្លើងដ៏ធំប៉ុនក្បាលគោបាញ់សម្ដៅមកពីចម្ងាយ30ម៉ែត្រក្នុងពេលព្រមគ្នាក្រុមមនុស្ស3នាក់មកពីភូមិភាគឦសានមកដល់ដែរមានបន្លាដីកម្ពស់ប៉ុនជង្គង់ផ្ទុះចេញពីក្រោមដីសម្ដៅមកកណ្ដាលទីធ្លាទំនេរមកពីទិសខាងជើងក្រុមមនុស្ស7នាក់បានបញ្ចេញវ៉លឈើឲ្យធ្លាក់ចុះមកពីលើមេឃដុំភ្លើងបន្លាដីវ៉លឈើថែមទាំងមានមុខកំបិតដាច់អស់ពីដើមទៀតមានការវាយប្រហារ5ប្រភេទខុសគ្នាបុកចូលមកកណ្ដាលទីធ្លាទំនេរមកពី3ទិសដៅក្នុងពេលព្រមគ្នាខ្ញុំក្រោកឈរយ៉ាងលឿនប៉ុន្តែខ្ញុំមិនគេចខ្លួនទេខ្ញុំធ្វើរឿងដែលធ្វើឲ្យអ្នកអធិប្បាយសឹងតែលេបមីក្រូហ្វូនចូលក្នុងកខ្ញុំខំសាច់ក្រៀមដែលញ៉ាំពាក់កណ្ដាលនោះជាប់នឹងថ្មដៃទាំងពីរចាប់អាវឯកសណ្ឋានសាលាដែលលាតនៅលើដីរួចខ្ចប់កញ្ចប់ក្រដាសអាលុយមីញ៉ុមដែលនៅសល់ចូលទៅខាងក្នុងរួចខ្ញុំក្រវ៉ាត់អាវនោះទៅខាងក្រោយគល់ឈើងាប់មួយដុំចម្ងាយ5ម៉ែត្របន្ទាប់មកខ្ញុំដកលំពែនរលកខៀវចេញពីក្នុងដីដុំភ្លើងហោះមកដល់ចម្ងាយមិនដល់2ម៉ែត្រខ្ញុំលើកដៃស្ដាំឡើងមិនមែនប្រើម្រាមដៃចង្អុលទេគឺប្រើបាតដៃទាំងមូលគ្មានខ្សែរង្វាត់ទឹកបង្កើតឡើងទេប៉ុន្តែរាល់មូលេគុលទឹកទាំងអស់ក្នុងរង្វង់30ម៉ែត្រនៅលើមេឃនីតិធ្លាទំនេរនោះត្រូវគេប្រមូលមកព្រមគ្នាក្នុងរយៈពេលត្រឹមតែ 0.2 វិនាទីរាលដាលទៅជាស្រទាប់ទឹកថ្លាឆ្វង់មួយខ្សែជាស្រទាប់ការពារដែលមានកម្រាស់ត្រឹមតែ 0.3 មីលីលីត្រប៉ុណ្ណោះដុំភ្លើងបុកចំស្រទាប់ទឹកនោះគ្មានការផ្ទុះអ្វីឡើយស្រទាប់ទឹកបានរលាយក្លាយជាចំហាយទឹកភ្លាមៗដោយសារតែកម្ដៅខ្ពស់កម្លាំងរីកមាឌរបស់ចំហាយទឹកបានបដូរគន្លឹះហោះរបស់ដុំភ្លើងធ្វើឲ្យវាវៀងចេញទៅចំហៀង15ដឺក្រេដុំភ្លើងហោះឆ្វៀលស្មើខាងឆ្វេងរបស់ខ្ញុំរួចទៅបុកចង្កុលឈើងាប់ខាងក្រោយផ្ទុះរំពងចំណែកបន្លាដីមកដល់ជើងខ្ញុំដើរមួយចំហៀងទៅខាងឆ្វេងគេចផុតពីបន្លាដីជួរដំបូងខ្លួនប្រាណទម្លាក់ចុះ30សង់ទីម៉ែត្របន្លាដីជួរទី2ឆ្វៀលខ្នងជើងខាងស្ដាំរបស់ខ្ញុំដើរថយក្រោយកន្លះចំហៀនបន្លាដីជួរទី3ផ្ទុះចេញពីដីចម្ងាយត្រឹមតែ2ភ្នែកពីចុងជើងខ្ញុំប៉ុណ្ណោះភាពច្បាស់លាស់នៃចំហៀនជើងរបស់ខ្ញុំមិនមែនមកពីការមើលឃើញដោយភ្នែកទេគឺមកពីបាតជើងខ្ញុំនេះឯងនេះជាវិធីប្រើប្រាស់សមត្ថភាពធាតុទឹកមួយដែលមនុស្សគ្រប់គ្នាលួចរំលងដោយសារតែការដឹងពីការផ្លាស់ប្ដូរទីតាំងនៃម៉ូលេគុលទឹកនៅក្នុងប្រឡោះរវាងវត្ថុធាតុផ្សេងៗខ្ញុំអាចបង្កើតជារូបភាពកម្ដៅពិតប្រាកដនៃរាល់របស់គ្រប់យ៉ាងដែលកម្រើកនៅក្រោមដីបានយ៉ាងច្បាស់រាល់ចំហៀនជើងរបស់ខ្ញុំមិនដែលរុញរាឡើយចំហៀនជើងនីមួយៗគឺជន់ចំចន្លោះសុវត្ថិភាពរវាងបន្លាដីជានិច្ចវ៉លឈើធ្លាក់ចុះមកពីលើមេឃលំពែនរលកខៀវក្រវីជាទម្រង់រង្វង់មុខព្រួញមិនមែនកាត់វ៉លឈើទេគឺយកវាទៅតាក់ជាប់នឹងមុខព្រួញជើងក្អែកទាំង3រួចបង្វិលកម្លាំងមួយទំហឹងទៅខាងក្រៅប្រវែង1ម៉ែត្រផ្ទុយពីទិសដៅលូតលាស់របស់វាដូចជាការពុតកសែងអ៊ីចឹងគ្រឿងសរសៃរបស់វាទ្រាំមិនបានវ៉លឈើក៏ដាច់ជាពីរភ្លាមតាំងពីវិនាទីដែលដុំភ្លើងដំបូងមកអស់ហោះមកដល់រហូតដល់វ៉លឈើដាច់ជាពីរចំណាយពេលសរុបត្រឹមតែ4វិនាទីប៉ុណ្ណោះខ្ញុំនៅតែឈរនៅកន្លែងដដែលចម្ងាយកម្រើកខ្លួនសរុបមិនដល់2ម៉ែត្រផងសាច់ក្រៀមនៅតែខាំជាប់នឹងធ្មេញដដែលស្តាទាំងមូលប្រែជាស្ងាត់ជ្ងុំអស់មួយរំពេចវាគ្មិនបានកម្រើកខ្លួនទេសម្លេងអ្នកអធិប្បាយត្រឡប់មកវិញតែមើលទៅដូចជាខំប្រឹងស្រែកណាស់វាមិនទាំងបានវិតតវិញផងវិធីការពារ3ប្រភេទខុសគ្នាត្រូវគេធ្វើឡើងក្នុងរយៈពេលត្រឹមតែ4វិនាទីប៉ុណ្ណោះនេះមិនមែនជាល្បឿនគិតគូរដែលបេក្ខជនប្រេងស៊ីគួរតែមានឡើយផ្ទាំងទិន្នន័យឡើងលេខពេញភ្នែកខ្ញុំបន្ទុកបូក45បូក22បូក61បន្ទុកធំចាប់ផ្ដើមហូរចូលមកហើយប៉ុន្តែខ្ញុំគ្មានពេលមើលលេខទេព្រោះការវាយប្រហារវគ្គទី2មកដល់ទៀតហើយក្រុមមនុស្ស7អ្នកមកពីទិសខាងជើងបានរត់ចេញពីក្នុងព្រៃមានអ្នកដាស់ថាមពលធាតុដៃ2អ្នកនៅខាងមុខធ្វើជាខែលការពារមានអ្នកវាយប្រហារពីចម្ងាយ3អ្នកនៅជួរកណ្ដាលមានអ្នកគ្រប់គ្រង2អ្នកនៅជួរក្រោយចំណែកមនុស្ស16អ្នកដែលនៅសល់បានស្ទុះចេញមកពីគ្រប់ទិសទីផ្សេងទៀតមនុស្ស28អ្នកចោមរោមចូលមកពីគ្រប់មុំមនុស្ស28អ្នកវាយប្រហារព្រមគ្នាដុំភ្លើងស្លាប់ខ្យល់បន្លាដីមកកំបិតដៃហោះវ៉លឈើកំទេចតកយ៉ាងហោចណាស់ក៏មានសមត្ថភាព7ប្រភេទខុសគ្នាដែរបុកចូលមកកណ្ដាលទីធ្លាទំនេរពីគ្រប់មុំ36ដឺក្រេភាពណែនណាន់តាន់តាប់ខ្លាំងរហូតដល់ធ្វើឲ្យប្រព័ន្ធបង្ហាញរូបភាពពន្លឺហូឡូក្រាមសម្រាប់ដើមឈើខាងកើតមានការកៀងមួយផ្លែតសម្លេងអ្នកអធិប្បាយឡើងស្អកការវាយប្រហារព្រមគ្នាពីមនុស្ស28អ្នកពេញមុំ36ដឺក្រេខេលគឺនៅចំកណ្ដាលពាក្យសម្ដាបន្ទាប់របស់គេត្រូវកៀងនៅក្នុងកព្រោះខ្លួនខ្ញុំបានបាត់បង់បាត់ទៅហើយមិនមែនជានិយាយបាត់ខ្លួនភ្លាមៗទេគឺជានិយាយលបឿនរត់លឿនស្លេវរហូតដល់ហួសពីកម្រិតថតរូបភាពរបស់កាមេរ៉ាហូឡូក្រាមទៅទៀតការវាយប្រហារទាំង28ប្រភេទបុកចូលគ្នានៅកណ្ដាលទីធ្លាទំនេរឬសូក្រាំង
ប្រព័ន្ធការពារសុវត្ថិភាពដំណើរការភ្លាមកម្រិតដែលថែបត្រូវគេវេចបាក់ស្រុតជាស្រះទំហំ6ម៉ែត្រផ្សាយនឹងធូលីដីហុយពេញអាកាសគ្មានមនុស្សណាម្នាក់នៅចំកណ្ដាលទីនោះឡើយមានត្រឹមតែអាវឯកសណ្ឋានសាលាពណ៌ខៀវប្រផេះដែលឆេះខ្លោចមួយដុំប៉ុណ្ណោះគឺអាវដែលខ្ញុំបានក្រវ៉ាត់ទៅក្រោយគល់ឈើងាប់តាំងពី1វិនាទីមុនពេលពួកគេវេចប្រហែលមកម្លេះនេះជាល្បិចបញ្ឆោតភ្នែកនៅលើកៅអីអ្នកមើលមានអ្នកខ្លះស្រែកយំមានអ្នកខ្លះខកចិត្តសម្លេងលាយឡំគ្នាទៅវិញទៅមកលេខនៅលើផ្ទាំងទិន្នន័យចាប់ផ្ដើមរត់ដោយល្បឿនលឿនដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកបន្ទុកបូក88បូក77បូក156ប៉ុន្តែខ្ញុំគ្មានពេលមើលឡើយសម្លេងខ្ញុំបន្លឺឡើងពីលើអាកាសកម្ពស់ប្រហែល7ទៅ8ម៉ែត្រខ្ញុំកំឈរនៅលើធ្នឹមដែកថែបដ៏រឹងមាំមួយកន្លែងដែលជាគ្រោងដំបូលរបស់បរិស្ថានសិប្បនិមិត្តដែលលេចចេញមកក្រៅលំពេងរលកខៀវដាក់នៅលើស្មាខ្ញុំអោនមើលមនុស្សទាំងពីរប្លុកអ្នកនៅក្នុងស្រះខាងក្រោមពន្លឺភ្លើងជះចំមុខខ្ញុំពីខាងក្រោមខ្ញុំនិយាយដោយសម្លេងដូចជាប្រធានក្រុមដែលកំពុងតែវេតម្លៃការងារក្រុមអីចឹងការសហការគ្នារបស់ពួកឯងនៅខ្វះខាតខ្លាំងណាស់មនុស្ស28នាក់រួតគ្នាវេមនុស្សម្នាក់ដែលជាវេខុសដល់ទៅ12ដៃដែលវេខុសខ្លាំងជាងគេគឺហោះខុសទៅចំហៀងដល់ទៅ9ម៉ែត្រណែឯងម្នាក់នោះយើងឃើញឯងជារ៉េងឌីធាតុភ្លើងចាំទៅវឹកហាត់កម្លាំងដៃបន្ថែមផងណាគោលដៅឈរស្ងៀមចម្ងាយ30ម៉ែត្រសោះបែរជាវេខុសចម្ងាយជាង2ម៉ែត្របែបហ្នឹងឯងសំបីតែវគ្គដំបូងនៃការប្រកួតចោលដុំដៃក្នុងកីឡដ្ឋានក៏មិនជាប់ផងអ្នកមើលបញ្ចេញសម្លេងម្យ៉ាងដែលមិនដឹងជាហៅថាម៉េចមិនមែនជាសម្លេងសើចហើយក៏មិនមែនជាសម្លេងស្រែកហូរដែរគឺវាដូចជាសម្លេងស្រែកហួសចិត្តដែលលេចចេញមកបន្ទាប់ពីមានគេចាប់ក្បាលឯងឲ្យបង្ខំមើលការសម្ដែងសិល្បៈចម្លែកម្យ៉ាងអ៊ីចេះវាជាអារម្មណ៍លាយឡំគ្នារវាងភាពហួសចិត្តនិងភាពរំភើបខ្លាំងសារភ្នាល់ប្រកួតបានបាក់ស្រុតអស់តាំងពី30វិនាទីមុនម្លេះប្រព័ន្ធទទួលការភ្នាល់កំពុងតែបង្ហាញសញ្ញាខុសរហូតនៅក្នុងបន្ទប់ VIP កែវស្រារបស់ Sedan នៅតែជាប់នឹងបបោមាត់របស់គេទឹកស្រាមិនបានអង្គើបន្តិចណាឡើយជំនួយការរបស់គេនិយាយជាលើកដំបូងដោយមិនបាច់ចាំដល់សញ្ញាអ្នកប្រុសស្ងាត់ទៅ Kaden សម្លឹងមើល screen មើលរូបរាងកាយដែលកំពុងឈរនៅលើធ្នឹមដែកទាំងទិន្នន័យទទួលបានដំណឹងពិសេសមួយរកឃើញការផ្លាស់ប្ដូរអារម្មណ៍របស់ Kaden ប្រភេទការប្រុងប្រយ័ត្នពិនិត្យមើលកម្រិតមធ្យមទៅខ្ពស់ពិន្ទុឆក់អារម្មណ៍បូក18ពី3ពិន្ទុឡើងដល់18ពិន្ទុសត្វស្រមោចមួយក្បាលនេះទទួលបានការចាប់អារម្មណ៍ពេញលេញពីសត្វខ្លះហើយនៅលើធ្នឹមដែកខ្ញុំងាកភ្នែកមកវិញខ្ញុំសម្លឹងមើលមនុស្សទាំង28នាក់ខាងក្រោមខ្សែភ្នែកខ្ញុំឈប់ដាល់នៅចុងបញ្ចប់លើរូបរាងកាយមនុស្សម្នាក់ដែលឈរនៅជួរក្រោយបង្អស់ជាបេក្ខជនរ៉េងស៊ីម្នាក់ដែលដាក់ដៃក្នុងហៅប៉ៅខោដែលមិនទាន់បានធ្វើសកម្មភាពអ្វីសូម្បីតែមួយដងមនុស្សម្នាក់នោះក៏កំពុងតែសម្លឹងមើលមុខខ្ញុំដដែលទឹកមុខស្មើយើងសម្លឹងមើលភ្នែកគ្នារំលងចម្ងាយកម្ពស់ប្រហែល7ទៅ8ម៉ែត្រអស់រយៈពេលប្រហែល1វិនាទីខ្ញុំដាក់លំពេងរលកខៀវចុះពីលើស្មាចុងមុខព្រួញចុះក្រោមរួចចាក់វាទៅលើផ្ទៃដែករបស់ធ្នឹមដែកការប្រកួតវគ្គដំបូងនៃទម្រង់ប្រកួតរស់រានមានជីវិតបានបញ្ចប់ទៅហើយមនុស្ស28នាក់វាយប្រហារវាយមិនត្រូវសូម្បីតែមួយដៃឯខ្ញុំមិនទាំងបានវាយតបតវិញសូម្បីតែមួយក្បាច់ប៉ុន្តែការប្រកួតទើបតែដំណើរការបានត្រឹមតែ4នាទីប៉ុណ្ណោះទិសដៅមនុស្សសរុប26នាក់កំពុងសម្ដៅមកទីនេះខ្ញុំពិនិត្យកញ្ចប់ឲ្យលុយញញោមសាច់ក្រៀមមិនទាន់ឆ្អិនទេរួចខ្ញុំងើបក្បាលនិយាយទៅកាន់ព្រៃជុំវិញទីវាលមិនអីទេឈប់ពួនទៅស្នាមជើងក្នុងព្រៃឈប់ហើយពេលមកដល់មើលផងមានអស់ស្ងួតទេសំណើមនៅទីនេះខ្ពស់ពេកភ្លើងមិនសូវឆេះទេស្ងាត់អស់3វិនាទីបន្ទាប់មកមានសំឡេងមួម៉ៅស្រាយចេញពីព្រៃភាគនិរដីមានរឿងអីនឹងមនុស្ស5នាក់ដើរចេញពីទិសនោះអ្នកដឹកនាំជាអ្នកដាស់ធម្មពលធាតុភ្លើងលំដាប់ឌីដៃទាំងពីរមានភ្លើងឆេះទៅហើយខេតឈប់សម្ដែងទៅសំឡេងធាតុភ្លើងក្តៅជាងអណ្ដាតភ្លើងគាត់ទៀតឯងគិតថាប្រើល្បិចហ្នឹងគាត់និយាយមិនទាន់ចប់ផងក៏ធំក្លិនសាច់ក្រៀមខ្យល់បក់ជំទឹះខ្ញុំល្មមទឹកស៊ីអ៊ីវម្រេចខ្មៅនិងក្លិនខ្ទឹមសវាប្រហារចំប្រព័ន្ធធំក្លិនរបស់យុវជន5នាក់ដែលមិនទាន់បានស៊ីអីតាំងពីកន្លែងត្រៀមខ្លួនភ្លើងរបស់អ្នកធាតុភ្លើងថយចុះមួយអ៊ីងមិនមែនចេតនាទេគឺគាត់ខ្វល់ខ្វាយខ្ញុំអង្គុយចុះក្បែរភ្នក់ភ្លើងប្រើមែកឈើឆ្កឹះសាច់ក្រៀមដែលឆ្អិនចេញពីហ្វុយផ្លុំវារួចខំទំពា2ដងអមញ៉ាំតែប្រៃបន្តិចខ្ញុំលើក2ដងកញ្ចប់ទៀតពីលើភ្លើងចង់បានខ្លះទេពួកគាត់ទាំង5មើលមុខគ្នាគេបបួលយើងស៊ីតែកុំចាញ់បាត់វាជាល្បិចចិត្តសាស្ត្រតែវាឈ្ងុយខ្លាំងណាស់នៅក្នុងបន្ទប់ VIP កែវស្រារបស់ Kaden មិនកម្រើកជាលើកដំបូងគាត់សម្លឹងមើលរូបនៅលើអេក្រង់ដែលអង្គុយចុះក្បែរភ្នក់ភ្លើងទីពីសាច់ក្រៀមជំនួយការនិយាយតិចៗក្បែរគាត់ច្បាយវ័យក្មេងគួរឲ្យសញ្ញាពួកបុកចូលទេ Kaden មិនឆ្លើយគាត់កំពុងគិតសំណួរមួយតើខ្ញុំកំពុងធ្វើស្អីពិតប្រាកដមនុស្សជាត្រូវឡោមព័ទ្ធដោយសត្រូវ30នាក់ជាងបែរជាជ្រើសរើសបើកចំហទីតាំងនិងតាក់ទាញគ្រប់គ្នាចូលអេរយាប័តនេះមានការពន្យល់ពីរមិនល្ងងក៏មានទំនុកចិត្តអាចទប់ទល់ទាំង30នាក់ជាងក្នុងពេលតែមួយម្រាមដៃស្ដាំ Kaden ទប់នៅលើស្រោមដើម1វិនាទីគាត់ជ្រើសការពន្យល់ទី3គេចង់ឲ្យគ្រប់គ្នាមកជុំគ្នាតែមួយដើម្បីវាយតែម្ដងគត់ការវាយប្រហាររលកទី1មកដល់ពេលខ្ញុំលេបសាច់ក្រៀមម៉ាត់ទី3មនុស្ស5នាក់ពីទិសនិរដីចាប់ផ្ដើមមុនគេដុំភ្លើងប៉ុនក្បាលគោបាញ់មកពីចម្ងាយ30ម៉ែត្រក្នុងពេលជាមួយគ្នាក្រុម3នាក់មកពីទិសជើងឈៀងខាងកើតមកដល់ជួរចម្រងដីកម្ពស់ត្រឹមជង្គង់ដុះចេញពីដីសំដៅមកចំកណ្ដាលទីវាលពីទិសខាងជើងក្រុមមានគ្នា7នាក់បញ្ជូនវ៉លរុក្ខជាតិធ្លាក់ចុះមកពីលើមេឃដុំភ្លើងចម្រងដីវ៉លលីដាវដែកហោះ2ការវាយប្រហារ5ប្រភេទគ្របដណ្ដប់ចំកណ្ដាលទីវាលពី